នឹងចូលចិត្តរឿងនេះក្មេងស្រីឆ្មារនាថាចូលទឹកដីចុកដើម្បីរស់គ្រាន់តែចង់រកការងារធ្វើសោះតែនាងបែរជាក្លាយជាទីកតរបស់ហ្វុងចុកទៅវិញពេលទំនេរផ្សឹកខឹកថៃនឹងម្ដាយត្រូវពួកកូនកាត់ឆ្មាទៅគ្នាចាប់បានពេលលួចចាហាទោះនឹងអង្រយ៉ាងណាក៏ដោយពួកគេនៅតែដាច់ចិត្តបណ្ដេញម្ដាយនិងកូនស្រីនេះចេញពីភូទីរបស់នាងត្រូវគេវាយឡើងទុកសាច់ចិត្តស្លាប់ពេលអំដាយដទន់ខ្សោយក្នុងរង្វង់ដៃផ្ទៃមុខរបស់ខេតថៃពេញទៅដោយទឹកភ្នែកនាងបាត់បង់សង្ឃឹមទាំងស្រុងដឹងខ្លួនថានៅរំមិនយូរម្ដាយរបស់នាងពេលមកកម្លាំងចុងក្រោយប្រាប់ខេតថៃថានឹងមានតាមពោលពិសេសលក្ខកំបាំងនិយាយចប់ភ្លាមគាត់ក៏ដាច់ខ្យល់ស្លាប់បាត់ទៅចិត្តខ្លាំងនាងអបសពបំដាយចប់ពួកគេគ្រាន់តែចង់រស់រានមានជីវិតពួកគេវ័យបានជាគ្រួសាររបស់ពួកគេត្រូវជួបរឿងអភពយ៉ាងនេះជាក្រុមដីកប់ពំដាយរួចអង្គុយយំទួញសោកយ៉ាងកំសត់តែម្នាក់នៅមុខភ្នោតដីនោះបងប្រុសនឹងម៉ាយក្រចាក់ចេញទៅដោយក្តីគំនុំពេញបេះដូងក្លេកទីបានដើរចេញពីទឹកដីសត្វឆ្មានឹងមិនដឹងត្រូវទៅណាទេតែភ្លាមនោះស្រាប់តែមានស្រមុំមួយក្រុមលេចមុខឡើងនៅចំពោះមុខនាងតែម្ដងគឺជាក្រុមល្បាតកូនកាត់ពីតំបន់ក្បែរនោះដែលវងវែងចូលមកទឹកដីឆ្មាដោយចៃដនគំនិតមួយក៏ផុសឡើងក្នុងបាល់ខេតថៃភ្លាមមើលទៅដូចកូនចចកបេះបិទតែម្ដងម្ដាយនាងធ្លាប់ប្រាប់ថាកូនសត្វតូចជាមើលទៅស្រដៀងគ្នាទាំងអស់មុនពេលពួកវាធំឡើងគេអាចបែងចែកពួកវាដឹងតាមរយៈព្រមតែប៉ុណ្ណោះគ្រួសារក្រៅដែលគ្រប់គ្រងទឹកដីចុកនោះមានទ្រព្យសម្បត្តិស្តុកស្តម្ភហើយល្បីថាចិត្តល្អចំពោះសត្វចុកដទៃទៀតមកពេលនេះវិញនៅឯភូមិគ្រឹះចចកក្រៅបងប្អូនប្រុសចុក2នាក់ដែលទៅត្រឡប់មកវិញកំពុងតែអង្គុយអផ្សុកខ្លាំងមែនទែនពួកគេត្រូវគេđemចូលផ្ទះវិញក្រោយពីលេងបានតែមួយផ្លែតហើយក៏គ្មានរឿងស្បែកទាំងធ្វើតលតែសោះស្រាប់ប្រុសទាំងពីរអាចមើលទៅក្រៅតែមិនឃើញនរណាសោះលុះត្រាតែអូនមើលចុះក្រោមទៅឃើញក្មេងស្រីតូចកុំម្នាក់ឈរនៅទីនោះនេះជាពងគ្រឹះចចកក្រៅមែនទេខ្ញុំមូថាគ្រួក្រៅផ្ដល់ការងារឲ្យកូនចចកក្រែកដែលគ្មានគ្រួសារពេលប្រុសទាំងពីររងក្បាលត្រចៀករបស់ខេតថៃក៏បញ្ចូលឡើងដោយក្តីត្រេកអរជាខ្លាំងពេលដឹងខ្លួនថាក្លិនឆ្មាជាប់ខ្លួននាងបានលាតត្រដាងការពិតបាត់ទៅហើយតែទូយ៉ាងណាក្មេងប្រុសទាំងពីរក៏អញ្ជើញនាងចូលក្នុងពេលលោក្នុងស្រាប់តែនាងហុចដៃទាំងពីរទៅឲ្យពួកគេធ្វើប្រងើយវាជាកាយវិការសម្ដែងការស្វាយមនការចាប់ដៃទាំងសងខាងមើលទៅរៀងចម្លែកបន្តិចតែក្មេងប្រុសទាំងពីរក៏លោកដៃទៅចាប់សើយនៃគ្នដេកោមទុនល្មើយ៉ាងចម្លែកក៏រត់កាត់ខួរក្បាលពួកគេវាមានអារម្មណ៍ថាល្អខ្លាំងណាស់រហូតដល់ពួកគេកាន់ដៃនាងចំមិនព្រមលែងបងប្អូនទាំងពីរភ្ញាក់ផ្អើលនឹងសត្វឆ្មានេះស្របពេលដែលខេទីតៃគិតថាការបលំខ្លួនរបស់នាងគឺឥតខ្ចោះទៅវិញខាងក្នុងក្មេងប្រុសទាំងពីរបានដឹកដៃខេថៃដើរមើលជុំវិញការតុបតែងដ៏ប្រណីតអ្នកបម្រើស្រីប្រុសស្លៀកពាក់យ៉ាងសស្បាតយ៉ាងធ្វើឲ្យខេថៃមានអារម្មណ៍ថាដូចទៀបនឹងមិនសាក់ទៅសមនឹងភូមិគ្រឹះដ៏ធំស្កឹមស្កៃនេះសោះតែនាងប្រាប់ខ្លួននឹងឲ្យរឹងមាំឡើងមិញម្ដាយនាងធ្លាប់ប្រាប់ថានាងជាសត្វឆ្មាដែលរឹងមាំដូចសត្វចុកអញ្ចឹងដោយដឹងថានាងកំពុងតែតានតឹងក្មេងប្រុសចចកទាំងពីរក៏សួរថានាងមិនស្រួលខ្លួនមែនទេនោះក្រពើរបស់ខេថៃក៏បន្លឺសម្លេងគោកញ្ជ្រៀវឡើងគេដេញចេញនាងប្រញាប់ប្រាប់ថានាងមិនបានញ៉ាំអីប្រមាណថ្ងៃហើយតែនាងធ្លាប់ញ៉ាំតែមួយពេលក្នុងមួយថ្ងៃបងទាំងពីរលួកងឿងឆ្ងល់ហើយមានរឿងអីទើបបនាងមកទីនេះនឹងថាខេថៃនៅតែម្នាក់បងប្អូនទាំងពីរក៏ភួយមកដណ្ដប់ឲ្យនាងរួចនាំនាងទៅបន្ទប់អាហារពួកគេបានសួរឈ្មោះរបស់នាងដែលឃើញក្មេងស្រីរ៉ែកពួកគេក៏ផ្ទោសំណួរថាចោះឲ្យពួកយើងហៅអឹងថាម៉េចទៅលោកដែលចេញមកហើយប្រាប់ថានាមត្រកូលនឹងគឺសុទ្ធៃប្រូតឲ្យនាងទន់ខ្លាំងណាស់រកទាំងបន្ទប់សំណើជាមិនបានធ្វើឲ្យនាងគិតថាពួកគេកំពុងតែមើលងាយនាងប្រកែកថ្នាំងពួកគេណាស់ហើយចេះធ្វើការរាំងពីតូចមកលេះបន្ទាប់មកក្មេងប្រុសtímក៏ណែនាំខ្លួនមានរោមរលងស្អាតបាននោះជាបងប្រុសឈ្មោះថេអូចំណែកកំណាក់ទៀតដែលសក់រៀងកន្ត្រាំងជាបងប្រុសឈ្មោះតេវុនដែលខិតថៃកំពុងតែរកនោះគឺជាបារបស់ពួកគេសោះក្មេងស្រីហាប់មាត់ធ្លាក់គែមដោយណៃភ្ញាក់តេវុនក៏ញុះថាពួកយើងសុទ្ធដែលជាចុកទៅពេលរកភ្ញាក់ផ្អើលទៅគ្រាន់តែឧសម្ដីនេះក្រចករបស់ខេថៃក៏លៀនចេញមកដោយការភ័យខ្លាចតែពួកគេដឹងបាត់ទៅហើយជាសត្វឆ្មាដែលមិនចង់ឲ្យនាងខ្មាសៀនបងប្អូនទាំងពីរក៏ងាកមុខចេញទៅគិតថៃឆ្លៀតឱកាសប្រញាប់កោសមិនយូរប៉ុន្មានអាហារក៏មកដល់ម្ហូបឆ្ងាញ់មួយធំធ្វើឲ្យភ្នែកក្មេងស្រីឆ្លេកភ្លេចតែម្ដងញ៉ាំអីមុនគេក្មេងស្រីយកដៃតូចរបស់នាងចង្អុលរយកចានត្រីមួយញ៉ាំចង់មាត់ដាក់តេវុនខ្ញុំដឹងច្បាស់ណាស់កូនចចកពិតជាត្រូវរើសជឹកត្រេកហើយនេះជាលើកទី1ហើយដែលខេថៃបានភ្លក់រសជាតិដ៏អស្ចារ្យបែបនេះនឹងមិននឹកស្មានថាមានម្ហូបឆ្ងាញ់យ៉ាងនេះសោះកំពុងតែភ្លក់យ៉ាងចុកមាត់ត្រចៀកនាងក៏បញ្ឈរឡើងហើយកន្ទុយក៏លេចចេញមកកន្ទុយទីឆ្មាខុសពីកន្ទុយចចកស្រឡះបើពួកគេចាប់បានផលវិបាកច្បាស់ជាធ្ងន់ធ្ងរមិនខាននឹងប្រញាប់លាក់កន្ទុយភ្លាមទាំងបារម្ភក្រែងមានគេឃើញចុងកន្ទុយដ៏ខ្លីនិងអាក្រក់របស់នាងត្រូវគេខំដៃយូរហើយធីអូសម្លឹងមើលនាងស្ងៀមស្ងាត់រួចពិភាក្សារឿងបន្ទប់របស់នាងជឿខ្ញុំចោះអ្នកច្បាស់ជាចង់ឃើញរឿងបន្ទប់ទៀតមិនខានមកតាមដានទាំងអស់គ្នាអ្នកគ្រប់គ្នាក្នុងភូមិគ្រឹះច្បាស់ជាដឹងហើយថានាងជាឆ្មាបើទុកនាងចោលនាងច្បាស់ជាត្រូវគេធ្វើបើមិនខានកាយខេទីវិញភ័យស្មានតែគេដឹងរឿងពិតហើយរៀបនឹងញ៉ាំនាងបាត់ទៅហើយ
ពួកគេចង់យានាងធ្វើជាប្អូនស្រីទៅវិញទេយ៉ាងណាមិញប៉ារបស់ពួកគេគឺជាមេកូលសម្ដេចចុកដ៏មានអំណាចនេះឲ្យគាត់យល់ព្រមពួកគេគ្រាន់តែត្រូវបញ្ចុះបញ្ចូលអ្នកម៉ាក់ប៉ុណ្ណោះនេះជាងនឹងម៉ាក់លាក់តុកហើយជឿជាក់ថាគាត់ច្បាស់ជារំភើបចិត្តមិនខានបើមានកូនស្រីមួយនោះថេឆ្ងោប្រាប់ថាពុកកតេគេហ្វ្នន់តែគិតថានឹងគួរឲ្យស្រឡាញ់ពេលត្រជាក់នាងបញ្ឈោពេលញ៉ាំអីផ្សេងមិនធ្វើអញ្ចឹងទេអីសំណួររបស់កតេធាយាធ្វើឲ្យបងប្អូនទាំងពីររស្ងាត់មួយផ្លែតមុននឹងងកក្បាលយល់ស្របពួកគេធ្លាប់ធ្វើដែរតែម្ដាយក៏ភ្លេចអស់ភ័យទំលើងកលែងសុភ័យថៃអូសុំសម្រងបន្តិចតែដោយសារគេចិត្តល្អពេកខៃថៃក៏យល់ព្រមអូស្ទាប៉ះត្រជាក់នាងភ្លាមអារម្មណ៍រំភើបយ៉ាងខ្លាំងក៏កើតមានឡើងធ្វើឲ្យប្អូនប្រុសឃើញទឹកមុខញញឹមបិទមាត់មិនចិត្តលោកចាប់ដើមចង់ដឹងនិងទទួលបានអារម្មណ៍អស្ចារ្យដូចគ្នាពេលកំពុងអង្អែលត្រជាក់នាងពួកគេក៏សួរថាទៅម៉ាក់នឹងប៉ាមុខវិញនៅពេលណាពេលដែលពុកចង់បានពេលនេះគឺឆាប់បានទទួលយកខិតថៃជាកូនចិញ្ចឹមឲ្យបានលឿនបំផុតខេថៃក៏សួរពីប៉ារបស់ពួកគេសារកាជាចចកដែលខ្លាំងជាងគេបង្អស់ទៅកាចមែនតែស្រឡាញ់គ្រួសារណាពុកសិតកំណាយផ្សេងក្រនតែឈ្មោះគាត់ក៏ភ័យស្លេកមុខទៅហើយគិតធីធ្វើមុខកភ័យអូកបដូររឿងនិយាយពីម៉ាក់ឈ្មោះខរិវិចគាត់អត់ប្រធានក្រុមទាហានហើយចង់បានកូនស្រីខ្លាំងណាស់ពេលខេតេកំពុងតែថាអឹងនៅក្មេងត្រូវគ្មានក្លឹងទៅនោះទេតែមកធ្វើជាគ្រួសារយើងទៅល្អទេខេតេដឹងថាបើនឹងយល់ព្រមនឹងច្បាស់ជាមានអ្នកការពារវឹកនេះរត់តែរំភើពេលនាងកំពុងស្ទាក់ស្ទើរសកាក៏មកដល់ធីអូប្រញោពោខេតធីហើយរត់ទៅមាត់ទ្វារកែវភ្នែកដ៏មុតស្រួចរបស់សាកាធ្វើសួរទាំងភ័យខ្លាចថាខ្ញុំគឺចកតុចដ៏រឹងមាំឈ្មោះខេធាយាកំចាស់ក្រវោរកកាំងឲ្យចុកក្រេកគ្មានគ្រួសារធ្វើទូកកើតងឿងឆ្ងល់តែគាត់នៅចាប់ដៃតូចរបស់ខេថៃនាងនៅក្មេងពេកមិនអាចធ្វើការបានទេហើយគាត់នឹងរៀបជាមួយនាងទៅរស់នៅតំបន់សម្រាប់សត្វតូចទៅវិញហើយនឹងទាំងពីរក៏ស្ទោះទៅប៉ាំងមុខប៉ាភ្លាមសូថៃឯងនឹងធំឡើងคล้ายជាសារចចកដ៏គួរឲ្យខ្លាចនឹងធ្វើឲ្យសត្វទៅផ្សេងទៀតទៅភ័យខ្លាចកាន់តែឆ្ងល់ខ្លាំងឡើងតែមើលមុខតូចដ៏ជឿជាក់របស់ខេធីគាត់ក៏ដាច់ចិត្តមិនរុញច្រានការកុហករបស់នាងទេបន្ទាប់មកបងប្អូនទាំងពីរក៏ព្យាយាមបញ្ចុះបញ្ចូលឲ្យគាត់យកនាងជាកូនសកាបដែលសេនាចអហង្ការរ៉ែម្តងពេលក្មេងស្រីគិតថានាងប្រកាសជាត្រូវគេបញ្ចេញចេញជើយស្រាប់តែមានស្រីម្នាក់ទាញពួយចេញពីនាងពីក្រោយនេះជាម៉ាក់របស់ពួកគេទាំងអស់គ្នាធ្លាប់ភ័យបែកញើសត្រជាក់ទេគឺពេលនេះហឹងឃើញគិធិយាគាត់ក៏សួរថាហេតុអីមានក្មេងស្រីក្នុងផ្ទះយើងអញ្ចឹងគិធិស្មានតែគេដេញចេញស្រាប់តែការឹកលេចមុខពីក្រោយធ្វើឲ្យនាងលោតដោយក្តីភ័យខ្លាចពេលវុនចាប់ដៃគិធិហើយពន្យល់ប្រមាក់ថានាងគឺជាចុកតូចដ៏រឹងឈ្មោះគិធិនៅមកទីនេះព្រោះថាយើងមានការងារឲ្យសត្វចុកផ្សេងទៀតធ្វើពេលប្រមូលសាច់ក្រៃក្លាហានហើយលោកដៃតូចរបស់នាងទៅរាក់ទាក់ក្រឹដាប់វិញមែនទឹកគាត់មើលទៅហាក់ដូចជាមិនសូវពេញចិត្តសោះដោយមិនចង់ត្រូវគេដេញចេញខេថៃសុំច្រៀងដើម្បីឲ្យគាត់សប្បាយចិត្តស្រីមិនចង់ឃើញមុខខ្ញុំទេឲ្យខ្ញុំទៅសម្អាតបំពង់ផ្សែងក៏ស្នាក់នៅនឹងធ្វើការទីនេះផងចុះមិនស្នានកិញ្ចអ្នកស្រីឃើញមុខទេឃើញខៃយំខ្លាំងជាងមុនខរឹកក៏លុតចង្កងចុះហើយប្រាប់នាងធ្នមឲ្យជូតទឹកភ្នែករួចទៅងូតទឹកឲ្យស្អាតបានគិតតែចាប់ផ្ដើមធូរអារម្មណ៍បន្តិចនាងក៏ត្រូវជួបនឹងភាពភ័យខ្លាចចម្លងទៀតក្នុងបន្ទប់ទឹកគិធីរយៈអ្នកបម្រើដែលជួយនាងខ្ញុំគឺគិធីជាតិចប់តូចដែលទៅតែចូលធ្វើការថ្មីតែបម្រើឈ្មោះក្រាបគិធីយាតាមចាស់ផ្ទះនេះចិត្តល្អណាស់សំបីតែមនុស្សចេះយឺតយ៉ាវគាត់ក៏ផ្ដល់ការងារឲ្យធ្វើដែរយាថាចង់ងូតទឹកខ្លួននឹងហើយក៏លបមុខបន្តិចតែក្រេមិនប្រម៉ាយងូតទឹកលំស្ទាយសត្វឆ្មាបែបនេះទេគេអនទៅជួយដោះអាវធ្វើសម្លៀកបំពាក់នោះរហែកមកតលតែពាក់ឡើងកាត់ទៅហើយរៀបនឹងយកវាទៅបោះចោលគិធីសម័យគាត់ຕົកឡៃអាវមួយក្របឯនាងពេលកំដឹងថាទ្របមើលសម្បត្តិមានតម្លៃតែមួយគត់របស់ក្មេងស្រីនេះគឺអាវរហែកនោះតែធ្វើឲ្យគាត់ពិបាកចិត្តជំនួសពេលលោះតូចបានគាត់ច្បាស់ណាស់ឲ្យរៀបចំបន្ទប់និងទូខោអាវដ៏ធំមួយសម្រាប់ខេធីយាបន្ទាប់មកក្រេក៏បីខេធីចូលអាងុតទឹកពេលរស្ទើតែញាក់ខ្លួនពេលរដាក់ចូលក្នុងទឹកដោយសារតែស្នាមរបួសតូចពេលនៅលើដងខ្លួនរបស់នាងនៅផ្សារក្លិនមួយចេញពីខ្លួនខេធីបានទាក់ទាញចំណាប់អារម្មណ៍ក្រេក្មេងស្រីប្រញាប់លេះកន្ទុយនាងហើយប្រាប់ថាដោយសារតែមិនបានងូតទឹកយូរមានកូនតាយ៉ាន់អណ្ដែតមកក្នុងអាងវាជារបស់ដែលខិតថៃទៅតែសម្បានពីលោកត្រីគ្រឹះអំបាញ់មិញនេះអើងអ្នកអស់គ្នាច្បាស់ជាឡងស្នេហ៍រឿងនេះហើយដោយមានកូនទីកំដរនាងក៏ងូតទឹកយ៉ាងស្ងប់ស្ងាត់ស្លៀកខោអាវថ្មីដែលគ្រឹះស្រៀបចំអយយមកមើលទាំងអស់គ្នាពីក្មេងស្រីខ្វក់ម្នាក់គិតបានប្រៃទៅជាព្រះនាងតូចដ៏ស្រស់ស្អាតស្រាប់តែពេលនោះ Gray ក៏អានមុខបែរនាងតែគេដឹងអារកំបាំងនាងបាត់ទៅហើយប៉ុន្តែតាមពិតក្រន់តែសរសើរថាភ្នែកនាងស្នាតតែប៉ុណ្ណោះអល់ថាប្រហែលជាមកពីនាងរត់នៅតំបន់ដាច់ស្រយាលទៅមានភ្នែកពន់បែបនេះរៃកំពុងលាបញ៉ាំលើមុខរបួសក្មេងស្រីតូចនៅឃើញពីចំដាយដែលធ្លាប់ប្រាប់ថាភ្នែកនាងមានពណ៌ថ្លាដូចជាវាលស្មៅនិងបឹងអីចឹងនឹងក្រាស់ខ្លាំងពេកក៏ទីថានាងច្បាស់ជាធ្លាប់រស់នៅតំបន់ភៀកខាងជើងដ៏ត្រជាក់ជាមិនខាននៅគិតទីនាងចាំបានត្រឹមថាខ្យល់បុកខ្លាំងរហូតហើយតែងតែខ្វះអូតដល់កម្ដៅអូបែបនេះ Gray ពិតជាអាណិតនាងខ្លាំងណាស់
អាចខ្លួននាងរួចរាល់ Grey បានស្ទាបថ្ងាសនឹងថ្នមមុននឹងដើរចេញទៅថែមទាំងសង្ឃឹមថានឹងរកបានការងារល្អធ្វើបន្ទប់ដ៏ធំមួយនេះមានតែ Kitty ម្នាក់ប៉ុណ្ណោះគ្រាន់តែឃើញ Grey ដ៏ទន់ល្មើយភ្លាមបេះដូងនាងលោតញាប់រួចក៏សុះទៅមានលេងយ៉ាងសប្បាយពេលមួយសន្ទុះក្រោយមកនាងក៏ចាប់អារម្មណ៍នឹងរូបរាងខ្លួននឹងនៅក្នុងកញ្ចក់នាងពេលនេះមើលទៅមិនដូចសត្វចចកតលតែសោះនាងសម្លឹងមើលជុំវិញរួចទាញកន្សែងមកជុំក្បាលបញ្ចេញត្រចៀកទាំងពីរដៃតៅនឹង Devon ធ្លាប់សរសើរនោះចេញមកបន្ទាប់មកយកលែវអាវចាស់ទៅទុកក្រោមខ្នើយរួចប្រះខ្លួនតែគិតថាបើបាននៅទីនេះមិនមានថ្ងៃទៀតប្រាក់ជាល្អណាស់តែគួរឲ្យស្ដាយZakalនិង Caris ហាក់ដូចជាមិនសូវចូលចិត្តនាងសោះនាងក៏ងើយពីក្រែតាំងចិត្តថានឹងទៅសុំអង្វរពូកកំបងទៀតឲ្យខានតែបានកាយខារុងសួរដេញដល់កូនប្រុសរបស់នាងអ្នកទាំងពីរនៅតែញឹមបិទមកមិនចិត្តដោយគិតថាមានភូនស្រីទៅគួរឲ្យស្រឡាញ់ម្នាក់ជីវិតក្នុងភូមិគ្រឹះនេះច្បាស់ជាមានក្តីសុខកំពុងចាំមិនក៏ពួកកូននឹងនិយាយស្ដីគ្មានការទទួលខុសត្រូវបែបនេះនិយាយទាំងខឹងសម្បើនឹងឡើងសម្លេងដាក់ពួកគេអ្នកទាំងអស់គ្នាស្ទប់ឲ្យច្បាស់នាងពន្យល់ថា12ឆ្នាំមុនប្រាស់ចិនពុនខៀវដែលមានតែក្នុងរឿងព្រេងបានលេចឡើងក្នុងទឹកដីសត្វខ្លារខិនរាប់មិនអស់ពេលអំណឹងពីវត្ថុស័ក្តិសិទ្ធិនេះក៏នាំគ្នាមើលហើយនោះគឺជាចំណុចចាប់ផ្ដើមនៃសោកនាដកម្មពេលមើលពលវិទ្យមន័យព្រះច័ន្ទពុនខៀវបានធ្វើឲ្យពពមនុស្សសត្វខ្លាយជាឈួតលាហើយប្រែកាយបំផ្លាញអាយវ័យគ្រប់យ៉ាងពេលពួកសត្វខ្លាខិនដែលគ្រប់គ្រងព្រះច័ន្ទពុនខៀវកំពុងតែព្យាយាមអូសទាញសត្វផ្សេងទៀតឲ្យឈួតដូចពួកវាដែរបើចម្លោះនេះផ្ទុះឡើងក្នុងក្រុមសត្វចកចកគ្មានអ្នកណាធានាសុវត្ថិភាពកូនឆ្មាដុកនេះបានទេតែប្របែកជាទួលស្គាល់ថា Kitty ជាចកចកទៅវិញអង្គសម្បាររបស់ Caris Zakal និយាយឡើងចេញប៉ុន្តែគេដឹងច្បាស់ថាប្រពន្ធគេពិតជាបារម្ភពីសុវត្ថិភាពរបស់ Kitty ខ្លាំងណាស់ទៀបដែលថាមកពលប្រចតនឹងចាប់ផ្ដើមរឿងនេះទាំងអស់គ្នាកាលនោះក្នុងចំណោមកូនទាំង3មានម្នាក់មិនអាចរកបានទេដោយសារការគៀមសង្កត់ពីស្ត្រូវពួកគេបានកប់កូនតូចនៅទីនោះភ្លាមពេលមកដល់ពេលនេះ Caris នៅតែមានអារម្មណ៍ខុសឆ្គងជានិច្ចស្រាប់តែពេលនោះ Zakal បានប្រទះឃើញ Kitty កំពុងគេងលក់នៅមាត់ទ្វារពេល Caris ឃើញក្មេងស្រីតូចនាងតែងតែនឹកឃើញដល់កូនរបស់នាងដែលបានបាត់បង់ជានិច្ចនេះមិនមែនមានន័យថានាងមើលរំលង Kitty នោះទេនាងសម្រេចចិត្តធ្វើជាគ្រួសាររំដោះសន្នរបស់ Kitty ដោយការពីនាងរហូតដល់នាងអាចរស់នៅដោយខ្លួននឹងបានពេល Kitty បានភ្ញាក់ឡើងយ៉ាងសប្បាយរីករាយនៅលើកម្រាលរបស់នាងហើយបើកភ្នែកឡើងឃើញ Lady Caris កំពុងញញឹមដាក់នឹងយ៉ាងកក់ក្ដៅទើបញាក់ឡើងឃើញស្នាមញញឹមរបស់ Lady Caris ហើយនឹកឃើញថាយមនាងលុកនៅមាត់ទ្វារដោយអចេតនាពេលតូចបានដឹងខ្លួនថានាងកំពុងស្ថិតក្នុងទម្រង់ជាសត្វឆ្មាអ្នកចាំកលកន្លែងនេះណានាងព្យាយាមពន្យល់ទាំងភ័យស្លុតស្លោប៉ុន្តែ Caris ធ្វើហាក់ដូចជាមិនដឹងអ្វីសោះហើយស្រែកថាខានកូនចកចកយូរណាស់មកហើយដងតងហឹមធំទ្រង់ដោយគិតថាស្នាមញញឹមមិនសម្របស់ Caris កាលពីម្សិលមិញប្រហែលមកពីនាងគិតថា Kitty នៅក្មេងពេកបានស្ទុះងើបពីភួយនាងត្រូវតែធ្វើខ្លួនដូចមនុស្សធំរៀនរត់ដោយយកគ្រាចនិងសងសឹកឲ្យម្ដាយរបស់នាងទីបន្ទាប់នាងត្រូវបាន Caris អឹបនឹងអង្អែលយ៉ាងថ្នាំថ្នមជាមួយនឹងទឹកមុខដ៏សែនក្ដីសុខបំផុតកំពុងអង្អែលដែលដុនរបស់ Kitty ទីបំផុត Caris បានយល់ថាពេលអ្វីដែលមើលហៅក្មេងនេះក្មេងទន់កសោយចំណែកឯការពីម្សិលមិញនាងគ្រាន់មានឡាំមិនល្អពេកឃើញក្មេងនេះស្គមពេកប៉ុណ្ណោះទៅនាងនឹងរៀបចំម្ហូបឆ្ងាញ់ដូចជាច្រើនដើម្បីបំបាន Kitty ឲ្យធាត់រលកទ្រលន់និងមានសុខភាពល្អបានប្រាប់ Caris ថាឈ្មោះរបស់នាងគឺ Kitty ហើយនាងនឹងសប្បាយចិត្តបើនាងហៅថា Kitty នៅតាមផ្លូវទៅបន្ទប់អាហារអ្នកកំពុងគិតវាហើយ Kitty តើឆ្និតពឹកចាប់ពីពេលនេះទៅមានន័យថាស្មុំកូនឬគ្រាន់តែការងារឲ្យនាងធ្វើមើលតាមបង្អួចនាងទៅតែដឹងថានាងមើលទៅមិនសូវដូចសត្វចុកប៉ុន្មានទេនាងមិនឆាប់គេនឹងដង្ការពិតហើយនាងនឹងត្រូវចាក់ចេញពីវិមាននេះពេលឃើញ Kitty ដើរចូលបន្ទប់អាហារបងអូនប្រុសទាំងពីរនាក់បានស្ទុះក្រោកឈរភ្លាមពួកគេបារម្ភយ៉ាងខ្លាំងអំពីឃើញបងនាងទទេស្អិតនៅព្រឹកនោះដោយគិតថានាងប្រហែលជាលួចចោតបាត់ទៅហើយយូរប៉ុន្មានអាហារពេលព្រឹកត្រូវបានរៀបចំឡើងសុទ្ធតែរបស់ដែល Kitty ចូលចិត្តដូចជាបង្ការនិងត្រីសាម៉ុនព្រមទាំងនំភុឌឹងដ៏ធំសម្រាប់បង្អែមKitty គិតថាប្រកាសដល់ជាមានការរយល់ស្រឡំ Zakal គឺមានទំតូចមែនទែនបានប្រាប់ Kitty ឲ្យញ៉ាំឲ្យឆែតហើយចាប់ពីពេលនេះទៅនាងអាចមករកអាហារនៅបន្ទប់នេះបានរាល់ពេលដែលខ្លាចដោយនឹកឃើញដល់ពេលដែលសត្វឆ្មាចិច្ចក្រក់រារាំងមិនឲ្យនាងញ៉ាំអាហារយកខ្ញុំចោះអ្នកខ្ញុំច្បាស់ជាអត់សំណាចមិនបានទេ Kitty កាន់តែជឿជាក់ថានាងពិតជាមានមុខមាត់ដោយសត្វចចកមែនបើមិនអញ្ចឹងទេនាងច្បាស់ជាមិនត្រូវបានគេអនុញ្ញាតឲ្យចូលផ្ទះបាយឡើយតាមដានជាមួយខ្ញុំទាំងអស់សួរ Kitty ថាតើនាងចង់ចូលជាសមាជិកគ្រួសារបណ្ដោះអាសន្នជាមួយពួកគេដែរឬទេពេលម្លឹងមើល Zakal ទាំងភ្ញាក់ផ្អើលដែលបោះមុខត្រជាក់រូបនេះបែរជាយល់ព្រមយ៉ាងងាយយកគិទិបដេសេតនាងមិនអាចបំភ្លេចគ្រួសារខ្លួនហើយខ្លាចថានឹងធ្វើឲ្យគ្រួសារចកប្រផេះកកបំណងមកលួងលោមនាងឲ្យភ្លាមក្មួយមិនចាំបាច់បង្ខំចិត្តបំភ្លេចពួកគេចោលនោះទេវាមិនអាចបំភ្លេចបានទេពួកគេតែងតែនៅក្បែរជានិច្ចហើយប្រកាសជាចង់ឃើញក្មួយរស់នៅមានគេការពារKitty តាក់ស្ទើរតាវក៏ជូតទឹកភ្នែកក្អុយប៉ុន្តែនាងនៅតែមានអារម្មណ៍ខត់ដែលនាងកប់ក្នុងដីដ៏ត្រជាក់ខណៈដែលនាងរៀបនឹងមានជីវិតរស់នៅយ៉ាងសុខទៅហើយ
Eris សម្រេចចាត់រៀបចំបុណ្យសប្បាយគ្រួសារនាងដោយប្រាប់ថាក្រោយពិធីនេះពួកគេនឹងទៅកាន់កន្លែងដ៏មានក្តីសុខស៊ូគ្រួសារនឹងមានក្តីសុខដូច្នេះនាងមិនបាច់មានអារម្មណ៍ខុសទេ Kitty មិនដែលលឺរឿងបែបនេះពីមុនសោះនាងសួរ Zaka ថាមានឪពេញដោយត្រីស្តាមកឬអត់ពេល Zaka ងក់ក្បាលបញ្ជាក់ក្មេងស្រីតូចក៏ញឹមចេញមកពិតជាចិត្តល្អដាក់នាងខ្លាំងណាស់ធ្វើឲ្យនាងសោកបាយចិត្តប៉ុន្តែទៅពួកគេនឹងរៀបចំបុណ្យសពបែបណាទៅមកពុកនាងស្លាប់ក្នុងបេះកម្មនៅភៀកខាងជើងទឹកមុខ Zaka ស្រាប់តែប្រែប្រួលហាក់ដូចជានឹកឃើញរឿងអ្វីមួយប្រាប់ថាអ្នកពីឈ្មោះ Icarus ដូចគ្នាឧបបែបនេះ Zaka សម្លឹងមើលក្មេងស្រីដោយក្តីរត់អាស៊ូយ៉ាងខ្លាំងយល់អាចនៃ Kitty រៀបនឹងទៅរឿងទៅនិយាយពីម្ដាយវិញស្រាប់តែនឹកឃើញធម្មតានាងកប់នៅទឹកដីត្រកូលឆ្មាគាត់កំពុងពពប្អូនបិទអ្នកទៀត Kitty ស្មុគស្មាញណាស់តើនាងត្រូវជីកស្ពំដៃមកវិញដើម្បីធ្វើបុណ្យយូរយ៉ាងណានាងកំពុងពិបាកចិត្ត Caris ប្រាប់ថាអ្វីដែលសំខាន់បំផុតក្នុងពិធីបុណ្យនៃសពគឺមនោសញ្ចេតនានិងការជូនពរទៅវិញទេមកច្បាស់ណាវានឹងកាន់តែមានន័យបើពួកគេដើរថតគ្រួសារនៅជុំគ្នាមកតៅនិង Devon នាំ Kitty តម្រុបដើម្បីយកសម្ភារគោរពចំណែក Caris រៀបចំទៀននិងផ្កាមុខបន្ទប់ក្មេងប្រុសចម្លាក់ចចកលើដៃទ្វារធ្វើឲ្យ Kitty ភ្ញាក់ព្រឺតយើងកំពុងកាន់តែយងទៅបើកទ្វារមិនកើតទេពួកគេនិយាយទាំងហួសចិត្តនិងភាពភ័យខ្លាចរបស់នាងខាងក្នុងតៅឲ្យអ្នកបំរើចេញទៅក្រៅរួចប្រាប់ Kitty ថាពេលចុះឈ្មោះចូលគ្រួសាររួចរាល់នាងនឹងមានអ្នកបំរើផ្ទាល់ខ្លួនដូចគ្នាពេលលើកនាងដាក់លើខ្នើយហើយពលគឺថានាងស្រាលណាស់ថែមទាំងប្រាប់ឲ្យឧស្សាហ៍មកញ៉ាំនំក្នុងបន្ទប់ពួកគេទៀតផងយល់ព្រមតែ Devon រៀងខកចិត្តបន្តិចដែលនាងមិនហៅគេថាបងប្រុសបន្ទាប់មកនាងតូចក៏ចាប់ផ្ដើមកោររូបពេលកំពុងកូតកន្ទុយតូចរបស់នាងក៏លេចចេញមកហើយរលាក់តាមចលនាដីយ៉ាងគួរឲ្យស្រឡាញ់បងប្អូនទាំងពីរលួច Sister តែមិនទាន់ប្រពន្ធយល់ថាវាជារឿងធម្មតាសម្រាប់កូនចិត្តចុកពេលនោះ Caris ក៏ឲ្យអ្នកបំរើកនំពុនចូលមកពេល Kitty នឹងងក់នាងក៏បង្ខំចិត្តញ៉ាំវាអស់ពី3ម៉ាត់ដែរពេលរូបគោរបស់នាងហើយសួរពីគ្រួសារនាងម៉ាត់ខ្ញុំស្លូតណាស់គាត់តែងអោបខ្ញុំជាប់ហើយតាក់ឈ្មោះក្រៅឲ្យខ្ញុំថាទុនភ្លុនបងប្រុសខ្ញុំជាវីរបុរសពួកគេរវល់តែពេកខាមតែងតែមានការដុំញើខ្ញុំជានិច្ចឲ្យស្ដាយណាស់ប្អូនទាំង3ក្នុងពោះម៉ាក់ដោយសារពួកគេមិនទាន់កើតខ្ញុំមិនអាចគោរពពួកគេបានទេនាងសុំគោរពໄວមួយនៅខាងក្រោយពេលបានការអនុញ្ញាតនាងក៏ដើរទៅម្ខាងទៀតនៃបន្ទប់តែទាំងអស់គ្នាកំពុងរំជួលចិត្តមែនទេនាងគោរពគ្រួសារនាងទុកជាការចងចាំដោយសង្ឃឹមថាពួកគេនឹងមានក្តីសុខនៅឋានសួគ៌ណាច់រូបគូនោះត្រូវបានដាក់សុំយ៉ាងស្អាត Caris សរសើរពីស្នាដៃនាងនេះដឹកដៃ Kitty ចេញទៅគណៈបងប្អូនទាំងពីរប្រាប់ថាពួកគេមានធុរៈត្រូវទៅកន្លែងផ្សេង Elis ប្រាប់ថាថ្មីនេះខុសពីបន្ទប់ម្សិលមិញបិទនេះក៏មានចម្លាក់ចចកលើដៃទ្វារដែរក្នុង Kitty សួរ Zaka ទាំងងើងឆ្ងល់តែគាត់បញ្ជាក់ថានេះជាបន្ទប់របស់នាងពេលនោះទៅនឹងយល់ចកជានិមិត្តសញ្ញាសម្រាប់តែសមាជិកត្រកូលចាប់ប្រផេះប៉ុណ្ណោះទោះនាងក្រន់តែជាសមាជិកបណ្ដោះអាសន្នតែក្មេងស្រីរំភើបទឹកចិត្តពួកគេណានៅតាមទាំងយកខ្នើយនាងមកទៀតពេលនោះនឹង Devon ក៏ប្រញោបរត់ចូលមកហុចប្រអប់ដែលមានទៀនតូចជា3នឹងការដែលរៀបចំយ៉ាងពិសេសសម្រាប់ប្អូនដឹកដែលមិនទាន់ចាប់កំណើតរបស់នាងKitty បួងសួងយ៉ាងស្មុគអស់ពីចិត្តឲ្យគ្រួសារនាងរួចរងចាំជាមួយគ្រួសារថ្មីរហូតដល់ទៀនរលាយអស់ស្មានមិនដល់ផ្កាទាំង6ទងបានរីកព្រមគ្នាក្នុងពេលតែមួយនាងថាវាមានន័យថាក្មេងដូចទាំង3បានសុខសប្បាយនៅឋានសុខហើយបែបនេះ Kitty ក៏មានអារម្មណ៍ស្ងប់ចិត្តពុកគេប្រមូលក្រុមមួនទៀនរលាយនោះយកទៅកប់នៅទីធ្លាក្រោយភូមិក្រឹសយកប៉ោលតូចមួយដាក់កន្លែងអុជទៀនជាយិនការពាររូបគោនិងការទាំងនោះជារៀងរហូតមើលទៅគាត់មុខចិត្តតែគាត់ចិត្តលក់ដាក់ Kitty ខ្លាំងណាស់បន្ទាប់មកពួកគេទៅការិយាល័យរបស់ Zaka ដែលមានរូបថតគ្រួសារនៅលើយើងបញ្ចប់ត្រឹមនេះអ្នកទាំងអស់គ្នាយល់ស្របទេថា Zaka គឺជាចកដែលសង្ហានិងក៏ក្តៅបំផុតមកមើលឈុតនេះទាំងអស់គ្នាការសរសើររបស់នាងតូច Kitty ធ្វើឲ្យបងប្រុសសង្ហាទាំងពីរនាក់នេះមុខក្រហមងាងតែម្ដងCaris ក៏បានយកសម្បត្តិបញ្ជាក់អត្តសញ្ញាណគ្រួសារមកហើយក្មេងស្រីតូចយើងក៏រស័យឈ្មោះនាងយ៉ាងប្រុងប្រយ័ត្ន Caris ពិតជាស្រសើរអក្សរដ៏មានរបៀបរបស់នាងណាមកគឺអីក៏សុំកូនជើមដែលត្រូវអានមុនពេលចុះហត្ថលេខាមើលចុះពេញមួយទំព័រមានសុទ្ធតែអក្សរតូចជាខ្សាច់តែម្ដងសម្លឹងមើលសន្លឹកនោះយ៉ាងរកឃើញតែឈ្មោះគ្លឹងប៉ុណ្ណោះនិយាយមែនអក្សរផ្សេងទៀតនាងមើលមិនយល់សូម្បីមួយម៉ាត់ទៀបនៃកាសានោះចេញហើយលងលំ Kitty មិនពិតអីទេសម័យក្មេងដែលមិនចេះសូម្បីតែ Tiro និង Devon ក៏មិនទាន់ចេះដែរ Caris ក៏អានមួយម៉ាត់ដំបងសពប្រាប់ Kitty ដោយបញ្ជាក់ថាគេអាចកែប្រែវាបានបើសិនជានាងចង់បន្ថែមអ្វីមួយភ្លាម Kitty ត្អែតែម្បងថាដីរៀងក្បាលចេះចុកនៅក្នុងបន្ទប់នាងនោះមើលទៅគួរឲ្យខ្លាចពេកហើយដឹងថាដោះស្រាយរឿងនេះនាងតូចក៏បាយចិត្តហើយថាគ្មានបញ្ហាអ្វីផ្សេងទៀតទេដល់ពេលព្រឹកមេដៃហើយមេបាប្រែរៀងជាកូនឆ្មាតូចនៅចំពោះមុខពួកគេភ្លាមព្រះឲ្យឈុតនេះគួរឲ្យស្រឡាញ់ខ្លាំងពេកធ្វើឲ្យបងប្រុសទាំងពីរកងនិយាយលែងចេញKitty ឡើងយកក្រញ៉ំនាងច្រឡកទឹកខ្មៅក្រហមចាប់ពីវិនាទីនេះទៅ Kitty ខ្លាយជាមកតាមដានបន្ទាត់បន្ទាប់មក Caris បានពុកក្មេងតូច Kitty ទៅជួបពួកអ្នកបម្រើប្រុសនាងត្រូវចេញទៅប្រជុំប្រឹក្សាចុកក្នុងពេលឆាប់ដឹកនេះ
ពេលនាងសប្បាយចិត្តខ្លាំងដែលបានកូនស្រីម្នាក់ក៏ដោយក៏ការចូលរួមប្រជុំនេះនៅតែជាទូនាទីដាច់ខាតរបស់នាងដែរពេលយល់ច្បាស់ពីរឿងនេះដោយដំបូងគិតថានាងគ្រាន់តែចេញទៅប្របាញ់ប៉ុណ្ណោះនឹងត្រូវចាក់កញ្ចេញពីព្រលឹមនៅថ្ងៃបន្ទាប់នាងសន្យាថានឹងទិញកាដូយកមុកផ្ញើគីទីពេលត្រឡប់មកវិញព្រមទាំងរកគ្រូបង្រៀនម្នាក់ឲ្យនាងផងដែរដោយនាងមានពេកជន់លអុយមួយចំនួនក្នុងចិត្តរួចទៅហើយពេលមក Harris បាននាំ Kitty ទៅណែនាំឲ្យស្គាល់បុគ្គលិកនៅទីនោះមានប្រធានអ្នកបម្រើ Flora Clinton មេចុង Permina និងមនុស្សចំណិតរបស់ Zaka គឺប្រធានក្រុមយាមកាម Elliot ពេល Kitty ក៏ចាប់អារម្មណ៍ឃើញនរណាម្នាក់ក្នុងចំណោមវងមនុស្សកំពុងតែសម្លឹងមើលនឹងយ៉ាងសង្ស័យពេលនោះបានឈានជើងមកមុខដើម្បីណែនាំខ្លួនគេឈ្មោះ Kate ជាអ្នកស្នងរត់មកពីត្រកូលកញ្ច្រងពេលអ្នកទាំងអស់គ្នាត្រូវមើលឲ្យច្បាស់គេបានសួរចំលឹមពីអត្តសញ្ញាណនាងដងក្មេងនេះតូចជាងខ្ញុំគិតទៅទៀតតើនាងពិតជាសត្វចក់មែនទេតូចចាប់ផ្ដើម20ស្លន់ស្លោហើយព្យាយាមលាក់ត្រចៀកឆ្មារបស់នាងធ្លាប់ឧទាហរណ៍ពូជកញ្ច្រងមានច្រមុះវាក្នុងការហាត់ក្លិនខ្លាំងជាងសត្វដទៃទៀតគេដឹងការពិតនឹងច្បាស់ជាត្រូវគេដេញចេញខាងក្នុងស្ថានភាពដ៏តានតឹងនេះក្មេងតូចក៏ស្ទុះទៅចាប់ខាំលីរបស់គេមួយទំហឹងតែម្ដងយត់ប្រញាប់ចូលមកខាត់មិនឲ្យធ្វើរឿងផ្ដេសផ្ដាសគេបំរុងនឹងមាត់ទៅហើយតែក៏ប្រទេភ្នែកសម្លឹងមើលមុខដ៏កាចសាហាវរបស់ Zaka ដែលធ្វើឲ្យនាងចម្លែកចិត្តនោះគឺទំនាក់ទំនងរវាងត្រកូលកញ្ច្រងនិងចកមិនសូវជាត្រូវគ្នាតែសិស្សនាងច្បាស់ជាឆ្ងល់ដូចគ្នាហើយចុះហេតុអីបានជាអ្នកស្នងត្រកូលកញ្ច្រងមកនៅទីនេះទៅវិញតាមពិតទៅដោយសារតែកញ្ច្រងមានភាពរសើបខ្លាំងជាមួយវេទមន្តទើបពួកវាត្រូវបានគេបញ្ជូនមកទីនេះបណ្ដោះអាសន្នជាក្រុមតូចដើម្បីជួយទប់ទល់ជាមួយពួកសត្វខ្លាឃិនពេលមក Harris ចាត់តាំងអ្នកបម្រើផ្ទាល់ខ្លួនឲ្យ Kitty គឺអ្នកនាង Gray ដែលជួយងូតទឹកឲ្យនាងកាលពីម្សិលមិញនោះពិតជាសប្បាយចិត្តខ្លាំងណាស់តែបានជួប Gray ម្ដងទៀតបន្ទាប់មកនាងក៏និយាយលេអ្នកគ្រប់គ្នាហើយរៀបចំខ្លួនចូលគើងទៅពេលមុខបន្ទាប់នាងចាប់អារម្មណ៍ថាមូលទ្វាររៀងចប់ត្រូវបានគេដបូតទៅជារ៉ូបគួរដល់ខាងក្នុងពេលដែល Kitty រៀបនឹងឡើងក្រៃទៅហើយ Gray ក៏ស្ទុះមុខពនាងឡើងត្រូវតែងូតទឹកមុនពេលចូលគេងក្មេងតូចយើងចាប់ផ្ដើមរើបំរាស់យ៉ាងខ្លាំងតែម្ដងGray ប្រាប់ថាថ្ងៃស្អែកនឹងមានគេមកវ៉ាកាត់ខោអាវថ្មីឲ្យនាងហើយរឿងសំខាន់បំផុតពេលទទួលភ្ញៀវគឺត្រូវតែមានក្លិនក្រអូបនិងស្អាតបាតជានិច្ចពេលនេះ Kitty ក៏ព្រមយល់ព្រមទាំងបង្ខំចិត្តតែចូលដល់ក្នុងបន្ទប់ទឹកភ្លាមនាងពិតជាភ្ញាក់ផ្អើលនឹងទិដ្ឋភាពនៅចំពោះមុខខ្លាំងណាស់គឺបានរៀបចំងូតទឹកពោពេញដល់ពពុះសាប៊ូសម្រាប់នាងដោយមានកូនទាជាមិត្តកំដរ Kitty ក៏ងូតទឹកយ៉ាងសប្បាយរីករាយបំផុតពេលរៀបនឹងលងលុកទៅហើយនាងសួរ Gray ពីជោគវាសនារបស់សត្វកញ្ច្រងដែលបានរឿងអ្វីបន្តិចនោះកុំភ្លេចតាមដានជាមួយខ្ញុំនៅវគ្គក្រោយនឹងមកតាមដានទាំងអស់គ្នា Gray បានប្រាប់ថាបើអ្នកនាងចង់ដឹងគឺអាចសួរក្រុមបង្រៀនរបស់នាងបានគ្មានសិទ្ធិឆ្លើយនៅសន្ធុនោះទេប៉ុន្តែបើចង់ស្ដាប់បទបំពេនាងអាចច្រៀងជូនស្ដាប់ពន្មានបទក៏បានដែរតាមតែនាងចង់ស្ដាប់ពេលឡៃពិតគេកេងមកលក់នៅក្នុងបន្ទប់សិស្សគេដឹងច្បាស់ថាខ្លួននឹងមានសារៈសំខាន់យ៉ាងណាសម្រាប់ត្រកូលកញ្ច្រងដែលកំពុងតែបែកបាក់គ្នាញាណវេទមន្តរបស់ពួកគេទើបធ្វើឲ្យពួកខ្លាឃិនចាប់អារម្មណ៍តាមប្រមាណដែលជាហេតុធ្វើឲ្យគេត្រូវមកជ្រកកោនជាមួយពួកចចកប្រភេទជាបណ្ដោះអាសន្នសិនពេលទៀតកែនគួយយិនសឹកគ្រប់គ្នាដឹងជាសត្វឆ្មាយទីសុកចិត្តទល់យកប្រចឹកទុតយកបន្ទុកមួយនៃនេះនៅក្នុងតតានទឹកបែបនេះទៅវិញពេលវុនទៀតមេស្រីឆ្មាម្នាក់ហានខំគេបែបនេះធ្វើឲ្យក្លេកាន់តែសង្ស័យខ្លាំងឡើងថាគិតពិតជាមិនមែនជាឆ្មាធម្មតានោះទេពេលឡើយគ្រួសារមនុស្សចចកយកមកចិញ្ចឹមព្រឹកបន្ទាប់ពេលដែលនាងភ្ញាក់ឡើងអ្នកបម្រើក្រៃនៅក្បែរក្រៃរួចទៅហើយព្រមទាំងសរសើរថានាងក្រោកពីព្រលឹមបន្តិចមកមិនដូចក្មេងដតីទៀតឡើយប្រកាសមុតភាពថានោះក៏ប្រុសតែក្លិននេះខ្ញុំទំហើយទៅពេលមកក្រៃបានរៀបចំអាហារពេលព្រឹកមានសាច់ជ្រូកសាច់ត្រីសាល់ម៉ុននិងទឹកដោះគោខ្ទៅអូណាហឺនពេលមិននឹកស្មានថាអាហារនាងត្រូវបានរៀបចំឡើងយ៉ាងប្រណិតបែបនេះសោះបើមិនធ្វើការគឺគ្មានអាហារញ៉ាំទេហើយនាងត្រូវធ្វើការតាំងពីអាយុ3ឆ្នាំម្ល៉េះនេះនាងក៏លឹងរលងភ្នែកនាងត្រូវតែញ៉ាំឲ្យបានច្រើនឆាប់ធំដឹងក្តីដើម្បីអាចសងសឹកឲ្យម្ដាយរបស់នាងបានញ៉ាំអាហាររួចក្រៃថារសក់នោះខូចខ្លាំងពេកកាត់ចេញទាំងអស់គឺជម្រើសល្អបំផុតហើយពេលមើលរឿងនេះទាំងអស់គ្នាក្មេងតូចបានរចិត្តខ្លួនគិតថានឹងចិត្តត្រូវគេកោរសក់ទំពេកហើយក្រៃមានជំនាញណាស់នាងក្រតែកាត់សុកនាងលេខផ្សេងទៀតសម្រាប់ពេលក្រោយដោយសារតែនៅសល់ពេលបន្តិចទៀតមុនពេលជាងកាត់ដេកមកដល់ក្រៃបានប្រាប់គិតធីថានាងអាចចេញទៅលេងសិនបានក្លេមិនបានលេងច្រើនពីមុននឹងមកទេប្រសិនបើនាងរត់លេងចុះឡើងនាងច្បាស់ជាចាប់ខ្លានមិនខានលួងលោមនាងដោយស្នាមញញឹមថានៅក្នុងវិមានគ្រួសារចុចប្រភេទគឺមានអាហារច្រើនណាស់នាងតូចគ្រាន់តែដើរទៅកាន់បន្ទប់អាហារនៅពេលណាក៏បានឲ្យតែនាងមានអារម្មណ៍ថាខ្លានលែងត្រូវបារម្ភពីរឿងបែបនេះទៀតហើយបន្ទាប់មកក្រេក៏បានជួយខេថេផ្លាស់ប្ដូរសម្លៀកបំពាក់ថ្មីដ៏ស្រស់ស្អាតចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់សម្លៀកបំពាក់ទាំងនេះដែលតម្លៃរបស់វាគឺថ្លៃជាងសម្លៀកបំពាក់របស់ Theo និង Tevon បញ្ចូលគ្នាទៅទៀតពេលរសៀលនឹងមានអ្នកច្នៃម៉ូដមកកាត់រត់ផ្ទាល់ខ្លួនឲ្យនាងថែមទៀតពេលលោកបែបនេះខៃថេក៏ស្រាប់តែមានអារម្មណ៍ថាខុសក្នុងចិត្ត
នាងគ្រាន់តែជាកូនស្រីចិញ្ចឹមម្នាក់ប៉ុណ្ណោះប៉ុន្តែលោកស្រីម្ចាស់ផ្ទះបែរជាសុខចិត្តចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់មកលើនាងទៅវិញហើយប្រាប់នាងកុំឲ្យគិតច្រើនពេកអីព្រោះពេលឃើញទីគួរឲ្យស្រឡាញ់បែបនេះលោកស្រីខរិះច្បាស់ជាសប្បាយចិត្តណាស់ហើយដោយសារតែលោកស្រីមិនទាន់ចេញដំណើរទៅណាទេខេធីអាចទៅបង្ហាញរឿងឲ្យគាត់ឃើញផ្ទាល់តែម្ដងពេលនោះខរិះកំពុងតែផ្ដាំផ្ញើជាលើកចុងក្រោយមុនពេលអ្នកនាងចេញដំណើរពេលមើលតែខីថេជំនួសខ្ញុំផងហើយកុំឲ្យមានរឿងអ្វីកើតឡើងឲ្យសោះពេលនោះខីថេក៏បានរត់មកដល់គ្រាន់តែឃើញសម្លៀកបំពាក់ថ្មីរបស់ក្មេងតូចភ្លាមអ្នកគ្រប់គ្នាពិតជាឡងស្នេហ៍នាងបាត់ទៅហើយខិតទីនេះដើម្បីជូនដំណើរនាងដោយផ្ទាល់ខរិះក៏បានអោបក្មេងតូចយ៉ាងតឹងក្នុងរង្វង់ដែរមកនាងក៏ប្រាប់សការឲ្យមើលថៃកូនស្រីបានល្អរួចក៏ថើបថ្ពាល់របស់គាត់មួយខ្សែយ៉ាងស្រទន់ឲ្យច្បាស់ណាខេថេបានតម្រុំជួរពីក្រោយសការភ្លាមប៉ុន្តែចាំយូរហើយគ្រីសនៅតែមិនមានប្រកម្មអ្វីទាំងអស់អ៊ុចត្រាំមិនបានក៏សួរថាតើនេះមិនមែនជាជួរសម្រាប់ថើបទៅគ្រីសសម្លឹងមើលនាងអ្នកដូចជាចង់ចាប់យកខេថេញាត់ចូលក្នុងកាបូបហើយយកនាងទៅកន្លែងប្រជុំជាមួយគ្នាតែម្លងពីគ្រួសារនេះក្រាត់រួចមុំខេថេស្រាប់តែបានសការនិយាយរៀបរាប់ពីព្រះជប៉ុនខៀវព្រះរបស់នាងនៅក្នុងទឹកដីសត្វឆ្មាកាលពីអតីតកាលគឺត្រូវត្រួតពិនិត្យមើលព្រះច័ន្ទពនខៀវសម្រាប់អ្នកដទៃកាលបានកត់សម្គាល់ឃើញខ្សែប្រពោះឲ្យសួរនាងថាទៅថ្ងៃនេះនាងមានកម្រោងធ្វើអ្វីខ្លះគាត់សួរនេះគឺដោយសារតែក្តីព្រមចំពោះនាងបន្ទាប់ពីប្រាប់គាត់ពីកាលវិភាគរបស់នាងរួចប៉ុន្តែគាត់គ្រាន់តែឆ្លើយដប់យ៉ាងត្រជាក់ល្ហឹមថាប៉ារវល់ហើយទាំងពីរបានលួងលោមខីធីកដោយនិយាយថាតាមពិតប៉ារបស់ពួកគេចិត្តល្អនឹងទន់ភ្លន់ណាស់គាត់មានន័យយ៉ាងម៉េចគាត់ច្បាស់ជាពន្យល់នាងមិនខានដូច្នេះខីធីក៏សួរម្លងទៀតបាននិយាយថាគាត់នឹងនៅក្នុងបន្ទប់ធ្វើការពេញមួយថ្ងៃចម្លើយមួយនោះគឺមានន័យស្មើនឹងពាក្យថាប៉ារវល់ហើយអញ្ចឹងដែរពេលប្រាប់គិតថេតាមពិតវាមានន័យថាកូនអាចមកលេងប៉ានៅក្នុងបន្ទប់ធ្វើការពេលណាក៏បានតែបែបនេះគិតថេក៏ស្រាប់តែបញ្ចេញស្នាមញញឹមយ៉ាងមានក្តីសុខតែម្លងថេបានប្រាប់ក្រេថានាងចង់ចេញទៅដើរលេងបងប្រុសស្ម័គ្រចិត្តធ្វើជាមកុដថេកណ្ដំនាងដើរលេងតែម្ដងគេបានហុចប្រអប់នំខូគីឲ្យគិតថេដោយរំលឹកនាងឲ្យត្រឡប់មកវិញឲ្យទាន់ពេលអាហារថ្ងៃត្រង់និងដើម្បីវ៉ារ៉ូបនៅពេលរសៀលផងដែរបងប្រុសទាំងពីរបាននាំគិតថេទៅកាន់សាលពិធីជប់លៀងទីនេះគឺជាកន្លែងដែលអ្នកគ្រប់គ្នាហាត់ជុំគ្នានៅពេលដែលមានភ្ញៀវមកលេងផ្នែកខាងក្នុងគឺជាសាលសម្រាប់រៀបចំកម្មវិធីដែលវុនបាននិយាយថាប្រសិនបើអូនទៅចង់រៀនគេអាចធ្វើជាគ្រូបង្រៀននាងបានអូនអារម្មណ៍មិនសប្បាយចិត្តលោះដូច្នេះបងក៏តែជាអ្នកបង្រៀនមុនគេបន្ទាប់មកអ្នកទាំង3ក៏បានដើរទស្សនានៅទីធ្លាខាងក្រៅសាររីវាមានទំហំធំខ្លាំងពេកគិតថេទៅមើលផ្នែកខាងកើតមុនគេទីនោះមានចំការផ្លែឈើដ៏ធំនិងសមុទ្រក៏ជាកន្លែងដែលចុងភៅនឹងអ្នកធ្វើចូលចិត្តបំផុតហើយវាក៏ជាកន្លែងដែលតាំងទានទីភ្នែកកភ្លាមតែម្ដងដោយស្រាប់បរីដ៏ធំទុំល្អដែលមើលទៅពិតជាផ្អែមជូរអែមនិងគួរឲ្យឆ្ងាញ់ណាស់នេះភ្លាមទេវុនក៏បែរវាមួយកុំធំយកុំកុយនាងតែម្លងនឹងខ្ញុំច្បាស់ជាដឹងមុនមែនទេគ្រាន់តែគេនិយាយថាវាមិនអីតែគ្មានអ្នកឃើញពួកគេក៏ត្រូវពួកអ្នកថៃសួនវៃលឹបចាប់បានភ្លាមពេលបានស្វាមុំអ្នកទាំង3យ៉ាងគួរឲ្យគប់ជាមុនសិនរួចក៏សួរថាតើគិតថៃកំពុងតែញ៉ាំផ្លែបឺរីរបស់គាត់មែនទេនៃថៃក្រវីក្បាលវៃលិបក៏មានអារម្មណ៍ខ្មាស់ស្អៀនរួចសំទោសថាតិនផសបឺរីឆ្នាំនេះមិនសូវល្អទេហើយមិនអាចធ្វើឲ្យអ្នកនាងតូចស្បាយចិត្តឡើយប្រញាប់ឆ្លើយបញ្ជាក់ប្រាប់គាត់វិញថាវាតាមពិតទៅផ្អែមហើយឆ្ងាញ់ថានាងបាននិយាយលេចលើការពិតប៉ាត់ទៅហើយប៉ុន្តែវៃលឹបហាក់ដូចជាប្រកាន់អ្វីនោះទេពេលទាំងបានបាក់បរីនាងមួយកន្ត្រកពេញហើយប្រាប់នាងថានាងអាចមកញ៉ាំនៅពេលណាក៏បានពេលចុងក្រោយទៅគោលបំណងសំខាន់នៃការដាំផ្លែឈើទាំងនេះគឺដើម្បីអ្នកនាងតូចបានញ៉ាំយ៉ាងឆ្ងាញ់មាត់នឹងតាមផ្លូវលុបមកវិញខៃធីស្រាប់តែគិតក្នុងចិត្តថាការធ្វើជាអ្នកថៃសួននៅទីនេះពិតជាជំរើសការងារដ៏សែនល្អមួយនៅក្នុងគំនិតរបស់ថៃអូអ្វីដែលគិតថៃត្រូវធ្វើគឺគ្រាន់តែធ្វើខ្លួនឲ្យគួរឲ្យស្រឡាញ់ជារៀងរាល់ថ្ងៃប៉ុណ្ណោះប្រសិនបើភាពគួរឲ្យស្រឡាញ់ជាការងាររមែងនោះគិតថៃប្រកាសជាធ្វើការលើស្មងរាល់ថ្ងៃមិនខានយូរប៉ុន្មានអ្នកទាំង3ក៏បានមកដល់មុខវិមានធំមួយជាមានអនុស្សាវរីយ៍របស់គ្រួសារនេះដែលមានឆ្លាក់ឈ្មោះសត្វចចកដែលបានស្លាប់នៅក្នុងហេតុការណ៍ព្រះច័ន្ទពនខៀវខៃថៃក៏បានអោនក្បាលគោរពយ៉ាងស្មោះត្រង់ក៏មាននទេសសេះមួយបានជិះចូលមកក្នុងបរិវេណមានវាប្រកាសជាអ្នកឆ្នៃម៉ូដដែលមកកាត់ឲ្យនាងមិនខាននាងឈឺចឹងទេបន្ទាប់ពីដើរអស់យកពេលយ៉ាងយូរថ្មីទៅពេលយ៉ាងយូរដោយសាររបួសចាស់ប៉ុន្តែគិតធីនៅតែគួយក្បាលយ៉ាងក្លាហានពេលមើលដឹងថានាងគ្រាន់តែកំពុងត្រាំប៉ុណ្ណោះហើយក៏និយាយថាការវ៉ារ៉ូបនឹងត្រូវចំណាយកម្លាំងច្រើនពួកគេគួរតែសន្សំកម្លាំងរបស់នាងសិនដែលវុនបានយល់ភ្លាមរួចប្រែក្លាយខ្លួនជាសិទ្ធដ៏ធំសម្បើមមួយគ្រាន់តែឃើញរូបរាងចចកដ៏ធំនេះភ្លាមមុខរបស់គីធីក៏ប្រែជាស្លេកស្លាំងតែម្ដងពេលលើកនាងដាក់លើខ្នងចចករួចពន្យល់ថាពេលប្រើវេទមណ្ឌលកម្រិតពួកគេនឹងអាចធំជាងមុនជាខ្ញុំទៅអ្នកនឹងខ្ញុំច្បាស់ជាចង់មើលវឹកកំទាបទៀតជាមិនខានពេលដោយសារតែវេទមន្តរបស់លោកប៉ាកាន់តែខ្លាំងតម្រងជាចករបស់គាត់ក៏កាន់តែធំជាងមុនដូចគ្នាដែរថៃអូនិងខៃថៃបានជិះលើខ្នងដែលយំតេអីក្រុមជាងកាត់ដេត្រូវបានអ្នកបម្រើនាំចូលទៅក្នុងបន្ទប់តាមដានឲ្យច្បាស់ព
ពេលលួចចូលបំម្នាក់ក្នុងចំណោមពួកគេក៏បានបញ្ចេញស្នាមញញឹមយ៉ាងពិស្ពូលបំផុតពេលដំបូងដែលគ្រួសារមនុស្សចចកយកមកចិញ្ចឹមខេថីក៏បានក្លាយជាព្រះនាងតូចដែលទទួលបានការស្រឡាញ់ថ្នាក់ថ្នមយ៉ាងខ្លាំងបំផុតនៅក្នុងផ្ទះនេះបាត់ទៅហើយយូរប៉ុន្មានក្រុមជាងកាត់ដេរ៉ូបក៏បានធ្វើដំណើរមកដល់វិមានដ៏ធំនេះហើយចំមូកែខាំម៉ូតសម្លៀកបំពាក់មិនបាននៅផ្ទះនោះទេដូច្នេះខីថីក៏សម្រេចចិត្តទៅសួរយោបល់និងបានរត់ជួបអេលីតដែលជាចំណិតទី2របស់ហ្សាខា5គេថានឹងចង់ហ្សាខានៅកំដៅនាងពេលកំពុងតែសម្លៀកបំពាក់អេលីតរៀងពិបាកចិត្តបន្តិចហើយពន្យល់ថាលោកហ្សាខារវល់ណាស់ថ្ងៃនេះតែគេនឹងជួយប្រាប់គាត់ឲ្យនៅក្នុងបន្ទប់ជាងកាត់ទេទាំងពីរបានរៀបចំស្វាម្នាក់បំរើក្រេរពន្ធវីរំភើបចិត្តយ៉ាងខ្លាំងដែលទទួលបានឱកាសកាត់ទេសម្លៀកបំពាក់ជូន Lady Carter ពួកគេមើលមិនឃើញប្រុសតែនាងតូចពេកក្មេងតូចក៏ដើរទៅមុខអនកូននឹងណែនាំខ្លួនខ្ញុំគឺខិតថៃជាកូនចចកតូចដ៏រឹងមាំមួយដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការថែរក្សារបស់គ្រួសារចចកប្រភេទក្រោយពេលនាងនិយាយចប់ពេញមួយបន្ទប់ក៏ស្រាប់តែស្ងាត់ឈឹងមួយរំពេចវីរ៉ាអ៊ុនមុខមើលខេថៃយ៉ាងជិតហើយបដិញ្ញាថានឹងបញ្ចេញអស់ពីសមត្ថភាពដើម្បីកាត់រ៉ូបជូនអ្នកនាងតូចឲ្យបានល្អបំផុតអ្នកនាងថាខេថៃបានទេនឹងយល់ព្រមយ៉ាងសប្បាយចិត្តចំណែកអ្នកស្រីវីរ៉ាក៏វាយត្រង់ប្តីដោយក្តីរំភើបមកពួកគេបានបង្ហាញម៉ូដសម្លៀកបំពាក់ជាច្រើនហើយខីថៃជ្រើរើក្មេងតូចពិតជាស្រឡាញ់កាំងនឹងជំរឿទាំងនេះណាស់ពេលលើប្តីប្រពន្ធរជូលចិត្តកាត់ខុណាតុកតែខ្លាំងខីថៃចាប់ផ្ដើមសង្ស័យថាគេប្រហែលជាចង់ឲ្យនាងស្លៀកឈុតតុក្កតាហើយមើលអ្នកស្រីវីរ៉ាបានសួររកម៉ូដដែលនាងចូលចិត្តព្រមទាំងណែនាំខោជីសេះដែលកំពុងពេញនិយមខ្លាំងផងដែរនឹងហើយមែនទេនឹងគិតថាស្រួលស្លៀកមែនតែនាងក៏បារម្ភរឿងលាក់កន្ទុយដែរនាងក៏បដិសេធដោយប្រាប់ថានាងចូលចិត្តសម្ពត់ដែលមានផ្នត់ច្រើនហើយកាន់តែស្មុគស្មាញកាន់តែល្អអ្នកស្រីវីរ៉ាក៏បង្ហាញគំរូក្រណាត់ជាច្រើនដល់នាងខេតេចង់បានពន្ធផ្កាស៊ូកចាស់តែអ្នកគិតថាពន្ធនេះធ្វើឲ្យនាងមើលទៅរឹតគួរឲ្យស្រឡាញ់ពេលលោកក្រណាត់ដែលពួកគេក៏ប៉ះគ្នាអ្នកស្រីវិចារទីបញ្ជាថាមានអ្នកដែលមានបានដៃទន់ល្មើយដល់ថ្នាក់នេះមានសម្លេងរំខានចេញពីមាត់ទ្វារបងប្អូនប្រុសទាំងពីរនាក់កំពុងរំខានហ្សាខាប្រុសតែចង់ចូលមើលនាងតូចលរ៉ូបដែរពេលរកបាយចិត្តពេលឃើញពួកគេអ្នកទាំង3នាក់ពកូនក៏ចាប់ផ្ដើមមើលគំនូរស្ព្រៀងម៉ូដសម្លៀកបំពាក់ទាំងអស់គ្នាបានដើរចេញទៅមើលគ្រឿងអលង្ការដែលនៅក្បែរនោះមនុស្សម្នាក់នៅទីនោះមានមុខមាត់ស្រដៀងទៅនឹងជារីយុនដែលជាឆ្មាចិត្តអាក្រក់ធ្លាប់ធ្វើបាបនាងកាលពីមុនពេលវ៉ាន់ហុចមុខមួយឲ្យខេថៃសកលមើលនាងហាក់ដូចជាចូលចិត្តគេក៏ទាញវិកយបាតប្រាប់តម្លៃតែម្ដងចំនួនលេខ0ដ៏វែងអន្លាយធ្វើឲ្យនាងតក់ស្លុតយ៉ាងខ្លាំងគេប្រាប់ថាយ៉ាងណាក៏ដោយបើនាងពេញចិត្តអ្នកស្រីក្រៃទៅគឺបានហើយជាកថាគ្រួសារមនុស្សចាត់ចកច្បាស់ជាមិនបងទេហើយត្បូងអូលីវីនដ៏ធំបែបមួយនេះពិតជាសក្តាសមបំផុតជាមួយនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់ពួកគេគ្មានអ្នកណាសង្ស័យនាងឡើយទោះបីជានាងគ្រាន់ជាសត្វកណ្ដូកក៏ដោយមិនច្បាស់ទេថាទៅគេងបន្លំខ្លួនរបស់នាងឬក៏អត់ទេបើពួកគេចង់ទិញវាតរលុបលេខ0ចោលចំនួន3ខ្ទង់សិនព្រោះថាវាមិនមែនជាត្បូងប្រតិគ្រាន់តែជាកញ្ចក់ពក្លែងខ្លៃប៉ុណ្ណោះយកនាងរំលែកមុខចោលហើយជាអាយវិញគឺបានឃើញហេតុការណ៍នេះទាំងអស់មានអារម្មណ៍ធុញថប់យ៉ាងខ្លាំងដែលត្រូវគេបោកប្រាស់បែបនេះកាលពីមុនជារីយុនគឺធ្លាប់រកស៊ីតូតបងពិតជាមួយនឹងត្បូងខ្លែងខ្លៃដ៏ស្រស់ស្អាតយ៉ាងស្ទាត់ចំណេញបំផុតរឿលទៅកំចុងមកបោកនាងប្រុសនឹងចំណែនត្បូងពិតនឹងខ្លែងខ្លៃនេះហឹងយើងចាប់ផ្ដើមទាំងអស់គ្នាទោះក្មេងស្រីនេះមិនតន់យល់ពីថាមពលនាងដែលធ្វើបាបម្ដាយនាងគឺជាមនុស្សអាក្រក់ពិតនោះ Gray បានហៅ Kitty ឲ្យទៅប្រុសសម្លៀកបំពាក់ក្នុងចិត្តថ្មីនេះ Kitty ពិតជាគួរឲ្យស្រឡាញ់ដោយតុក្កតាអញ្ចឹងត្រឹមតែលោកប៉ានិងបងក្លោកសប្បាយចិត្តទេតែអ្វីដែលភ្ញាក់ផ្អើលគឺហ្សាកាបានរៀបចំម៉ូដខោជាច្រើនឈុតទៀតរងចាំនាងញ៉ាយ Kitty ក៏ខំលោខោអាវមិនចេះនឿយហត់ដែលឈុតនេះមួយធ្វើឲ្យអ្នកមើលកងគ្រប់គ្នាបន្ទាប់មកហ្សាកាកងផ្ដាល់សញ្ញាទៅកាន់លោកស្រី Vera Kitty ស្មានតែគាត់មិនពេញចិត្តនឹងខោតាំងនោះស្រាប់តែហ្សាកាសួរទៅកាន់ Kitty ថាតើនាងមានអារម្មណ៍យ៉ាងណារ៉ូនពាក់ឲ្យជាមសក់នេះទុកកឡច្រើនឈុតមែនតែឈុតដែលខ្ញុំចិនជាងគេគឺមួយកំពុងពាក់នេះឯងបើចឹងទិញឈុតនេះប្រងផ្លេទៅហើយខចប់អាវនៅលើស្នួលទាំងអស់យកទៅរៀបដាក់ក្នុងទូខោអាវនាងភ្លាមមុខរបស់ Kitty ស្រាប់តែស្លាំងដោយក្តីតក់ស្លុតចុះបើមានឲ្យច្រើនពេកនាងធំធាត់ស្លៀកលែងត្រូវមុនពេលបានពាក់វាទៅគិតយ៉ាងម៉េចយើងគ្រាន់តែកាត់ថ្មីទៅមិនមែនគូនឹងទៅតែប្រាប់ថាចូលចិត្តឈុតកំពុងពាក់នេះជាងគេទេអើយយាយចប់សការបានផ្ដល់សញ្ញាប្រាប់អ្នកស្រី Vera ថាគាត់ចង់កាត់សម្លៀកបំពាក់មួយឈុតសម្រាប់គ្រួសារចកប្រភេទ Grey Wolf ទាំងមូលតែម្ដងSarah Sidekit បានលួចមើលវិកយហើយចង់សន្លប់ឈរដោយសារតែតួលេខដ៏ច្រើនសន្ធឹកសន្ធាប់មនុស្សគេមាននាមក្រឹមខ្លាំងណាស់បើសិនជានាងធ្វើឲ្យគ្រួសារចក្សាយិតសុននោះពេលនោះនាងក៏ឮសកានិយាយថាថវិកានៅសល់ច្រើនណាស់កុំបារួចគ្រួសារនេះក៏នាំគ្នាចាយចេញពីបន្ទប់ទទួលភ្ញៀវHow you know ក្មេងស្រីតូចរំរាមដែលខ្លួនឯងហើយប្រាប់ថានាងញ៉ាំសរបេរីនិងនំកូគីច្រើនណាស់នាងនិយាយចប់ភ្លាម Zaka ប្រាប់ថាគាត់ត្រូវត្រឡប់ទៅបន្ទប់ធ្វើការវិញហើយកែវផ្នែកគាត់សម្លឹងមើលទៅ Kitty មិនដាក់
ស្រីដោយលេងឡងបន្តិចតែបងប្រុសទាំងពីរបានដើរមកជិតហើយសឹកប្រាប់ថាលោកប៉ានៅក្នុងបន្ទប់ធ្វើការពេញមួយថ្ងៃអីនោះច្បាស់ជាមានន័យថាមានរបស់ដែល Kitty ចូលចិត្តនៅក្នុងនោះហើយ Kitty យល់ភ្លាមទៅលេងក្នុងបន្ទប់ធ្វើការគាត់នាង Zakar ក៏លើកបីនាងឆ្ពោះទៅកាន់បន្ទប់ធ្វើការរបស់គាត់លើកនេះវាមើលទៅរៀងប្លែកពីពេលនាងមកលេងលើកទី1បន្តិចទឹកធ្វើការមានអង្រឹងក្មេងដែលបងជំនាងធ្លាប់ប្រើ Kitty និយាយថានាងមានសំណួរជាច្រើនចង់សួរគាត់ពេលក្រោយពេលអសិតទេតែគាត់ថាយើងត្រូវវាស់កម្ពស់កូនសិនគាត់ក៏ដំណៀងទៅក្បែរទូសៀវភៅដែលមានស្នាមឆ្កូតតូចៗជាច្រើនដែលវាជាស្នាមវាស់កម្ពស់បងនាងកាលពីនៅក្មេងKitty ស្រាប់តែមានទំនុកចិត្តតែម្ដងគិតទៅនាងមិនមែនល្អិតពេកឯណាពេលលោកនាងបំរុងទោះ Kitty ខំប្រឹងជ្រងើបកែងជើងឲ្យខ្ពស់យ៉ាងណាក៏ដោយក៏គំនូសរបស់នាងនៅតែទាបជាងបងជំនាងឆ្ងាយណាស់កំពុកប៉ុនទាវនិង Devon កាលពួកគេអាយុទៅតែ4ឆ្នាំក្មេងស្រីតូចយើងកាំងនិយាយឡើងចេញតែម្លងឥឡូវនេះសំណាក់ទាំងអស់គ្នាតោតរឹមឲ្យច្បាស់ព្រោះអត្តសញ្ញាណពិតរបស់ Kitty ចិត្តលាតត្រដាងហើយអំបញ្ញមិញនេះ Zakar ទៅតែនាំនាងចូលក្នុងបន្ទប់គាត់នាងសម្លឹងឃើញប្រអប់មួយនៅលើនាងចាំបានថាវាជារបស់ដែល Elliot បានរាយការណ៍កាលពីព្រឹកមិញZakar ចាំអារម្មណ៍ខ្សែភ្នែកនាងក៏យកដៃមុខបាំងដោយពន្យល់ថាប្រអប់នេះផ្ទុកត្បូងដែលអាចប៉ះពាល់ដល់អារម្មណ៍ហើយនាងមិនគួរមើលវាផ្ដេសផ្ដាសទេKitty នៅតែឆ្ងល់មិនប៉ាត់5នាងតាកបោះចម្លងដែលទាញយកមិត្តពីត្បូងព្រះចំណងខៀវវាខ្លាចជាមិនអាចប៉ល់ក្មេងពិសេសដូចជានាងនោះទេនាងតូចស្រាប់តែនឹកឃើញថាមុនពេលម្ដាយស្លាប់គាត់ធ្លាប់ប្រាប់ថា Kitty មានថាមពលពិសេសលើបែបនេះ Zakar ក៏ធ្លាក់ចូលក្នុងអន្លង់ការគិតគឺឲ្យ Kitty សន្យាថានឹងមិនប្រាប់រឿងនេះទៅអ្នកណាឡើយនៅថ្ងៃមុខព្រោះមនុស្សយើងតែងតែលោភលន់ចង់បានរបស់ពិសេសហើយមានអ្នកចង់បានថាមពលនេះច្រើនណាស់ពួកគេច្បាស់ជាបំផ្លាញវាចូលមិនខានញកក្បាលយល់ព្រមយ៉ាងស្ដាប់បង្កើបរួចសួរZakarថាទៅគាត់ស្គាល់ប៉ារបស់នាងទេមិនសូវទេពូគ្រាន់តែធ្លាប់ឮឈ្មោះគាត់ប៉ុណ្ណោះតែគាត់និយាយចប់ភ្លាមសំឡេង Kitty ចាប់ផ្ដើមអួតដល់មកទឹកភ្នែករលឹងរលោងអង្រោយZakarប្រាប់រឿងប៉ានាងបន្តិចបន្តួចមកយកកន្សែងមកជូតទឹកភ្នែកនាងហើយលួងលោមថាពូនឹងប្រាប់ពេលកូនធំជាងនេះតែពេលឃើញទឹកមុខដ៏កំសត់នឹងឈឺចាប់របស់នាងគាត់ក៏ត្រាំលែងបានបទចម្រៀងមួយដ៏ល្បីល្បាញនិយាយពីទេពធីតាហើយខ្សែត្បូងកណ្ដៀងដែលបានរៀបរាប់ក្នុងបទនោះគឺត្បូងព្រះចន្ទពនខៀវ Blue Moon មិនធ្វើឲ្យពួកមនុស្សសត្វឈួតបាត់បង់សត្វមិនគួរឲ្យជឿមែនទេ Kitty ខ្លួននឹងក៏កាំងពេលដឹងថាការសាហាវបែបនេះនៅក្នុងប្រអប់នឹងសះកុំឲ្យខ្លាចអីព្រោះគាត់បានដាក់វាក្នុងប្រអប់ការពារដែលអាចរារាំងវេទមន្តរបស់វាបានយ៉ាងជិតឈឹងបាត់ទៅហើយដែលគាត់ដឹងមានឪពុកនិងកូនប្រុសឈ្មោះអ៊ីក្រឹកកំពុងតែស៊ើបអង្កេតពីត្បូងព្រះចន្ទពនខៀវនេះគ្រាន់តែលើភ្លាម Kitty កាំងស្មារតីតែម្ដងធ្លាប់ប្រាប់ថាបាននឹងបងប្រុសនាងគឺជា Weed Bossman តែនេះជាលើកទី1ហើយដែលនាងឮថាពួកគេកំពុងតាមស៊ើបពីត្បូងរឿងព្រេងនិទានមួយនេះថា Zakar គ្មានបំណងចង់និយាយរឿងនេះបន្ Kitty ក៏អោនមុខអានសៀវភៅបាត់ទៅសង្ឃឹមថានឹងឆាប់ធំដើម្បីអាចដឹងរឿងប៉ារបស់នាងកាន់តែច្បាស់មួយសន្ទុះក្រោយមក Kitty ក៏ស្ងាត់ដោយភាពធុញថប់Zakar កំពុងចង់រំធ្វើការយ៉ាងម៉ត់ចត់នោះ Kitty អង្គុយមើលគាត់ហើយនឹកស្រមៃដល់រូបរាង Caris ពេលកំពុងធ្វើការដូចគ្នាពេលនាងឃើញ Zakar សម្លឹងមកនាងតាមពិតត្រចៀកឆ្មាក្រៅតាំងពីពេលណាមិនដឹងនាងរៀបនឹងលាក់វាទៅហើយស្រាប់តែឮ Zakar និយាយថាគាត់ចង់ខំវាមួយខំទៅគេចាប់sexy នេះមែនទេក្នុងគ្រួសារ Grey Wolf ជាបង្ហាញក្តីស្រឡាញ់សោះនាងគិតថានាងក៏ជាចុកទោះដែរអញ្ចឹងគ្មានអីត្រូវខ្លាចហើយជឿចំចុះអ្នកច្បាស់ជាចោកដឹងថារឿងបន្ទាប់នឹងទៅជាយ៉ាងណានឹងមកមើលភាពគួរឲ្យប្រឡន់នេះហើយដាក់បោកចោលដាក់ក្បាលចោលដោយធ្វើមុខដូចជាលះបង់ជីវិតដោយការឈឺចាប់ដែលនាងរំពឹងទុកមិនបានកើតឡើងនោះទេទៅវិញ Zakar បែរជាអង្អែលនាងយ៉ាងថ្នាំទៅវិញពេលវេលាដែលនៅសល់គឺ Zakar នៅតែបន្តផ្ដោតអារម្មណ៍លើការងាររបស់គាត់ដដែលពេលរអ៊ូតដល់ពាក់កណ្ដាល Astral Kitty ក៏បានគឹងលុកនៅក្នុងអង្រឹងដែលបានរៀបចំទុកសម្រាប់នាងរួចជាស្រេចចេតនាបញ្ឈប់សាច់រឿងត្រឹមពាក់កណ្ដាលទីដើម្បីឲ្យនាងមានរំធូរស្រាលយោងតាមកំណត់ត្រាសត្វដែលទានរទេសរបស់ទេពធីតាគឺពិតជាសត្វឆ្មាមែនពេលដែលទទួលបានពរពីទេពធីតាគឺអាចមានភាពស៊ាំទៅនឹងវេទមន្តដើម្បីឲ្យទេពធីតាអាចចំណាំពួកគេបានដំបងទៀតគ្រួសាររវែងឈ្មោះ Icarus សេពីមួយចំនួនទៅមួយចំនួនមានត្រឹមតែពុនបាតដៃរបស់គាត់ប៉ុណ្ណោះប៉ុន្តែនាងអាចជាកូនសៅសម្រាប់គ្រប់យ៉ាងក៏មិនអាចដឹងថាតើនេះជាផែនការរបស់ភេរឬយ៉ាងណានោះទេឡើង Kitty ក៏បានត្រឡប់ទៅបន្ទប់របស់នាងវិញនាងបានប្រាប់ Grey យ៉ាងរំភើបថានាងបានគេងថ្ងៃនៅកន្លែងធ្វើការរបស់ Zakar ហើយគាត់នៅថែមទាំងឲ្យសៀវភៅផាត់ពតនឹងទៀតផងពេលនោះក៏មានអ្នកបម្រើម្នាក់បានយកសម្បត្តិមួយច្បាប់មកដល់ឲ្យកញ្ញា Kitty រឹកបន្ទាប់បងប្រុសទាំងពីរកំពុងរៀននៅក្នុងបន្ទប់របស់ពួកគេស្រាប់តែ Kitty បានដើរចូលមកព្រមទាំងកាន់សម្បត្តិមួយគំនោផងដែរពេល Kitty មករៀនបងប្រុសទាំងពីរក៏ចង់ចូលរួមជាមួយនាងដែរហើយការពិតទៅមុតកាលពីយប់មិញនោះគឺផ្ញើពីការីសោះនឹងនឹកកូនស្រីតូចរបស់នាងខ្លាំងណាស់ពេលកំពុងប្រជុំរហូតដល់និយាយប្រាប់គ្រប់គ្នាពីនាងដែលរឿងនេះបានធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍ថាចង់ជួប Kitty យ៉ាងខ្លាំងពេលក៏បានសម្រេចចិត្តរៀបចំពិធីជប់លៀងតែតូចមួយ
គីតមិនទាន់ចាប់ផ្ដើមរៀនសរសេរជាផ្លូវការនៅឡើយទេទោះបីអក្សររបស់នាងវិជ្ជវេបន្តិចក៏មិនអីដែរអ្វីដែលសំខាន់គឺសម្បត្តិអញ្ជើញទាំងនេះត្រូវបានផ្ញើដោយក្តីស្មោះត្រង់អស់គ្នាទេដឹងហើយមែនទេបងប្រុសទាំងពីរយល់ភ្លាមតែម្ដងគឺគីទីចង់រៀនធ្វើសម្បត្តិអញ្ជើញសម្រាប់ពិធីជប់លៀងនេះពីតួអក្សរមូលដ្ឋានបំផុតមុនគេគីទីបានសរសេរមួយគំនូសយ៉ាងយកចិត្តទុកដាក់បំផុតទាំងអស់គ្នាត្រៀមមើលឈុតនេះណាពេលនោះ Devon បានឲ្យគីទីចម្លងពាក្យពិបាកលេខខណៈតៅសង្កេតឃើញពីចម្ងាយទៅចិត្តគាត់ឃើញក្មេងខូចនេះគឺជាបងប្រុសធំបំផុតនោះយ៉ាងណាមិនប្រកាន់ទេព្រោះពេលចចកដល់វ័យមួយពួកគេត្រូវចេញដំណើរឆ្ងាយដើម្បីរៀនប្រយុទ្ធហើយពេលនោះគីទីច្បាស់ជាត្រូវសរសេរសំទៅកាន់ពួកគេញឹកញាប់បំផុតគីទីធ្វើអ៊ុយខ្លះនៅពិធីជប់លៀងតែហាត្រូវក៏រំភើបខ្លាំងណាស់នេះទំនេរបងប្អូនទាំងពីរក៏សម្រេចចិត្តរៀបចំពិធីជប់លៀងតែសាកល្បងជាមួយគីទីគ្រាន់តែអង្គុយចុះភ្លាមគីទីក៏ចាប់ចិត្តលើបង្អែមទាំងនោះតែម្ដងមិនទាន់អាចញ៉ាំបានទេព្រោះបង្អែមគឺសម្រាប់តែហើយតែគឺសម្រាប់ការជជែកគ្នាយល់តែចាប់បានខ្លឹមសារថាត្រូវជជែកអ្នកទាយមើលនាងសួរអ្វីនាងថាចិត្តដល់រដូវជ្រោះរោមហើយទម្លាប់តិនរោមរាល់ថ្ងៃតែទប់សំណើចបានក៏ព្រួតតែពេញក្បាលរបស់គីទីតែម្ដងបន្ទាប់មកតៅក៏បានប្រូប្រធានបទដោយសរសើរពីសម្បត្តិអញ្ជើញដ៏ស្រស់ស្អាតគីទីក៏ចាប់ផ្ដើមត្រេកអរនឹងនិយាយយ៉ាងរំភើបខ្លាំងតែម្ដងកែតម្រូវនាងភ្លាមដោយពន្យល់ថានៅពិធីជប់លៀងតែគេមិនគួរបញ្ចេញអារម្មណ៍ខ្លាំងឬនិយាយលឿនពេកទេគីទីមានក្តីបារម្ភមួយទៀតនាងខ្លាចត្រចៀករបស់នាងលេចចេញមកក្រៅម្ដងម្កាលនាំឲ្យនាងពាក់មួកការពារតែជាទូទៅត្រចៀកចចកពេញវ័យនឹងលេចចេញមកតែពេលណាដែលពួកគេរំភើបខ្លាំងតែប៉ុណ្ណោះសំខាន់ណាស់អ្នកទាំងអស់គ្នាចង់មានគោលតែមួយគត់ក្នុងជីវិតហើយពេលជួបមនុស្សម្នាក់នោះត្រចៀកពួកគេនឹងលេចមកក្រៅអីកឹងណាំណារ៉ាមើយអ្នកណាលេចត្រចៀកចេញមកព្រុសនាងទេបងប្អូនទាំងពីរក៏គិតដូចគ្នាភ្លាមនេះតាច់ខានមិនឲ្យអ្នកណាចូលចិត្តប្អូនស្រីសម្លាញ់របស់គេឡើយទីបំផុតគីទីមានក្រុមបង្រៀនម្នាក់តែគាត់ពិតជាឆ្លើយខ្លាំងណាស់ដោយលាតត្រដាងអត្តសញ្ញាណជាឆ្មារបស់នាងតាំងពីជួបគ្នាដំបូងពេលជប់លៀងនឹង Devon ព្រមគ្នាថាដាច់ខានមិនឲ្យគេចូលចិត្តទេគ្រាន់តែអ៊ូឈ្មោះនេះភ្លាម Devon ក៏ធ្វើមុខក្រញើបាត់ទៅហើយគីទីឆ្ងល់ថាមុខក្រញើមានន័យដូចចម្ដេចក៏ត្រូវកាត់ផ្ដាច់ពេលទៅទិសកំភ្លេង Devon ប៉ុន្មានតាំងឲ្យប្រាប់ឲ្យបិទមាត់កុំភ្លេចតាមដានណាព្រោះគ្រួសារប្រភេទនឹងគ្រួសារអេដជាមិត្តគ្នាច្រើនចំនួនមុខហើយជាមួយខ្ញុំមើលពុកបងខំប្រឹងរំណាអ៊ីដិនណាស់ប៉ុន្តែប្រហែលគេធុញនឹងពុកគេពេកហើយអ្នកឯងប្រាប់ត្រង់ថាគេមិនរវល់ជាមួយមនុស្សល្ងងទេពេលនោះ Gray ក៏រាយការណ៍ថាអ្នកនាង Caris ត្រឡប់មកវិញហើយទាំងពីររត់ត្រឹកទៅទទួលនាងពេលឈានជើងចុះពីផ្ទះភ្លាមស្វាមីនិងកូនលោកកំពុងឈរចាំទទួលបាត់ទៅហើយKitty ទៅឈរតម្រង់ជួរពីក្រៅ Zacker កំពុងធ្វើអីនឹងពន្យល់ថានឹងឈរតម្រង់ជួរព្រោះនាងជាកូនចុកតូចដ៏ស្ដាប់បង្កប់គ្រាន់តែបែបនេះ Zacker ក៏លះបង់កន្លែងឲ្យនាងឈរមុនតែម្អងពេលលោកស្ទុះចូលរង្វង់ដែល Chris យ៉ាងរំភើបហើយរៀបរាប់ពីកម្មវិធីទឹកពេលបីនាងទប់ចិត្តមិនបានចង់តែខំថ្វាល់មួយខំទេពេលរលាយបេះដូងម៉ង Kitty ធ្វើប៉ងថ្វាល់ដាក់នាងក៏ចាប់ខ្ទប់ថ្វាល់តូចនោះធ្វើមួយខ្សើតយ៉ាងថ្នាក់ថ្នមមកតាមដានរឿងនេះទាំងអស់គ្នាលើកនេះខរិកបានយកកាដូមួយមកឲ្យ Kitty គ្រាន់តែឃើញប្រអប់ទំនុកភ្លាមភ្នែកនាងភ្លឺចែងចាំងតែបងបើបានចូលតិចប្រាក់ជាស្រួលខ្លួនណាស់ខរិកបានលើក Kitty ឡើងដើម្បីឲ្យនាងបានមើលខាងក្នុងពោពេញដោយរបស់របរតូចធំជាច្រើនប៉ុន្តែអ្វីដែលទីស្រឡាញ់ជាងគេគឺប្រអប់ខ្មៅដៃបុតនៅក្នុងនោះKitty តែងតែខ្ជិលពីបងប្រុសទៅChrisទិញមួយឈុតឲ្យនាងតែម្ដងក្មេងតូចនេះបានរើសខ្មៅដៃពន2 3ដើមចេញមកមិនចូលចិត្តពោផ្សេងទេដឹងKittyឆ្លើយថានាងស្រឡាញ់ទាំងអស់គ្រាន់តែវិបាកររើស្ពេកនាងយកទាំងអស់ទៅទុកចំណាយទោះបីជា Kitty សប្បាយចិត្តតែនាងក៏ព្រួយបារម្ភដែរពូននេះមើលទៅថ្លៃណាស់ដោយសារតែរបស់ទាំងនេះទៅជាយ៉ាងណារបស់នាងក៏មកលួងលោមប្រាប់ឲ្យទួលយកកាដូនេះទៅគ្រួសារគ្រូអេមានលុយច្រើនណាស់នាងមិនចាំបាច់យកតែដែលចូលចិត្តនោះទេស្រីតូចអោបខ្មើដៃពនទាំងនោះយ៉ាងណែនដូចជារបស់មានតម្លៃនឹកខរិបាន5គីទីថាគ្រូថ្មីរបស់នាងនឹងមកចូលរួមកម្មវិធីជប់លៀងតែខាងមុខនេះគេជាសិស្សចាស់ទីអាចចោះសម្រងជាមួយគេនាងច្បាស់ជារៀនសុបានច្រើនបងប្រុសទាំងពីរចាប់តាមភ័យភ្លាមនេះអ្នកទាំងអស់គ្នាត្រូវមើលឲ្យច្បាស់ហើយដែលនោះវាយកណាស់បើទុកចិត្តប្រកុលគីទីឲ្យគេច្បាស់ជាចំអកឲ្យនាងមិនខានគីទីអាចនឹងឈឺចាប់ខរិសបានលួងលោម4ឆ្នាំផងទាំងពីរអ៊ីដែនបាត់បង់ម្ដាយដោយសារសត្វខ្លាខិនទើបគេខ្លាយជាបែបនេះអូទាំងពីរចិត្តស្និទ្ធនឹងគេណាស់តើកូនគួរតែដឹងថាគេមិនមែនជាក្មេងអាក្រក់ទេពេលអង្គុយស្ដាប់ក្បែរនោះចាប់ផ្ដើមប៉ារឹមគេអាចជាក្រូលអមែនតែនាងមិនប្រកាសថាអាចត្រាំនឹងចរិតរបស់គេបានទេយោតែបានមកដល់ពេលក្រេកំពុងសិតសក់ឲ្យគីទីនាងក៏ប្រាប់រឿងរ៉ាវខ្លះពីអ៊ីដែននឹងម្ដាយរបស់គេគឺលោកស្រីប៊ិតត្រូវបានគេចាត់ទុកថាជាកំពូលអ្នកប្រាជ្ញប៉ុន្តែកាលពីព្រឹត្តិការណ៍ប្រេះចន្ទប់ខែ4ឆ្នាំមុនលោកស្រីបានស្លាប់យ៉ាងសង្វេគធ្លាប់ម្ដាយរបស់នាងនិយាយថាកន្ទុយរបស់គាត់ត្រូវសត្វខ្លាខិនខំដាច់កាលពីពេលនោះ
ពេលដែលបាត់បង់ម្ដាយប្រកាសទៅជាស្អប់សាខ្លារខិនណាស់គីទីក៏នឹកឃើញគំនិតមួយតែមឹងក្រេជួយចង់សុកខ្ញុំឲ្យខ្ពស់បន្តិចបានទេថ្ងៃនេះមិនយូរប៉ុន្មានគ្រួសារទាំងមូលបានចូលតម្រង់ជួចាំតួមេកន្ទ្រានរូពីទេធំជាងសកាទៅទៀតហើយមានកែវភ្នែកចចកនមុតស្រួចគ្រាន់តែឃើញគាត់ភ្លាមគីទីឡើងទុនជើងតែម្បងពេលងីទីណែនាំខ្លួនទាំងញរនសំលេងសើចដ៏ខ្លាំងរបស់គាត់ធ្វើឲ្យនាងស្ទើរតែដួលគាត់សរសើរថានាងពិតជាគួរឲ្យស្រឡាញ់ដូចដែលខារឹកបានប្រាប់មែនយើងគិតថារឿងវាចាប់ត្រឹមនេះខុសហើយស្រាប់តែមានសំឡេងមួយបន្លឺឡើងមានភាពខ្លាំងតែប៉ុណ្ណឹងតើជាចកស្អីគេនោះគឺជាក្រុមធានបឹកគឺអីដែនកែវភ្នែកដ៏ត្រជាក់របស់គេធ្វើឲ្យគិតទៅជាយក្រោយក្រអែលសំការពីបណ្ដោះអាសន្នមែនទេញឹកធ្ងន់លើពាក្យបណ្ដាស់អាសន្នរបស់គេធ្វើឲ្យនាងស្ទើរតែអួលដើមមកពេលអ៊ីដែនក៏ដើរទៅបន្ទប់ទៅជាវតែម្នាក់ពេកសប្តុកគទីដោយប្រាប់ថាកូនក៏រំកាច់បន្តិចប៉ុន្តែគាត់សប្បាយចិត្តដែលគទីជាជើកតូចរឹងមាំដកដែលខរឹកបាននិយាយមែនការប្រពន្ធគាត់ជីកក្មេងស្ដាប់បង្កប់ហើយគេធ្លាប់លេងស្និទ្ធជាមួយធីអូនិងដេវ៉ុនតែពេលនេះគេបែរជាបិទបាំងខ្លួននឹងទៅវិញគេអមនិតរបស់ខ្ញុំទេដែលឲ្យគេធ្វើជាគ្រូរបស់ឯងថ្មីនេះកម្លាំងសត្វខ្លាកំពុងតែកើនឡើងដូច្នេះខ្ញុំត្រូវចាត់វិធានកំបងទៀតអេកដាក់ដឹងក្រឹកថ្នាក់ខ្ញុំចេញទៅយូទិបខ្ញុំសង្ឃឹមថាគេអាចស្នាក់នៅទីនេះក្នុងនាមជាគ្រូរបស់ឯងក្រឹកក៏ប្រកាសថាដល់ម៉ោងញ៉ាំតែហើយបានសម័យគីទីធ្វើជាម្ចាស់ផ្ទះមើលការខុសរបស់ក្មេងជាងប្រញាប់ប្រឡប់ទៅបន្ទប់ពាក់មួករួចរត់ទៅទីធ្លាខាងក្រៅត្រជារបស់នាងលៀនចេញមកនាងច្បាស់ជាត្រូវគេចំទៀតមិនខានអ្នកបំរើមួយចំនួនកំពុងរៀបចំឲ្យពួកគេបាយចិត្តណាស់ពេលលូគីទីហៅឈ្មោះពួកគេពេលឲ្យពីសួរអ្នកដែលនឹងមកចូលរួមគីទីដឹងថាបងរបស់នាងនឹងអីដែលនឹងមកទីនេះដែរដល់ស្មារតីជួយរៀបចំកន្លែងចៃដនអេតបានកំភៀមឲ្យគីទីក៏ឃើញគេពីចម្ងាយដូចគ្នាញញឹមរាក់ទាក់តែគេដើររហូតដោយមិនងៀមនាងសោះគីទីសួរថាគេស្អប់នាងមែនទេខ្ញុំគ្រាន់តែមិនចង់ខ្វល់ខ្សោយដូចជារងគួរតែខំប្រឹងរស់ឲ្យបានយូរទៅបែបនេះគីទីក៏ទៅវិញយ៉ាងខ្លាំងនឹងខ្លាយជាមនុស្សរឹងមាំហើយសងសឹកឲ្យម្ដាយខ្ញុំចម្លើយរបស់គេធ្វើឲ្យនាងព្រឺសម្បូរអញ្ចឹងតើទៅប៉ាត់ឆ្មាចង់មកលេលំក្នុងវងចចកនោះញាណពិតរបស់គីទីត្រូវគេចាប់បានទៀតហើយក្មេងស្រីទៅព្យាយាមប្រកែកតែអ៊ីដែនមិនជឿនាងទេចំបានគេដឹងថានឹងជាងជាសាច់ឆ្មាក្នុងពេលតែចឹកផ្សេងទៀតសំបីតែមេកន្ទ្រាំងក៏មើលមិនដឹងផងនោះតែគ្រប់គ្នានិយាយត្រូវអ៊ីដែនជាកម្ពូលអ្នកប្រាជ្ញមែនតែបើគេតម្លៃរឿងនេះនៅមុខអ្នកដតីនាងច្បាស់ជាចប់មិនខានគីទីក៏សម្រេចចិត្តប្រើភាពកំសត់លួងលោមគេនាងបានលាក់ពុសាសខ្លួននឹងហើយមកសុំឲ្យត្រកូលគ្រូអែលចិញ្ចឹមក៏ដើម្បីសងសឹកឲ្យយំដៃនឹងប្អូននៅក្នុងពោះគាត់មិនត្រឡប់ទៅលាក់ខ្លួននៅតំបន់សត្វឆ្មាវិញទៅបែបមិនល្អជាងទេអើយព្រមដៃក្នុងភ្នំអស់មួយជីវិតទេរាល់ពេលដែលខ្ញុំកើងខ្ញុំតែងទៅសំឡេងគាត់ពេលថាតែខ្ញុំស្បាយចិត្តគាត់ក៏ស្បាយចិត្តដែរជើងខ្ញុំទៅស្ដាប់ដល់ត្រង់នេះអ្នកទាំងអស់គ្នាប្រដជាតិលឹងរលងទឹកកភ្នែកហើយមែនទេពេលលឹកនេះថាមទាំងបានរៀបចំសពយគ្រួសារខ្ញុំដូច្នេះខ្ញុំសម្រេចចិត្តរស់នៅទីនេះមួយរំពេចនោះខ្សែភ្នែករបស់អ៊ីដិនទុនភ្លន់ចុះហាក់ដូចជានឹកឃើញដំដៃខ្លួនហើយទៅមើលគ្នាខៃទៅសោបតែចាំអយ៉ងរ៉ូធើសុំកំប្រាំគេទាំងគឺជាឆ្មាពេលក្បាលចេញព្យាយាមកិច្ចចេញពីខ្សែភ្នែកតគូឲ្យអាណិតរបស់នាងស្តាក់ស្ទ័រខៃធីយ៉ាក៏បន្ថែមទឹកមុខកំសត់ប្រថាបើត្រូវគេដេញចេញឆ្មាតូចទាំងខ្សោយដូចនាងច្បាស់ជាត្រូវខ្លាចកង្ស៊ីមិនខានគេក៏សួរថានេះឯងកំពុងគំរាមយើងមែនទេលោតស្ទុះដែលសេតផ្លាមអីទោះកំណៃរួចញែកទៅរកកន្លែងអង្គុយមិនយូរប៉ុន្មានបងប្រុសទាំងពីរក៏មកដល់ពេលដិនភ្លាមដេវ៉ុនសួរជប់ថាមកលឿនមកលេងនេះចង់មកធ្វើបាបអូនស្រីយើងមែនយ៉ាទុកបីមុំមើនឹងពាក្យគេថាខ្សោយក៏ញឹមស្ងួតប្រាប់ថាអ៊ីដិនចិត្តល្អណាស់តែបងប្រុសទាំងពីរនៅតែមានអារម្មណ៍ថាមិនស្រួលសះយោហេគេគំរាមមិនមែនទេគីថៃស្ងាត់មួយផ្លែកនាងកប់ដសេតែវិរិតតែធ្វើឲ្យបងលីសង្ស័យលើសដើមទៅទៀតពេលវ៉ុនប្រមានកំប៉ះពាល់ខេថៃបន្ទាប់មកកម្មវិភឹកតែងាយក៏ចាប់ផ្ដើមពេលប្រៃថៅយ៉ាណៃនំបង្អែមគ្រាន់នាមនាងចិញ្ញឹមស្រស់បោះដណ្ដងក៏បញ្ចើថាមើលទៅអឹងចូលចិត្តទឹកដោះកូនណាស់ណានគិតថៃភ្ញាក់ប្រែតរហូតត្រជាកន្ទ្រឹបឡើងទល់មកទាំងពីរមិនຕົកយូរក៏ចេញមកការពារប្អូនស្រីភ្លាមគត់ចកចិត្តទឹកដាស់គោជារឿងធំតាយអេដិនទេណៃឆ្លើយចិត្តធ្វើឲ្យគេខ្មាស់អៀននោះយ៉ាងទៀតគិតថាយ៉ាហត់នឿយណាស់ក្នុងការរៀបចំបង្អែមចំណែកនឹងខារិសកំពុងតាមដានតោរបស់ក្មេងយ៉ាងយកចិត្តទុកដាក់ឯមុខស្ងួតបានប្រាប់រឿងនេះទៅមេកុលសម្បូរវៃបឺតែគាត់គិតថាវាជារឿងធំតាជាសភាគត់របស់ចចកដែលចូលចិត្តនិយាយជាមួយអ្នកដែលគេចាប់អារម្មណ៍គ្រាន់តែបែបនេះប្តីប្រពន្ធធ្វើគូនេះអង្គុយលេងចង់ជប់ហើយសំបីបឹកបញ្ជាក់ថាខេតធីយ៉ាគួរឲ្យស្រឡាញ់ទៅគេចូលចិត្តសការនឹងខារីងក់ក្បាលយល់ព្រមតែភ្នែកសការតែសម្លឹងទៅនោះមិនដាក់ឯមុខក្រៀមក្រំរបស់កូនស្រីសការដឹងភ្លាមថានាងកំពុងត្រូវការជំនួយគួរឲ្យចាប់អារម្មណ៍ណាស់មួយវិនាទីក្រោបក្បាលអ៊ីទិនចាប់សួរថាតែល្ងាតដែលកូនស្រីយើងចង់ឲ្យឆ្ងាញ់ទេបេបទោះសំណើចអត់មិនបានគាត់យល់ពីចរិតពុកហួងហែងកូនស្រីតែនឹកស្មានមិនដល់ថាសការស្រឡាញ់កូនចិញ្ចឹមខ្លាំងដល់ថ្នាក់នេះសោះពេលរត់ក្នុងចិត្តថាទៅឪពុកមួយណាទៅដែលហានស្រឡាញ់គិតយាទៅថ្ងៃមុខនោះ
ពេលដិនកាំងនិយាយមិនចេញបងប្រុសទាំងពីរសើចចំអកភ្លាមពេលសកាត្រឡប់មកវិញគឺបីខេថីមកជាមួយតែម្ដងពេលនំនាងទៅកាន់ភ្ញៀវគ្រប់គ្នាថានេះហើយគឺខេថីកូនស្រីសំណប់ចិត្តរបស់ខ្ញុំពេលមេពិតនៅឃើញការប្រពន្ធពោពោះរំភើបមិនចាន់ពុកគេឡើយខេថីអោកក៏ប្តឹងណែនាំខ្លួនយ៉ាងសម្រមចិនរបស់នាងធ្វើឲ្យកម្មវិធីកាន់តែអ៊ូអរហើយអ្នកណាក៏ចំរំជុំវិញនាងដែរពេលរីពុកស្រីតែស្រែកព្រោះគ្រាន់តែបានប៉ះដៃតូចច្រឡឹងរបស់នាងពេលមេវិបគិតថាចុកនេះឈួតហើយដែលចិញ្ចឹមឆ្មាតែពេលនេះទើបដឹងថាវាជាជំរឿតលំផុតដល់ពេលល្ងាចគីធីនៅរំភើបពីរឿងកម្មវិធីពេលបង្រៀននាងរំប៉ាម៉ាក់ចិញ្ចឹមថែមទាំងហៅជាងគំនើមកផ្ដិតយករូបភាពហើយអេដិនក៏មិនបានតម្លៃការសម្ងាត់នាងដែរគេមុខមុំរបស់អេដិននាងតូចមានអារម្មណ៍ថាប៉ុតនៃណាស់នាងមិនអាចនៅតាមក្បចិត្តគេរហូតទេក្រៃសួរថែមរឿងរំខានចិត្តនាងទៅក៏ឆ្លើយថាពេទ្យណាទៅខ្ញុំធំទៅណោពេលទំពេញវ័យអេដិនច្បាស់ជាមិនហានតម្លៃឲ្យកំបាំងខ្ញុំទេពេលប្រាប់កុំអោយប្រញាប់ពេកព្រមទាំងបរៀនក្បាច់ពុកខ្លួនដើម្បីឲ្យឆាប់ធំគ្រាន់តែនឹកឃើញថាអាចខ្ពស់ដូចសកាខេថេរំភើបឡើងញោខ្លួនពេលនឹកក្រៃកាយជជែកចោកដល់ធំដើម្បីធ្វើឲ្យមើលជាគំរូនេះក្លឹកថៃប្រែកាយជាកូនឆ្មាខ្លួនតាមយ៉ាងគួរឲ្យខ្នាញ់តែនេះមិនមែនដើម្បីអ៊ីដិនទេគឺដើម្បីសងសឹកឲ្យម្ដាយរបស់នាងផ្សេងទាំងដឹងច្បាស់ថាត្រឹមតែរាងកាយធំគឺមិនគ្រប់ទេបើមិនចេះប្រយុទ្ធនោះដូច្នេះនៅព្រឹកបន្ទាប់នាងក៏ចាប់ផ្ដើមផែនការយ៉ាលុយចូលទៅទីលានវឹកហាត់ដែលបងលេនឹងអេលៀតកំពុងហាត់ព្រមទាំងលួចស្ដាប់សំឡេងលោរបស់ពួកគេមានអារម្មណ៍ចម្លែកនិងស្រមើស្រមៃចង់ធ្វើបានមួយតែសំឡេងម៉ៃវ៉ាន់របស់នាងគឺខុសគេស្រឡះតែបងអ្នកសម្លឹងទៅកំព្រៃដែលខេថីកំពុងលាក់ខ្លួនភ្លាមក្នុងគោលបំណងចង់ក្លាយជានក់ខ្លាំងពូកែលួចមកបងអីរបស់នាងវឹកហាត់ដោយសម្ងាត់នៅទីលានពេលដែលបែកជាតបមាត់បញ្ចេញសំឡេងឆ្មាម៉ៃវ៉ាទាក់ទាញចំណាប់អារម្មណ៍អ្នកគ្រប់គ្នានៅទីនោះទៅវិញពេលដែលដើរកាត់នោះក៏ស្រវាបីនាងហើយថាដុំសម្លេងក្បោះបែបនេះងាយស្រួលមើលឃើញណាស់ទឹកមុខមួម៉ៅរបស់នាងធ្វើឲ្យបងមិនសូវចុកពោះពេលថៃអូយកអាវធំមកដណ្ដប់ឲ្យនាងរួចសម្ដែងសិល្បតោពីកូនឆ្មាមកជាមនោះយ៉ាងលយអ្នកផ្សេងទៀតដែលមកស្វាមនគិតថៃទាំងអៀនព្រានសកាបញ្ជាគ្រប់គ្នាចូលហាត់វិញហើយសួរកូនស្រីថាមទីនេះធ្វើអីមើលទៅកូននឹងដូចជាកំពុងព្យាយាមចម្លងតាមសម្លេងលោរបស់ចောက်ណាត់ពេលសារភាពថាចង់ប្រយុទ្ធហើយជឿខ្ញុំចោះដំណើរផ្សងព្រេងរបស់នាងទៅតែចាប់ដើមទេមកតាមដានបន្ទាត់សកាដោយសារនាងនៅក្មេងពេកប៉ុន្តែគិតយ៉ានៅតែចង់រៀបចំខ្លួនចាក់ចេញពីភូមិគ្រឹះពេលនាងពេញវ័យគ្រាន់តែនិយាយចប់ភ្លាមបរិយាកាសស្គាល់ត្រជាក់ស្រាប់តែម្អងពេលថាតែនាងនិយាយអ្វីក៏ប្រាប់ថានាងនៅសល់ពេលយូរណាស់ទៅពេញវ័យហេតុអ្វីក៏គិតចង់ចាក់ចេញតាំងពីពេលនេះទៅហើយពេលគិតបន្តិចសកាក៏សួរបញ្ជាក់ម្លងទៀតថាThe Kitty ពិតជាចង់រៀនមែនឬអត់ពេលមាត់ប្រឡាក់ជីហ្វរបស់នាងឲ្យអាងថាទោះជានាងនៅក្មេងតែក៏មានអ្វីគ្រប់យ៉ាងរួមទាំងថ្មីដ៏មុតស្រួចផងដែរថ្មីតូចដោយរបស់នាងសកានិយាយឡើងចេញតៅនឹង Devon តែងតែវឹកហាត់រាល់ព្រឹកអ្នកទាំងបីក៏ស្រមៃឃើញរូបភាពដ៏គួរស្រឡាញ់របស់ Kitty ពេលកំពុងរអ៊ូទាំងពេលមកពួកគេក៏ទៅពិភាក្សាជាមួយ Elliot បេះដូង Kitty លោតញាប់ដោយក្តីរំភើបប្រាប់ឲ្យនាងក្រោកពីព្រលឹមនៅថ្ងៃស្អែកពីពេលនោះ Kitty នាងពិតជារំភើបណាស់អ្នកទាំងអស់គ្នាចាំមើលតែប៉ុនមានថ្ងៃទៀតតើនាងអាចបង្រៀនមេរៀនដល់ Jerian បានទេ Alice អូនឯថាសកាឲ្យ Kitty ចាប់ផ្ដើមរៀនក្បាច់គុនលឿនពេកព្រោះនាងមិនទាន់ត្រៀមខ្លួនរួចរាល់ទេទោះយាយបែបនេះក្តីនៅលើឥតមានគោលឧបករណ៍វឹកហាត់ជាច្រើនដែលនាងបានទិញសម្រាប់ Kitty ទៅហើយនាងដឹងថាបើ Kitty ចង់រៀននាងមិនអាចកត់ថ្ងៃនោះនៅតែធ្វើឲ្យនាងព្រួយបារម្ភពតដែលពេលនៅតែមានទំនាក់ទំនងជិតស្និទ្ធជាមួយពួកសត្វខ្លាខិនហាន់ចូលមកដល់ក្នុងផ្ទះរបស់ពួកគេយ៉ាងក្លឿននេះពួកយើងត្រូវតាមដានឲ្យច្បាស់មកដែលនាងឲ្យ Kitty ក្រោយពេលខែតពិនិត្យទៅគឺមានលក្ខណៈកុំតាមដានអំជាមួយបើសិនជានាងពាក្យវាសកម្មភាពប្រចាំថ្ងៃរបស់នាងច្បាស់ជាត្រូវលាតត្រដាងមិនខានទៅមើលទាំងអស់គ្នាប្រហែលដោយសារ Kitty ទៅតែខ្លាយជាកូនស្រីរបស់ពួកគេតើក្លែកខិនចាត់ទុកជាចំណុចខ្សោយរបស់កុលសម្ព័ន្ធចុកតែសកាថានឹងសឹកកែរឿងនេះប៉ុន្តែ Caris នៅតែព្រួយបារម្ភពតដែរត្រកូលឆ្មាខ្សោយជាងពួកគេឆ្ងាយណាស់ទោះនាងបញ្ជាចុកជាចុកដូចគ្នាក៏ដោយក៏វាមិនអាចផ្លាស់ប្ដូរកំណើតរវាងពូជសាសន៍បានទេយើងប្រាប់ថាយើងនឹងការពិតនាងច្បាស់ជាមានអារម្មណ៍ខុសដែលក៏ហាក់យើងមិនខានមានសម្លេងគោះទ្វារ Kitty លបដល់បន្នំមុខចូលមុខយ៉ាងគួរឲ្យស្រឡាញ់ដាវខាន់ជាអន្តរីព្រលឹមបងនាងក្រោកចំការដូខ្លះមានដាវឈើតូចមួយនឹងស្បែកជើងកវៃដ៏រឹងមាំសម្រាប់ Kitty ប៉ុន្តែកូនអត់មានកាដូឲ្យមកវិញទេ Paris បំរុងនឹងប្រាប់ថាមិនអីទេ Kitty ក៏រំកិលខ្លួនធ្វើផលនាងមួយខ្សិតយ៉ាងកក់ក្ដៅត្រជាក់ Caris បេះចាំងតែម្លងអ្នកណាកាត់ដឹងដែរថាមនុស្សចកបញ្ចេញត្រជាក់នឹងកន្ទុយលុះត្រាតែមានអារម្មណ៍រំភើបខ្លាំងប៉ុណ្ណោះពេលលើកចុងក្រោយតែត្រជាក់ Caris លេចចេញមកគឺយូរណាស់មកហើយយល់តល់តែសះថាមានអីគូឲ្យរំភើបបំកិតទីទៅទីលានវឹកហាត់តែតាមផ្លូវពួកគេជួបតៅនឹង Devon ហើយ Kitty ក៏បង្អួតដាវឈើដែលទៅតែបានថ្មីប្រាប់ពួកគេបងប្អូនទាំងពីរឃើញទឹកមុខសាកក៏ទាយថាគាត់កំពុងច្រណែនស្រាប់តែគាត់ប្រែកក្រឡាជាចុកខ្មៅដ៏ធំជូនកូនទៅរៀនថ្ងៃដំបូង
បងប្អូនទាំងពីរបានត្រឹមតែចូលកង់និយាយឡើងចេញពេលដំបងរបស់ពួកគេអត់មានបានទទួលការថ្នាក់ថ្នមចឹងទេមិនយូរប៉ុន្មានអ្នកទាំង3ក៏ជិះលើខ្នងសកាទៅដល់ទីលានវឹកហាត់លោកមិនដឹងត្រូវនិយាយអ្វីដែរថ្នាក់ថ្នមដល់កម្រិតនេះទៅនេះពិតជាកូនចិញ្ចឹមបណ្ដោះអាសន្នម៉ែនិយាយអកូនសការួចថើបចំមុះអកូនមួយសិតភ្លាមនោះសកាត់ក៏ប្រែខ្លាយទៅជារូបរាងដំបិញឃើញត្រចៀកគាត់បាសឡើងគ្រប់គ្នាក៏ស្រឡាំងកាមដងពេលមក Kitty ចាប់ផ្ដើមមេរៀនដំបងរបស់នាងឃើញកាយវិចូលរបស់នាង Elliot ពិតជាមានការងឿងឆ្ងល់បន្តិចហើយពន្យល់ថាវាជាទម្លាប់ពីការងារតាំងពីក្មេងបើនឹងធានធំមិនត្រង់ទេបិណ្ឌកាត់បិលនឹងក្បាលនាងចោលតែម្លងទឹកមុខភ្ញាក់ផ្អើលរបស់ Elliot ទៅគិតយ៉ានាងអន់ក្បាលចោះដោយក្តីក្រៀមក្រំនិងមានអារម្មណ៍ខ្មាស់ស្អៀនចំពោះចំហើរបស់ខ្លួន Elliot ក៏លងលំនាងថាចំហើរបស់នាងគឺល្អឥតខ្ចោះកឹមទៅហើយនាងអាចរៀនសូត្រក្នុងបរិយាកាសដែលកក់ក្ដៅជាងនេះពេលបីកំណត់ទិសដៅនៃការវឹកហាត់របស់នាង Elliot បានរៀបចំការធ្វើតេមួយចំនួនពេលបាល់តូចឲ្យ Kitty ព្យាយាមចាប់វ៉ាអ្វីដែលនឹកស្មានមិនដល់នោះគឺ Kitty រហ័សរហួនខ្លាំងណាស់ហើយចាប់មិនខុសមួយគ្រាប់ឡើយពេល STP គឺវ៉ាស្ទង់សមិទ្ធភាពលោរបស់នាងទៅតែប្រាប់នាងកុំឲ្យបង្ខំខ្លួននឹងស្រាប់តែ Kitty លោតដល់ចំណុចខ្ពស់បំផុតដោយមិនចាំបាច់រត់យកសន្ទុះសោះសមត្ថភាពលោតមិនអាចប្រៀបនឹងសត្វឆ្មាបានក៏ដោយតែគាត់នៅតែសរសើរនាងពួកយើងបានឃើញហើយថាទោះយើងអាស្ចារ្យប៉ុណ្ណាពេលលោកមើលទាំងអស់គ្នាកូនចចកតូចរហ័សហ៊ុនបែបនេះគឺជារឿងធំតាទេKitty ទទួលបានបន្ទុកពតគ្រប់មុខ Elliot ប្រាប់នាងឲ្យញ៉ាំសាច់ឲ្យបានច្រើននៅថ្ងៃមុខនាងត្រូវប្រើអាវុធនាងអាចសាកបងប្រធ្នូនឹងព្រួញបាន Kitty មានអារម្មណ៍ខកចិត្តបន្តិចបន្តួចនាងពិតជាចង់រៀនដាវដើម្បីវាយចារនោះតែងប្រើព្រួញគម្រាឃើញត្រចៀក Kitty ធ្លាក់ចុះដូចស្លឹកឈើជ្រកបែបនេះ Elliot ក៏លួងលោមនាងកុំឲ្យនាងគិតច្រើនពេកព្រោះនិមិត្តសញ្ញារបស់ត្រកូល G-Wolf គឺធ្នូនឹងព្រួញនឹងពេលអ្នកស្រី Caris ប្រជុំមានឈ្មោះថាទីលានសាកល្បងកណ្ដាលហើយនៅទីនោះមានធ្នូមួយដែលធ្លាប់ប្រើដោយទេពធីតាផ្ទាល់តែម្ដងអាវុធណែពោពេញដោយថាពលរឿងប្រេងនៅទៀននេះមិនអន់ជាងដាវនោះទេElliot និយាយដើម្បីតែលួងចិត្តនាងក៏ដោយតែ Kitty ពិតជាមានកម្លាំងចិត្តឡើងវិញហើយនាងសម្រេចចិត្តខំប្រឹងវឹកហាត់បានធ្នូឲ្យខ្លាំងជាងមុនKitty បានខំប្រឹងហាត់ក្បាច់ជគុណអស់រយៈពេលសប្តាហ៍ពេញតែម្ដងនៅពេលថ្ងៃនាងវឹកហាត់យ៉ាងសកម្មជាមួយ Elliot ទីលានវឹកហាត់ញ៉ាំអាហារថ្ងៃត្រង់ដើម្បីបំពេញកម្លាំងឡើងវិញរួចពេលរសៀលនាងត្រូវទំទប់បងប្រុសដើម្បីហាត់សរសេរអបន្ទាតពេលកំប្រឹងខ្លាំងម្លេះព្រោះនាងមិនចង់ធ្លាក់ការរំការគ្រប់គ្រងរបស់ Eden ទេហើយថ្ងៃនេះគឺជាថ្ងៃដែល Eden ត្រូវមកបង្រៀននៅភូមិគ្រឹះនេះតតែម្ដងពេលជប់លៀងជាមួយបងរួចរាល់ Kitty ក៏រៀបចំខ្លួនដើរតម្រង់ទៅកាន់ទីលានវឹកហាត់តែម្ដងពេលឲ្យច្បាស់ស្នាស្រាប់តែក្លេលិចមុខចំពោះមុខនាងពេលអង្គុងមួយចំហៀងចុះខ្សែស្បែកជើងអ្នកនាងរបូតហើយទុកឲ្យខ្ញុំចង់ឲ្យណា Kitty ភ្ញាក់ព្រឺតហើយក៏ទៅក្រោយមួយចំហិនភ្លាមពេលមុនជប់គ្នាម្ដងគេមិនដែលរាក់ទាក់បែបនេះសោះក្លេកាលនោះគេគ្រាន់តែនិលេងសើចជាមួយនាងប៉ុណ្ណោះពេលពីត្រូវចង្គមចុករបស់អ្នកនាងខំរួចគេក៏ភ្ញាក់ខ្លួនព្រឺតអ្នកនាងពិតជាចុកដ៏អងអាចមែនខ្ញុំឧបបែបនេះ Kitty មានអារម្មណ៍ថាអណ្ដែតអណ្ដូងបន្តិចដែរElliot ក៏ចូលមកកាត់ចង់វត្តដោយព្រមមានគេកុំឲ្យមកបោកកន្ទុយញ៉ៃអ្នកនាងទៅទៀតឲ្យសោះអង្គុំមុខធ្លើពុតជាក្មេង10ឆ្នាំស្លូតត្រង់អីអណ្ដឹងកំរោងការរឹងច្បាស់ណាស់ Kitty ហើយចូលឡើងយល់តែម្ដងចុះសិតចុកមិនចូលចិត្តការបោកកន្ទុយទេភាពត្រង់របស់នាងធ្វើElliotចង់តែក្អួតឈាមទេអាចពិសោធន៍រឿងស្នេហ៍ប្រាប់អ្នកនាងតូចបានទេលុះដល់ពេលរសៀលរទេះរបស់ Eden បានធ្វើដំណើរមកដល់ភូមិគ្រឹះបងបានចេញទៅទួលគាត់នៅមាត់ទ្វារខុសពីភាពអត់ធ្មត់របស់បងនេះគ្រាន់តែ Eden ទៅជប់ទេភ្លាមគីក៏ស្ទោះទៅរកគាត់ដោយក្តីរំភើបយ៉ាងខ្លាំងអស់គ្នាមើលចុះធ្វើដំណើររយន្តអញ្ចឹងច្បាស់ជាផុតហើយមែនទេយាយដែលរវល់តែនិយាយជាមួយអ្នកបម្រើធ្វើមិនដឹងនោះជាមួយ Kitty ដែលកំពុងតាមយកចិត្តសោះនាងខឹងណាស់បើមិនខ្លាចបែកការទេនាងមិនធ្វើអញ្ចឹងឡើយអេកតាំងក៏ងាកមកមើលនាងប្រុសមិនចង់ចូលរៀនមែនទេរួចក្បាលរួចខ្សឹបក្បែរត្រចៀកគេថាតាមពិតនាងចូលចិត្តរៀនជាមួយគេណាហើយក៏ចាប់ចិត្តលើគេតាំងពីជួបគ្នាដំបូងម្ល៉េះយាយចប់ Eden បាយមុខចេញភ្លាម Kitty ឡើងត្រចៀកជាអមណាស់ហើយបន្ទាប់មកនាងក៏ទៅថ្នាក់រៀនរកនៅគ្រប់វិធីដើម្បីផ្គប់ចិត្ត Eden មិញពេលពេញវ័យនាងនឹងត្រូវចាក់ចេញពីភូមិគ្រឹះចចកទៅរស់នៅម្នាក់ហើយពេលនោះនាងត្រូវរៀនពីឲ្យបានច្រើនដើម្បីទៅសងសឹកជារេនានសួរថាមុខអញ្ចឹងមិនចង់រៀនទេអីប្រញាប់ក្រវិះក្បាលភ្លាម Eden បានរៀបចំសៀវភៅសម្រាប់ក្មេងជំរួចជាស្រេចពេលបឹកមើលនាងឃើញសុទ្ធតែអាសរញឹកស្អែកគ្រូប្រាប់យើងមិនរំពឹងឲ្យយើងយល់សៀវភៅនេះត្រូវដឹងពីមូលដ្ឋានក្រសិន Kitty ឡើងចង់កងបេះដូងតែពេលនៅបានហងសឹកទៅ Eden ដែលនាងពិបាកក៏លើកឧទាហរណ៍ពីត្រីសាម៉ុងដែលនាងចូលចិត្តត្រីសាម៉ុងមួយដុំហើយយើងឲ្យមួយដុំទៀតនឹងទៅជាយ៉ាងណាទោះអញ្ចឹងនឹងញឹមបិទមាត់មិនចិត្តទេច្បាស់ជាសឹកស្បែកណាស់ Eden សម្លឹងមើលទៅក្រៅបង្អួចទាំងអស់សង្ឃឹមចោះមាន2ដុំហើយយើងមួយដុំវិញទៅមានរឿងអ្វីកើតឡើងសួរវិញថាគាណេសំណាងហើយដែលខ្ញុំមានទី2ដុំដោយសារខ្ញុំក៏ធ្លាប់ខ្លានពេលមកទីនេះដំបងខ្ញុំរីករាយនឹងចែកអង្ហូប Eden ចង្អុលទៅជាចាំងប្រាប់ឲ្យរាប់អក្សរនៅលើនោះសិន
ពេលរាប់សុកមុខរបស់អ៊ីដែនឡើងក្រហមងាងងាកទៅមើលក្រៅបង្អួចបាតប្រសំណាក់នេះកំពុងតែលួចមានអារម្មណ៍ក្រវីក្រវាត់ក្នុងចិត្តហើយបន្ទាប់មកគេក៏ដាក់កិច្ចការផ្ទះឲ្យនាងមួយគំនោនាងធ្វើចរិតដូចឆ្មែកគេក៏បង្រៀនឲ្យចេះរស់នៅដូចសត្វចឹកវិញប៉ុន្តែគិតថានាងធ្វើខ្លួនសុំសួនណាស់ទៅហើយនឹងកន្ទុយរបស់នាងដូចចុចពេះបុតអុបបែបនេះអ៊ីដែននិយាយលែងចេញដំបងពេលអឹងថាចូលចិត្តយើងមែនទេតែចុកមិនចេះបង្ហាញក្តីស្រឡាញ់ផ្ដេសផ្ដាស់ឡើយថេតបំរុងនឹងពន់យល់តែគេខាត់ជាប់ចុះពាក្យថាខ្ញុំចង់ខមឹងវិញយ៉ាងម៉េចដែរគេប្រើពេលឃើញខ្ញុំខាងទៀតគួរខេតថេញខ្ញុំនឹកថាបើចង់ខំអាចខាងពេលនឹកបានដែរអ៊ីនតើជាមុំម៉ៃទៅចេញបន្ទប់ប៉ាត់ទៅញៀនធ្លាប់ជប់រឿងនេះមែនទេនាងគ្រាន់តែចង់រាប់អានតែបែរជាត្រូវគេស្អប់ទៅវិញគួរឲ្យអាណិតណាស់បងប្រុសទាំងពីរក៏រត់មកតាក់ទងគ្នានៅមុខបន្ទប់រៀនតុនចង្កងមុខក្រហមបែបនេះពួកគេដឹងថាមានរឿងមិនស្រួលក៏ស្ទុះចូលទៅសួរខេថៃភ្លាមអានឹងវាធ្វើអឹងមែនមិនបានលួចធ្វើបង្ទេដឹងពេលនាងប្រាប់ថាទេទៅពួកគេធូរត្រង់បន្តិចរួចចំពុតជំវិញប្អូនស្រីពួកគេប្រមាននាងក៏មិនអ៊ីដែនគិតថាមានសកម្មឲ្យសោះប្រចុកជាសត្វដែលរឹងរូសខ្លាំងណាស់ត្រូវតែប្រយ័ត្នយ៉ាងណាពួកគេនៅតែមិនទុកចិត្តក៏សម្រេចតាមមើលការរៀនសូត្ររបស់នាងរហូតមកអ៊ីដែនបានដសេតដោយយកលេខត្រាំខានការរៀនម្យ៉ាងពួកគេក៏រវល់វឹកហាត់ខ្លាំងគ្មានពេលទំនេរដែរមួយខែបានកន្លងផុតទៅយ៉ាងលឿនតាំងពីនាងចាប់ផ្ដើមរៀនជាមួយអ៊ីដែននាងធ្វើកិច្ចការផ្ទះរួចរាល់ទាំងហត់នឿយកំពុងតែពិនិត្យក៏ប្រាប់ថាដែលហត់នឹងមកពីសរសេរបណ្ដើគ្រូវិកន្ទុយបណ្ដើនឹងណានាងសោកបាយចិត្តណាស់ដែលត្រូវគេសរសើរនាងកែតម្លប់និយាយបែបកូនក្មេងបានខ្លះហើយតែនៅពិបាកបញ្ចេញសំឡេងដោយសារធ្មីនាងនៅតូចចាំធំលើងនាងច្បាស់ជានិយាយបានច្បាស់មិនអ៊ីដែនសួរថានឹងចង់ធ្វើអ្វីបន្ទៀតច្បាស់ជាជែកចេញពីភូគ្រឹះនេះហើយនាងត្រូវទៅរកក្តុកសម្លំដាយនិងសងសឹកឲ្យបានអ៊ីដែនចង់ធ្វើអីនៅថ្ងៃអនាគតគិតមួយផ្លែទឹកមកគេក៏ព្យាជាមុំអ្នកខ្លាយជាអ្នកខ្លាំងប៉ដឹងថាអ្នកស្រីវីបឺស្លាប់ប្រការពារគេនឹងយល់ថាកូនដពកគេដូចគ្នាលំគេថាមនុស្សឆ្លាតដូចជារងច្បាស់ជាអាចខ្លាយជាអ្នកខ្លាំងបានមិនខានបងប្រុសទាំងពីរដែលគួរតែរៀនសោះបាយជាស្ទុះចូលមកក្នុងបន្ទប់យ៉ាងប្រញាប់កូនឆ្មាតូចរបស់យើងស្រវឹងថ្នាំឆ្មារហូតប្រៃរៀងដើមវិញបាត់ទៅហើយមិនយប់មិនមានការរៀនរបស់នាងត្រូវរំខានដោយបងប្រុសទាំងពីរប្រកាសថានឹងនំនាងទៅដើរលេងស្រូបខ្យល់អាកាសដោយមិនពន់យល់មួយម៉ាត់ក៏ស្ប៉ាយខេតថៃនៅលើភូជីក្រុងសូម្បីក៏មិនភ្លេចបនកាបរៀនរបស់គេដែរទៅតឹងពីសម្បត្តិទៅរបស់ពុកកូនខ្លាខិនអត់មានល្បិចចម្នាក់បានឡើងគ្រប់គ្រងត្រកូលលីអូពីតហើយជឿខ្ញុំចោះរឿងបន្ទាប់ពីនេះក្រើកមិនខានមកតានជាមួយខ្ញុំទាំងអស់គ្នាពេលដែលគាត់ដោះស្រាយបញ្ហាផ្ទៃក្នុងគ្រួសាររួចរាល់គាត់ប្រកាសជាចាប់ផ្ដើមធ្វើសកម្មភាពហើយឆ្ងល់ខ្លាំងណាស់ហេតុអីបានជាពួកមនុស្សខ្លាខិនមិនព្រមរស់នៅដោយសន្តិភាពជាមួយអ្នកដទៃសោះមនុស្សខ្លាខិនមានបំហិចតាត្រួតត្រាខ្ពស់ហើយដោយសារថាមកពលប្រេះចិនទៅពូនខៀវពួកវាចង់គ្រប់គ្រងលើមនុស្សសត្វទាំងអស់បែបនេះបេះដូងខីថៃក៏ធ្លាក់ចុះក្រោយមានរឿងហេតុរន្ធថតកាលពី12ឆ្នាំមុនមកពួកមនុស្សខ្លះមិនបានផ្ដាច់ទំនាក់ទំនងពីពិភពខាងក្រៅទាំងស្រុងចំណែកមនុស្សកញ្ច្រងវិញស្ទើរតែដាច់ពូជទៅហើយដោយសល់តែមួយចំនួនតូចៗទៅច្រកកោនជាមួយពួកមនុស្សចចកជាពេលនោះមកដល់មែនលោកម្ចាស់សកានិងលោកស្រីខារីសច្បាស់ជាប្រយុទ្ធធ្លាប់រស់ជាមួយពួកខ្លាខិនមិនខានពេលបោះក៏ធ្លាប់ត្រូវខ្លាំងកាត់ដាច់កាលពី4ឆ្នាំមុនតែហើយភាពឈួតលីលារបស់ពួកវាពេលនោះគឺខុសប្លែកពីកាល12ឆ្នាំមុនស្រឡះតែម្ដងរហ័សរបស់ពួកវាហាក់ដូចជាធ្វើឡើងដើម្បីសម្រេចគោលបំណងអ្វីមួយប៉ាធ្លាប់ប្រាប់ថាពួកវាមិនបសពួកបង្កប់ខ្លួនក្នុងគោលសម្ព័ន្ធផ្សេងទៀតយល់ប៉ុន្មានពួកគេក៏បានមកដល់ស្តុបអនុស្សាវរីយ៍ការវាយប្រហាររបស់ខ្លាខិនមិនបានទេថ្ងៃមុខប្រហែលជាត្រូវសាងសង់ស្លូបមួយទៀតហើយគ្រាន់តែគិតថាគ្រួសារក្រូអែលអាចនឹងមានគ្រោះថ្នាក់ KT ក៏ពុះកញ្ជ្រោលដោយគុំនុំភ្លាមពេលវុនប្រញាប់រត់មកលួងលោមនាងដោយប្រាប់ថាប៉ាម៉ាកបានរៀបចំវិធានការពិសេសរួចពួកខ្លាគ្មានផ្លូវទម្លាស់មកក្នុងភូមិក្រឹកបានជាដាច់ខាតជាអូខេបានតាមទឹមស្មៅឆ្មាពេញកូនភ្នំជុំវិញនោះតែបងពេលយាយសុកដេវុនក៏ភ័យព្រើតកេតថៃដែលកំពុងអង្គុយលើខ្នងថៃអូមុននេះស្រាប់តែបាត់ខ្លួនឈឹងលោកចង់វេទនាទីបំផុតអ្នកទាំង3ក៏រកឃើញខៃថៃនាងបានប្រែក្លាយទៅជាកូនឆ្មាដូចហើយកំពុងរមៀលលេងលើស្មៅយ៉ាងត្រេកត្រអាលទៅហើយប្រញាប់ប្រវេនាងឡើងភ្លាមពេលនេះខៃថៃកំពុងស្រវឹងឆ្មាជោគជាមតែបងពេលនេះសង្កេតមើលអុយល្អណាស់សម្រាប់ពេលបងប្អូនពីអ្នកព្យាយាមដាស់ខីធីបើមានគេឃើញនាងក្នុងសភាពនេះពួកគេច្បាស់ជាមានរឿងធំហើយតែបំរុងនឹងរត់គេចខ្លួនទៅហើយតែត្រូវតែវុនចាប់ទៀងជាប់នៅសល់ពេលយូរទៀតតម្រាំដល់ម៉ោងចេញលេងគ្រាន់ដាច់ចិត្តបោះបង់សក្លូតដោយគ្មានជំរឿអ៊ីដែនក៏សម្រេចចិត្តសាកល្បងវិធីដែលប៉ាគេធ្លាប់ប្រាប់ចិត្តទៅស្រវឹងដែលបីគិតទីតម្រង់ទៅមាត់បឹងតែបងដូចជាដឹងមុនថាគ្រោះថ្នាក់ថៃស្រាប់តែខាមរុចផ្អែកក្បាលឡើងត្រង់គេហើយរអូទាំងដេកលោកថាជួយធ្វើល្អដាក់ខ្ញុំបន្តិចទៅភ្លាមនោះតែវុនក៏ប្រញាប់ទាញខេថៃមកវិញយ៉ាងលឿនតែអូនទាំងពីរសន្និដ្ឋានមិនឲ្យខេថៃប៉ះគ្រឿងស្រវឹងមិនដងទៀតលើយសម្លេងរបស់ ខារីសធ្វើឲ្យពួកគេភ័យកាំងប៉េះដងតែបងឯណាអាចប្រាប់បានទេថានេះមានរឿងអីប្រាក់
ឃើញគិតថៃទុនក្បែបនេះខេរិសប្រញាប់ស្ទុះទៅទទួលនាងពីកូនប្រុសសភ្លាមពេលខេរិសខៃថៃក៏ភ្ញាក់ព្រើតនាងនិយាយទាំងស្រវឹងថានាងមិនអីទេបើមិនជឿនាងអាចរំរបាមកូនឆ្មាមើលក៏បានយាយចប់ក៏ចាប់ដាំរំក្រវីក្រវេតដោយអ្នកស្រវឹងធ្វើឲ្យគ្រប់គ្នាកាំងឈោមើលនាងគ្រប់គ្នានាងកនទួលប្រុសទៅលើដីបាត់ក្រោយពីគ្របពេកនិចរួចឃើញថាគ្មានបញ្ហាធ្ងន់ធ្ងរអ្វីទេតែលោកប៉ុណ្ណោះប៉ុន្តែសម្បិចសឹបខ្សៀវរបស់គ្រូពេទ្យបន្ទាប់ពីនោះធ្វើឲ្យខារីសភ័យចង់លោតបេះដូងចេញមកក្រោមបងទៀតសម្លុកក្មេងប្រុសទាំង3នាក់ហើយបញ្ជាពួកគេរសែលសម្បត្តិសំទោសហើយមុនល្ងាចថ្ងៃស្អែកពេលនោះសកាក៏បាននឹងរឿងនេះដែរហាំដីភាពរបស់ខេធីថៃធ្វើឲ្យគាត់ជ្រួញចិញ្ចើមស្មៅឆ្មាដែលដើម្បីការពារខ្លាចត្រូវបានគេកែច្នៃស្រុបយកបន្តិចក៏អាចធ្វើឲ្យស្រវឹងរហូតដល់ទៅ4ថ្ងៃប៉ុន្តែខេធីបែរជាអាចជាសេះស្បើយសឹងទាំងស្រុងត្រឹមតែកន្លឹះថ្ងៃប៉ុណ្ណោះមកគាត់ក៏ហៅខ្លីដែលកំពុងងុយដេកមកកាន់ការិយាល័យដោយសួរថ្ងៃថ្មីនាងចាប់អារម្មណ៍កូនស្រីយើងខ្លាំងណាស់ទៅមែនទេរឿងធុញថប់ដែលត្រូវគេហៅមកតាំងកណ្ដាលអាធ្រាត្រប្រុសរឿងនេះតែគេនៅតែសើថាកូនស្រីលំចាសះពិតជាគួរឲ្យស្រឡាញ់មែនពេលនោះគ្នាគិតដូចខ្ញុំអត់សកាលច្បាស់ជាមិនជឿសម្ដីនេះទេគាត់សង្ស័យថាក្លីដឹងរឿងសម្ងាត់អ្វីមួយហើយហ្សាកាក៏ជុលសាច់រឿងតែម្ដងដោយប្រាប់ឲ្យក្លីជួយពិនិត្យមើលកំណត់ត្រាដែលបុព្វបុរសគេបន្សល់ទុកនេះគឺជាសមុទ្រភាពពូជរបស់ត្រកូលកញ្ច្រង់ដែលបានឆ្លងកាត់ពិធីស្នងមរតកអាចមើលឃើញកំណត់ត្រាដែលបុព្វបុរសរបស់ពួកគេបានចាស់ទុកក្នុងពិភពវិញ្ញាណដោយប្រើវេទមន្តក្លីក៏ទាយដឹងថាអត្តសញ្ញាណពិតរបស់កិថីគឺមានពាក្យពន្ធជាមួយទេពធីតាតាមរឿងព្រេងថាពលដែលទេពធីតាប្រទានឲ្យអ៊ីការ៉ូសអាចបានទៅឲ្យតែកូនច្បងប៉ុណ្ណោះខេធីច្បាស់ណាស់ថាតកតងនឹងថាពលពិសេសមួយនេះសកាក៏បើកប្រអប់ដែលមានផ្ទុកត្បូងប្រេះចំនួនពួរnamសម្ភាររបស់ខិតធីនាងអាចមើលឃើញពន្លឺដ៏កក់ក្ដៅបញ្ចេញពីត្បូងមួយក្រោមនេះមនុស្សមិនចិត្តនៃតាមខិតចិត្តខេទីធីសកាក៏សម្រេចចិត្តប្រកល់បេក្ខកម្មមួយនេះទៅឲ្យក្លីចាត់ការខេធីភ្ញាក់ឡើងលើកន្ទេលរបស់នាងរឿងដំបូងដែលនាងឃើញគឺផ្ទៃមុខរបស់ការ៉ឹសដែលកំពុងតែខំទប់សំណើចយ៉ាងខ្លាំងតូចនឹកឃើញរឿងឈួតជីដែលខ្លួននឹងបានធ្វើកាលពំសិលមិញធ្វើឲ្យនាងអភ័យស្លេកមុខអស់លើករបស់គ្រូពេទ្យបញ្ជាក់ថាខេធីជាសេះស្បើយ 100% ដែលជារឿងមិនគួរឲ្យជឿសម្រាប់កូនចចកតូចមួយខេធីធ្លាក់ទឹកចិត្តយ៉ាងខ្លាំងនាងស្រវឹងស្មៅឆ្មាច្រើនណាចុះបើពួកគេគិតថានាងជាកូនឆ្មាទៅហើយនៅគេគិតចំដែនទៀតនាងសង្សឹកដោយចង់ទាំងបដាដើម្បីបំបាក់មុខនាងឬអត់ពេលរត់ទៅតែចាប់ផ្ដើមទេអ្នកទាំងអស់គ្នាកុំភ្លេចតាមតានបណ្ណានាងសម្លឹងមើលខារីទាំងបារម្ភតែខារីលងនាងថាកូនចចវឹងស្មៅឆ្មាជារឿងធម្មតាកុំតន់អន់ចិត្តអីគ្រាន់តែនេះគិតធីក៏មានកម្លាំងចិត្តឡើងវិញភ្លាមទាំងអស់គ្នាមកតាមដានរឿងជាមួយខ្ញុំគ្រាន់តែនាងម្រងចេញទៅទីលានវឹកហាត់ភ្លាមខេតក៏បានខាត់នាងនេះទឹកដាស់ក៏ក្តៅជាមួយទឹកមុំនាងទទួលយកហើយក៏អរគុណគាត់មួយរយៈនេះខេតឧស្សាហ៍យកទៅឲ្យនាងរហូតធ្វើឲ្យនាងចាប់ដើមរំភើបចិត្តបន្តិចហើយតែបន្ទាប់របស់គាត់ធ្វើឲ្យនាងព្រោះទឹកដោះក៏ចេញមកក្រៅភ្លាមលោកសកាបញ្ជាខ្ញុំមកការពារអ្នកនាងដែលដាក់ចុះការពីយប់មិញដើម្បីការពារសុវត្ថិភាពនាងបន្ថែមពីនេះគាត់ថែមទាំងហាមណៃខេតមានចិត្តស្រឡាញ់លើនាងឲ្យប៉ាក់ដែរឬត្រចៀករបស់នាងដាច់ខាតយាយលើសពី3ម៉ាត់ហើយយកល្អកុំសំបីតែសម្លឹងមើលនាងពេលបញ្ជាចប់សកាទៅសើពីអាចកំបាំងមេកុលសម្ព័ន្ធឆ្មាឈ្មោះជារៀនផងដែរគិតថាដឹងខ្លួនហើយថានាងមិនអាចលឹកក្អាតកំបាំងនេះបានយូរទៀតទេខុកចំពោះគ្រួសារថ្មីខ្លាំងពេកក្មេងស្រីក៏បានចាក់ចេញពីវិមានតំណែងពេលមើលថ្ងៃមុនពេលនាងកំពុងហាត់បាញ់ធ្នូស្រាប់ប្រាប់ថាកូនប្រុសច្បងរកូល VB បានមកដល់ហើយជាលើរឿងនាងខាងគេពេលកំពុងស្រវឹងដើមខេតខានទេពេលកិច្ចមុខពី Eden ប៉ុន្មានថ្ងៃមកហើយតែពេលនេះគឺជាលែងរួចទៀតហើយចាំមើលទាំងអស់គ្នានាងដើរទៅរកគេទាំងភ័យមិនដឹងថាគេខឹងកម្រិតណាទៅតាមមករកដល់ទីលានវឹកហាត់បែបនេះគឺដល់ផ្នែកចិត្តជើងហើយសុំទោសគេថែមទាំងចាំរយចោតម្រាំតែបាត់ខឹងប៉ុន្តែការជីចាប់ដែលនាងគិតគឺមិនមានតលតែសោះពេលអង្អែលក្បាលនាងថ្នមសិនចោះនិយាយអញ្ចឹងហេតុអីក៏ខ្លាចខ្ញុំមកលេះពេលទឹកដោយគ្រូដែលចូលចិត្តវាយសិស្សណាស់មែនទេផ្នែករបស់គិតយ៉ាភ្លឺឡើងភ្លាមសិស្សប៉ុន្តែពាក្យបងប្រុសនាងក៏បន្លឺឡើងក្នុងខួរក្បាលក៏មិនដោយឲ្យគេគិតថាមានទំនាក់ទំនងពិសេសជាមួយយើងឲ្យសិស្សនេះហើយជាអ្វីតែគេហៅថាគេញឹមរត់តតថាមិនមែនទេគឺមិនបានបាត់ទឹកចិត្តទេផ្ទុយទៅវិញនាងបែរជាញឹមគ្រូនិយាយអីខ្ញុំជឿទាំងអស់គេអង្អែលក្បាលនឹងយ៉ាងថ្នមមកនាងចាប់ពីពេលនេះទៅនាងមានខ្ញុំគឺគ្រប់គ្រាន់ហើយថ្ងៃណាមួយខ្ញុំនឹងរៀននាងពីភាពរឹងរូសពិតប្រាកដរបស់ចេចុកមកគេក៏ងាកទៅក្លេលោកជាអ្នកណាក្លេណែនាំខ្លួនថាជាអនលោកសាក៏បញ្ជូនមកការពារអ្នកនាងចំហានទៅច្រាំងមុខនាងនិយាយក្លែកក្លេគឺពេលរួចផុតពីគ្រោះថ្នាក់ក្នុងភូមិក្រើប្រហែលមិនត្រូវការអង្គរកស្ទេតែនេះជាទីលានវឹកហាត់សូមអនុវត្តតាមការណែនាំរបស់ខ្ញុំផងរាងពីរសម្លឹងមុខគ្នាគ្មាននរណាយល់ព្រមចុះចាញ់ទេទីបំផុតនាងជាអ្នកបំបែកភាពតានតឹងដោយប្រាប់ថាបែកញើសអស់ហើយសូមទៅងូតទឹកសិនតែអោនមើលលេខការហើយ5នាងក៏មុំយឺតឲ្យសោះអស់គ្នាសឹកគេមើលគេមិនបានដឹងរឿងរោមឆ្មាប់នៅជប់លើខ្លួនសះប៉ុន្តែពេលនាងឃើញភ្លាមគឺភ័យស្ទើរកាំងប៉េះដងរត់ទៅបន្ទប់វិញ
បន្ទប់ភ្លាមនាងប្រាប់ក្រេទាំងភ័យថានាងកំពុងជ្រោះរំហើយក្រេលួងលំនាងរួចជួយចងសក់ឲ្យពេលមកនាងយកក្រាស្មុកសាត់រោមឲ្យនាងមិនយូរប៉ុន្មានរោមក៏ជ្រោះក្បិញកំរាលឥតតែម្លងពេលពន់យល់ថាសត្វទាំងក្នុងភូមិក្រឹសតែងតែជ្រោះរំរដូវកាលនេះដូច្នេះគ្មានអ្នកណាខ្វល់ទេពេលអូតមើលទៅនឹងគួរឲ្យស្រឡាញ់ខ្លាំងណាស់តែក្រេគិតថានឹងនឹកខ្វះក្រុមអមួយទៀតពេលមកថ្នាក់រៀនរបស់ Eden វិញតៅនិង Devon កំពុងអង្គុយចាំមើលពីការវិវត្តរបស់នាងពេលរៀនចប់មុនបាត់ទៅហើយពេលនាងមកដល់បងប្រុសបើកភ្នែកចំណែក Eden វិញក៏ភ្លឺភ្នែកដូចគ្នាទៅដូចទេពធីតាតូចអញ្ចឹងប៉ុន្តែមួយរំពេចនៅរោមពុកកោហាពេញអាកាស Devon ទប់កណ្ដាស់មិនបានតល់តែសោះទោះបីថាមិនដេកទេប៉ុន្តែនាងកាន់តែជ្រោះរោមនាងកាន់តែមានអារម្មណ៍ខុសពេលទោះបីជាសុំច្បាប់គេឈប់មួយថ្ងៃដើម្បីចេញទៅដើរលេងខាងក្រៅដែរពេលនឹងបួលទៅទាំងអស់គ្នាប៉ុន្តែនាងនិយាយរដាក់រដប់ដសេថ្នើយទៅនាងយកក្រណាត់មកជូតក្បាលរួចរត់ចេញទៅក្រៅដោយបន្សល់ទុកស្នាមរោមឆ្មាគ្របកន្លែងនិយាយសុំទូទៅតិចរួចក៏រត់ទៅបាត់នាងហត់ស្ទើរដាច់ខ្យល់តែមិនប្រជប់រត់ទេដឹកព្រំនេះទេតែពេលនេះនាងទៅតែដឹងថាគ្មានសត្វណាដូចនាងនោះទេពេលលើកកំពូលភ្នំសម្លឹងមើលទៅភូមិក្រឹសនាងមិនអាចទប់ទឹកភ្នែកមកឲ្យហូរបានឡើយពេលនៅចឹកពិតជាមានភាពស្ងប់ស្ងាត់ដូចអ្វីដែលនាងធ្លាប់គិតមែនតែរប្រាប់បោហើយនាងអាចទទួលរំពីក្តីស្រឡាញ់របស់ពួកគេតែនាងទទួលបានវាដោយសារតែការកុហកតែគិតដល់រឿងកុហកកំនុះល្អេរោគទាំងនេះវាពិតជាពិបាកទទួលយកណាស់នាងយកដៃខ្ទប់មុខហើយយំយ៉ាងសោកសង្រេងពេលយប់ធ្លាក់មកដល់អ្នកបម្រើក្នុងផ្ទះនៅតែសម្អាតរោមឆ្មាដែលជ្រោះមិនទាន់អស់ជាលើកទី1ហើយដែលបងពួកគេបានឃើញជ្រំជ្រោះច្រានបែបនេះពួកគេស្ទើរតែមិនជឿសោះនឹងខ្លួនថានាងខុសគេទៅនឹងយ៉ាងបែបនេះពួកគេសួរអ្នកបម្រើថានាងទៅណានោះគឺជាទួលផ្កា Dandelion ដ៏ល្បីល្បាញហើយនឹងខ្ញុំគិតយ៉ាងណាចំពោះរឿងនេះពេលដែលតៅឆ្ងល់ថ្មុកទីនេះធ្វើអ្វីគេក៏បានឃើញនៅកំពូលភ្នំតែម្លងយើងទៅមើលរឿងដែលនឹងធ្វើឲ្យអ្នករំជួលចិត្តទាំងអស់គ្នាខ្យល់ត្រជាក់បានកាត់នាងដោយនាំយកនៅរោមនឹងក្របផ្កាដន់តលៀនហោទៅលើកាសនៅពេលនោះរូបភាពរបស់ Kiddy ដែលកំពុងយំម្នាក់ឯងបានដុកជាប់ក្នុងចិត្តរបស់ Aiden ឯនាងកំពុងនឹកកំដៅនៅលើឋានស៊ូគើហើយនេះជារឿងដែលគេមិនអាចចូលជ្រៀតជ្រែកបានឡើយងាកចេញដោយហុចភួយទៅឲ្យទេវុនអ្នកទាំងពីរទៅលួងលោមនាងទៅទុកបឹងបីជាមានការភិនជន់ច្រឡំមិនដូចក្តីក៏បងតែទៅបានពាក់កណ្ដាលផ្លូវអីដែលក៏ងាកមកមើល Kate ម្ដងទៀតនាងកំពុងត្រូវបានទេវុននិងធីអូរំភួយឲ្យជាគ្រូគិនច្បាស់ជាងអ្នកណាហ្វីទាំងអស់ថាមានលទ្ធភាពទៅគ្រូសាទេទៅអាចបំបត្តិភាពបៃករបស់នាងបានប៉ុន្តែគេមិនអាចផ្ដល់ឲ្យនាងបានទេបានយល់ច្បាស់ពីភាពខុសគ្នារវាងនាង Kate បានយល់ច្បាស់ចកជាលើកដំបូងហើយនាងក៏ទៅកូនព្រមតាន់ដែលម្នាក់ដើម្បីលាក់ការឈឺចាប់ជ្រហែលខ្យល់ដោត្រជាវានឹងបកយករោមដែលជ្រុះចេញពីខ្លួននាងងើបមុខសម្លឹងមើលមេឃនាងទប់ទឹកភ្នែកមិនបានភ្លាមនោះធីអូនិងដេវុនក៏មកដល់ពេលមករំខ្លាចនាងរងាពួកគេក៏យកកភួយមករំនាងតូចក៏ភ្ញាក់ព្រឺតបន្តិចពួកគេប្រាក់ជានាងយំអំបាញ់មិញហើយនឹកបន្តិចលើកបាត់នាងហើយលួងលោមយ៉ាងថ្នាក់ថ្នមគ្រួសារអង្គក៏ច្បាស់ជានៅកឹងខ្លាំងដូចគ្នាហើយពេលនេះឯងកំពុងជ្រោះរោមទៀតអ្នកណាអាចបំភ្លេចរោមដ៏ទន់មួយនេះបានឡើយដូច្នេះតោះត្រឡប់ទៅជាមួយពួកយើងវិញពួកយើងនឹងសិតរោមហើយក្មេងស្រីតូចក៏រំជួលចិត្តស្រោកទឹកកភ្នែកតែជាកូនចិញ្ចឹមបណ្ដុកអសុនប៉ុណ្ណោះចុះហេតុអ្វីបានជាគ្រប់គ្នាល្អចំពោះនាងម៉ូលីប្រុសនិងជាប្អូនស្រីរបស់ពួកយើងអាសុនក៏នៅតែជាគ្រួសារហើយគ្រួសារត្រូវមើលថេគ្នាងើបសម្លឹងមើលមេឃចង់អង្គុយមើលកាយបន្តិចទៀតឯណាក៏ដោយនាងគឺជាចកតូចដ៏រ៉ូមែនកំណាក់បងប្អូនទាំងពីរអង្គុយជាមួយខិះខ្នាត់ឲ្យនាងពួកគេអំពីតារ៉ានិកពេលមកអ្នកទាំង3ក៏ត្រឡប់ទៅភូមិក្រេវូវិញប៉ុន្តែពេលទៅជិតដល់ទ្វារ Katie ស្រាប់តែរារាយនាងពិតជាអាចចូលទៅបានមែនទេនាងបានធ្វើឲ្យផ្ទះប្រឡាក់រោមពេញហើយគេមើលថានឹងមានអ្វីកើតឡើងពេលទិដ្ឋភាពនៅចំពោះមុខធ្វើឲ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងមិនត្រឹមតែការតុបតែងទេប៉ុន្តែអ្វីដែលអាចផ្លាស់ប្ដូរបាននៅក្នុងផ្ទះត្រូវបានប្ដូរទៅជាណូសទាំងអស់ទីដែលធ្វើឲ្យ Katie រំជួលចិត្តបំផុតនោះគឺពុកអ្នកបម្រើមិនបានបន្ទោសស្នងបន្តិចសោះពេលមកពេលជាបារម្ភថានាងរងាពេលនៅខាងក្រៅទៅវិញទើបធីត្រឡប់មកទទួលភាពកកក្ដៅពីគ្រួសារក្រេវូម្ដងទៀតបានលួចចូលទៅក្នុងបន្ទប់របស់ Katie យ៉ាងស្ងៀមស្ងាត់តែទាំង3បានប្រែក្លាយទៅជាសត្វហើយគិតធីកំពុងដេកយ៉ាងឡងលក់នៅចន្លោះបងរបស់នាងឃើញបែបនេះខារីសក៏មានអារម្មណ៍ធូរស្រាលញោនាងសួរសកាថាប្រសិនបើកូនស្រីរបស់យើងនៅរស់ទៅវានឹងទៅជាបែបនេះទេសមមើលមុខដ៏រីករាយរបស់ Kitty សកាក៏យល់ព្រមហើយទាញខារីសមកក្បែរប៉ុន្មានថ្ងៃក្រោយមក Kitty បានត្រឡប់មករៀនដូចធម្មតាវិញការសរសេរជាមូលដ្ឋានអីដែនក៏ចាប់ដើមបង្រៀននាងអំពីព្រះចន្ទពរខៀវផងដែរពុកអំនោះនៅមិនទាន់រកឃើញពីរបៀបបើកដំណើរការព្រះចន្ទពរខៀវនៅឡើយទេដោយសារពួកគេសិក្សារបស់ខ្លែងខ្លៃប៉ុណ្ណោះជារីអនក៏តែងតែនិយាយពីព្រះចន្ទពរខៀវដែរប៉ុន្តែសកាបានប្រើប្រាស់ចន្ទពរខៀវពិតប្រាកដគឺស្ថិតនៅក្នុងដៃរបស់ពួកខ្លាខិនជារីនីអានដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយពួកខ្លាខិនបែរជានិយាយអំពីរឿងនេះទៅវិញអ្នកទាំងអស់គ្នាក៏តន់ចប់រឹមនេះទេមែនអត់កាលពី4ឆ្នាំមុន
ពួកខ្លះខិនបានដេញពួកឆ្មាចេញពីផ្ទះធ្វើឲ្យពួកគេត្រូវរស់នៅដោយស្ងាត់ជ្រងំឯដៃនាងធ្លាប់ប្រាប់ថាជេរីអានជាអ្នកដំបងដែលក្រោកឈរការពារពួកឆ្មាអំឡុងពេលដកថយទើបគាត់បានក្លាយជាបេកុលសឹមឆ្មាឯរិទ្ធិកំពុងផ្លឹកអៃដែនក៏សួរថានាងកំពុងញាក់ព្រឺតពេលកំពុងកើរឿងអីនឹងស្ទាក់ស្ទើរបន្តិចខេធីក៏សួរអៃដែនថាតើមានទំនាក់ក្នុងវ័យរវាងពួកឆ្មានិងព្រះចនពន្ធខៀវដែរឬទេប្រពន្ធខៀវជាធោសិទ្ធរបស់ទេពធីតាហើយឆ្មាគឺជាសត្វដែលអូស្ទេសរបស់ប្រងពេលទៅនៅក្នុងលុលបឹកក៏មានបញ្ជាក់ដែរnênធ្លាប់អានសៀវភៅមួយថាឆ្មាមួយចំនួនរងចាំការវរលប់ររបចំនួនហើយឆ្មាដែលអូទេធីតាគឺមានភាពស្ាំនឹងព្រះចន្ទពរខៀវអីទេខេតធីមានរំអីអានកំពុងសាក់លបងនាងអឹងចាំអារម្មណ៍រឿងឆ្មាខ្លាំងម្លេះមេតពន្យល់តែគេករើនពោតមាននេះពេលកំពុងរកវិធីឆ្នេះពួកខ្លាកិនប៉ុណ្ណោះមិនចម្លៃទេដែលអីដែនមានភាពខេតធីដែលជាឆ្មាពេលជួបគ្នាដំបូងវិធីប្រព្រឹត្តចិននោះខៀវហើយមានតែឆ្មាទេដែលសាំនឹងវាដូច្នេះគេគិតថាគិតធីជាចារកម្មក៏ជារឿងធំតើខេតធីក៏នឹកឃើញឡើងឬមួយពុកនឹងបងប្រុសនាងជាឆ្មាពិសេសទាំងនោះនឹងបានទទួលថាមពលពីពួកគេទៅម្ដាយនាងបញ្ជូននាងមកកុលសម្ពន្ធចកក៏ដល់ចំណុចនេះខេតធីសម័យអីដែនជួយនាងមួយរឿងដឹងពីប្រភពថាមពលរបស់នាងពីអីដែនហើយយល់ពីបំណងប្រាថ្នាចុងក្រោយរបស់ម្ដាយដែលឲ្យនាងទៅកុលសម្ពន្ធចកនាងសូមជំនួយពីអីដែនសម្លឹងមើលនាងមួយសន្ទុះអឹងຕົកចិត្តយើងទេលោកជាគ្រូរបស់ខ្ញុំទៅអោតតង់របស់នាងធ្វើឲ្យអីដែនញញឹមបន្តិចហើយលោកដេកទៅអង្អែលសុកនាងហើយនេះគឺជាចំណុចដែលយើងត្រូវបញ្ចប់ក្នុងថ្ងៃនេះជឿខ្ញុំទៅអ្នកប្រាក់ជាចង់ដឹងថានឹងមានអ្វីកើតឡើងបន្ទៀតក្រោយអ្នកក៏គិតបែបនេះដែរព្រោះក្នុងចំណោមអ្នកដែលអ្នកទុកចិត្តមានតែខ្ញុំទេដែលអាចជួយបានដូច្នេះ5មុខទៅចង់ឲ្យខ្ញុំធ្វើអ្វីយាយជាមួយគិតថៃរួចអ៊ីដែនក៏ប្រញាប់ទៅការិយាល័យរបស់សកាភ្លាមរឿងចង់ពិភាក្សាសាកាទីដឹងភ្លាមថាជារឿងរបស់ខេធីអ៊ីដែនងក់ក្បាលរួចប្រាប់ពីមេដឹកនាំត្រកូលឆ្មាជេរីយ៉នឯបនេះផ្ទៃមុខរបស់សាកាពោពេញដោយភាពញាក់ផ្អើលហាក់ដូចជាមិនចង់ជឿអ្វីដែលខ្លួនទៅតែបានលឺអ៊ីដែនក៏សុទ្ធថាលោកដឹងរួចហើយថានាងជាឆ្មាតែមែនទេប៉ុន្តែសាកាមិនខ្វល់ពីសម្ដីគេឡើយងត់សម្លឹងទៅក្មេងប្រុសនៅចំពោះមុខខេធីលែអត្តសញ្ញាណពីមនុស្សគ្រប់គ្នាតែនាងបាយជាជ្រើសរើសប្រាប់ហាបទោះបីសាកាធ្លាប់ប្រមានកុំឲ្យចាត់ទុកខេធីដោយកូនឆ្មាក៏ដោយក៏គេគិតថាវាមិនអីទេព្រោះគ្រប់គ្នាដឹងការពិតទៅហើយបើគេចោះញ៉ាំនឹងការគំរាមកំហែងរបស់ពួកគេនោះខេធីតាមយកចិត្តនឹងហៅគេថាគ្រូនោះទេគ្រាន់តែគិតក៏គេលួចញញឹមបាត់ទៅហើយអឹងកំពុងគិតពីរឿងអីបន្ទាប់មកអ្នកទាំងពីរក៏ចូលដល់សាច់រឿងសំខាន់តែម្ដងចុះដឹងថាជេរីយ៉នក៏និយាយពីព្រឹកចន្ទពនខៀវទឹកមុខសាកាប្រៃជាតានតឹងមើលទៅឆ្មាដែលតួឈ្មោះអីការោះគួរតែមិនរងឥទ្ធិពលពីព្រះចន្ទពន្ធខៀវទេប៉ុន្តែខេធីគឺខុសប្លែកពីគេរៀបរាប់ថាព្រះចន្ទពន្ធខៀវប្រៀបដូចជាត្បូងដែលអាចធ្វើឲ្យមនុស្សមានអារម្មណ៍រីករាយទៅវិញនៅរឿងសំខាន់ចំពោះមុខគឺត្រូវបញ្ជាក់ថាតើជេរីយ៉នពិតជាមានភាពស៊ាំនឹងព្រះចន្ទពន្ធខៀវមែនឬអត់មើលត្រង់នេះអីដែនបានងើបឈរចាក់ចែងដោយទុកចិត្តឲ្យសាកាជាអ្នកចាត់ការរឿងនេះបនសាកាស្រែកប្រាប់ថាបើខេធីនិយាយអ្វីផ្សេងទៀតត្រូវតែប្រាប់គាត់ពេលនោះរូបភាពខេធីលេងជាមួយធីអូនឹងដៃវ៉ុនក៏ប៉ុះឡើងគេក៏បានតម្លៃព័ត៌មានមួយទៀតទៅកាន់សាកាគេខាងក្រៅវិញកូនចៅជាច្រើនកំពុងរងចាំអេលៀតកំពុងកាន់ឯកសារសម្រាប់របាយការណ៍ថ្ងៃនេះបើកទ្វារចេញមកយ៉ាងប្រញាប់ពេលលើចេញទៅគាត់ក៏បានហៅឈ្មោះអេលៀតពេលមកគាត់ពោពេញដោយភាពតានតឹងព្រមទាំងកាន់ស្យាមផឹកក្រាស់មួយខ្ញុំមានរឿងបន្ត្រូវភិកសាមទៅការិយាល័យការឹកសិនពេលលេបនេះអេលៀតភ័យបាញ់ឡងទៅពួកគេរៀបចំបើកិច្ចប្រជុំយុទ្ធសាស្ត្រទប់ទល់ពួកខ្លារខិនមែនទេគឺការរីកំពុងរៀបចំមេសានៅឡើយស្រាប់តែមានសម្លេងរញ៉េញញ៉ៃបន្លឺឡើងពីខាងក្រៅទ្វារស៊ីទីក្រោយសាកាក៏ស្ទុះចូលមកភាកាគេដោយចាំអារម្មណ៍ពីភាពមិនប្រក្រតីការីកងើបជ្រភ្លាមដើម្បីមើលសៀវភៅដែលសាកាយកក៏មកគេបើកមើលម្លងមួយទំពោទឹកមុខនាងកាន់តែតានតឹងឡើងនិយាយទៅពេលណាទៅសាក់ដសំទៅសួតទៅស្នីនអេលៀតនៅខាងក្រៅកាន់តែភ័យដុកស្លុតធំដំអីទៅទើបធ្វើឲ្យពួកគេទាំងពីរតានទាំងដល់ថ្នាក់នឹងភ្លាមជំនួសឈ្មោះអេលៀតក៏ត្រូវបានគេហៅឯគិតថាមានសង្គ្រាមធំមែនទេចាំស្ដាប់សិនចាប់ពីពេលនេះទៅគ្នាត្រៀមខ្លួនសម្រាប់កម្មវិធីនៅសប្ដាហ៍ក្រោយទៅវាជាកម្មវិធីវីទៅធ្វើមុខមករុតនិយាយថាកូនឆ្មាសម្លែនរបស់យើងនឹងឈានចូលអាយុ7ឆ្នាំនៅសប្ដាហ៍ក្រោយនេះហើយធំយឿងទុំកូនឆ្មាខៃធីជាអាយុ7ឆ្នាំសោះគ្រូសាក្រៅវោហាប់ទាំងមូលប្រកាសសនទៅវិញពេលនោះពេលញ៉ាំអាហារខិតថៃអង្គុយចន្លោះបងប្រុសទាំងពីររបស់នាងដោយសពមួយដងពេលលើកនេះមានរឿងមួយទៀតដែលទាក់ទាញចំណាប់អារម្មណ៍របស់នាងក្រៅពីម្ហូបអាហារដោយច្រោះរោមលោកស្រីការលោកសកានិងអ៊ីដែនសុទ្ធតែពាក្យកន្សែងរោមចចកយ៉ាងស្រស់ស្អាតមានតែខិតថៃទេដែលអត់គ្រីនិយាយឡើងធ្វើឲ្យខិតធីភ្ញាក់ព្រឺតម៉ាក់ឮថាសប្ដាហ៍ក្រោយជាថ្ងៃកំណត់កូមែនខិតធីឆ្ងល់ថាហ្វេដេគ្រប់គ្នាដឹងលឿនមកលេថ្ងៃសះនឹងក្រៅចេញពីរៀនថ្ងៃនេះបងរបស់នាងបានមកលេងនាងដល់ថ្នាក់រៀននៃថៃក៏បួលពួកគេលេងបាល់អំបោះពីរោមរបស់នាងតែនាងនឹកឃើញថាពុកចចកមិនចូលចិត្តលេងបាល់អំបោះទេ
នាងក៏ប្រញាប់ថាមានគេប្រាំនាងថាការលេងបាល់អំបោះនឹងអាយុ7 ឆ្នាំហើយលើបែបនេះបងរបស់នាងរំភើបញាប់ញ័រហើយចេះតែសួរដេញដល់ពីថ្ងៃកំណើតពិតប្រាកដរបស់នាងទេគ្មានជំរឿក៏ប្រាប់ការពិតតែនឹកស្មានមិនដល់សោះថាព័ត៌មាននេះលេចលឺលឿនបែបនេះបន្ទាប់មកក្រីក៏សួរថានាងចង់បានកាដូអីនាងបំរុងនឹងបាក់ដសេទៅហើយដោយគិតថានាងសប្បាយចិត្តនឹងអ្វីដែលនាងមានហើយមិនត្រូវការទូទេពេលមើលឃើញខ្សែភ្នែកប៉ាម៉ាក់នាងក៏ទប់មាត់វិញកូនទុតចង់បានកាដូណាស់វាជាសភាកូនដែលចង់បានកម្មវិធីជប់លៀងធំដុំដែលអង្គុយមើលពីគៀនលួចញញឹមម្នាក់ឯងគ្រួសារមួយនេះពិតជាតាមចិត្តគិតធីគ្មានឆ្លោះថ្ងៃមែនអេធីក៏សុំសម្ភារៈត្បាញរបស់វិញធីអូឆ្ងល់ថាតើនាងមានបំណងចង់ធ្វើអីនឹងលែងប្រទេមវាក្រានតែជាការវឹកហាត់ជំនាញមូលដ្ឋានពេលត្រូវរស់នៅដោយខ្លួនឯងបន្ទាប់ពីការសុំកូនចិញ្ចឹមត្រូវបានបញ្ចប់គ្រាន់តែនិយាយចប់ពរិយាកាសក៏ស្ងាត់ឈឹងពេលវ៉ាន់ប្រញាប់ឯនាងប្រូកាដូជាសម្លៀកពាក់វិញជាខ្ញុំរឿងបន្ទាប់ពិតជាកក្រើកយល់ស្របដីប្រាប់ថានាងអាចលុបវាចូលបានបើនាងមិនត្រូវការវានោះ Kitty ទ្រព្យសម្បត្តិរបស់ត្រកូល G Wolf ណា Paris និងZaka សម្លឹងមកគ្នាធ្វើឲ្យពរិយាកាសលើទៅខំម្ដងទៀតស្រាប់តែ Eden បញ្ចេញសម្លេងសើចចំអាកគ្រូមិនដែលបង្រៀនឲ្យចេះព្រួយបារម្ភទេមើលទាំងចេះគិតគូរខ្លួននឹងបានល្អណាស់ទៅពេលមក Caris ក៏សួរ Kitty ថាក្រើពិតតួកាដូទាំងនេះពេលឯគេឆ្លើយថានឹងចង់ទៅមើលវិថីលោកទំនឹងក្រៅវាពិតជាស្រស់ស្អាតណាស់ពេលនាងមើលពីលើកូនភ្នំជាមួយបងដេយរបស់នាងប្រុសទាំងពីរលុចញញឹមហើយចាប់ផ្ដើមបញ្ចុះបញ្ចូល Kitty ដែលប្រាប់នាងថានៅខាងក្រៅបាយជាងនៅភូមិគ្រឹះនេះឆ្ងាយណាស់ប៉ុទេដឹងមុនដែរមែនទេ Kitty យល់ព្រមទាំងសប្បាយចិត្តតម្រង់យើងនឹងទិញក្របយ៉ាងដែលយើងឃើញនៅលើវិថីលោកទំនិញហើយកុំភ្លេចហៅក្រុមទាហានទី1ឲ្យមកធ្វើជាអង្គស្ការពារផងណាយើងត្រូវយកការយូរជាច្រើនយើងគួរតែហៅក្រុមទី2មកជាមួយដែរហើយទីបំផុតថ្ងៃកំណើតរបស់ Kitty ក៏បានឈានចូលមកដល់ញក់ពីកេងភ្លាមនាងក៏ដើរតម្រង់ទៅកាន់កន្លែងដែលគេតម្កល់រូបថតរបស់ពុកកំដាយនាងជានិមិត្តរូបពេលថ្ងៃកំណើតរបស់នាងហើយនាងចង់ប្រាប់គ្រួសារនាងថានាងបានរស់រានមានជីវិតដល់អាយុ7 ឆ្នាំដោយសុវត្ថិភាពហើយនាងពិតជានឹកពួកគាត់ខ្លាំងណាស់ព្រមទាំងរំលឹកពីអនុស្សាវរីយ៍ការរស់នៅជុំគ្រួសារនិងក្រៅអេលៀតនឹងកំពុងតែឈររងចាំបាត់ទៅហើយទាំងពីរត្រេកអរនឹងថ្ងៃកំណើតរបស់ Kitty ណា Kitty ស្វាមពួកគេរួចក៏គេលាតដើរឡើងទៅលើទេសសេះពេលបោះចំហានចូលភ្លាមនាងក៏ភ្ញាក់ផ្អើលដោយសារសំឡេងផៅដែលបងបោះមងើរិចរៃថ្ងៃកំណើតណា Kitty ពេលពីរក៏បានថើបនឹងអបនាងយកដើរមិនគួរឲ្យជឿសោះថាកូនឆ្មាទុយរបស់យើងអាយុ7 ឆ្នាំបាត់ទៅហើយពេលនោះ Kitty ទៅតែចាប់អារម្មណ៍ថាគ្រូរបស់នាងក៏នៅទីនេះប្រាប់ថាគាត់គ្រាន់តែមកតាមដានកុំឲ្យ Kitty កិច្ចសាលាតែប៉ុណ្ណោះពេលលោកគ្រូគួរតែជូនពរថ្ងៃកំណត់ខ្ញុំមកបើមិនចឹងទេខ្ញុំមិនរៀនមេរៀនថ្ងៃនេះដាច់ខានរៀននៅស្ងៀមថ្មឹងយូរពេក Kitty ហើយប្រញាប់ញយក្រោយវិញដោយកុហកថាខ្លួនគ្រាន់តែនិយាយលេងប៉ុណ្ណោះយូរពន្មានរទេះសេះត្រកូលចេកចកធំក៏ចាក់ចេញពីភូមិគ្រឹះចំណាយឈរនៅលើយ៉សម្លឹងមើលក្បួនរទេះនោះចេញទៅឆ្ងាយបើខ្ញុំសឹកចំខ្ញុំគំថាលើ Kitty នឹងទិញរបស់ដែលនាងចូលចិត្តបានច្រើនចុះពេលនៅលើអាវដែលនាងធ្លាប់ពាក់តាំងពីពេលនាងមកដល់ទីនេះដំបូងមកលេនាងហាក់ដូចជាមិនចាប់អារម្មណ៍នឹងអ្វីផ្សេងទៀតតលតែសោះគ្រាន់តែនិយាយចុះភ្លាម Caris ក៏ដកកន្ត្រីមួយលឹបចេញមកតែម្ដងឯនឹមអាហារថ្ងៃចំសិលមិញអឹងច្បាស់ជាឃើញហើយថា Kitty ពិតជាចង់បានគ្រឿងលម្អរោមចចកខ្លាំងណាស់មែនទេតែជាមនុស្សតែម្នាក់ដែលគ្មានរបស់នេះនាងច្បាស់ជាមានអារម្មណ៍ថាកៅមិនខានទេតែមុខហាក់ដូចជាព្រមចោះចាញ់គេនឹកឃើញដល់ទឹកមុខ Kitty កាលពីម្សិលមិញរួចក៏ប្រែរៀងជាសិតចចកដ៏ធំមួយបណ្ដោយឲ្យ Caris កាត់រោមរបស់គេតាមចិត្តពេលអ្នកគ្នាជឿខ្ញុំទៅកន្លែងនេះកប់សេរីនៅថ្ងៃកំណើតកុំ7 ឆ្នាំកូនឆ្មាតូចក៏សម្រេចចិត្តតម្លៃអាត់កំពិតប្រាប់គ្រូសារនាងមិនយូរប៉ុន្មានក្បួនរទេះត្រកូលចចកធំក៏បានឈានចូលដល់វិថីលោកទំនិញតែម្ដងគេញកទៅអឹបនឹងកញ្ចក់រទេះទាំងអារម្មណ៍រំភើបយ៉ាងខ្លាំងពេលឃើញវងសាច់ចចកដ៏អូអាដើរពេញផ្លូវបែបនេះគេមើលបន្ទាតប៉ុន្តែអ្នកនាងក៏ជាចចកដែរមែនទេ Kitty កង់ស្ដោកភ្លាមនោះរទេះសេះក៏បានឈប់Elliot ប្រាប់ឲ្យរងចាំសិនខណៈគេទៅរៀបក្រឡេកមើលតាមបង្អួចឃើញមនុស្សម្នាក់ជាច្រើនកំពុងសម្លឹងមើលរទេះសេះយ៉ាងចង់ដឹងចង់ឃើញពុកប្រាប់ថាពួកគេប្រហែលជាមើលទីដៃនេះដើម្បីមើលនាងហើយពួកបែរនេះក៏ក្រួយដៃរែកក្មេងហ្វាំសរនាងនៅខាងក្រៅបង្អួចនោះពេលមើលក្រោយមក Eden ក៏ទាញវាំង Non-Bird រួចប្រាប់ Kitty ពីបៀបរបបនៃការដើរទិញអីវ៉ាន់Kitty សួរទាំងរំភើបថាត្រូវទិញអុយគ្រប់គ្នាទៅនាងមើលទន្លំដើរទិញរបៀបម៉េចទៅពេលនឹកឃើញរឿងដើមពុកនិងបងប្រុសតែងចេញទៅធ្វើបេះកម្មរៀមដៃធ្វើការដល់យប់ជ្រៅដូច្នេះសម្លៀកបំពាក់នាងកំដៅនិងអ្នកចិត្តខាងជាអ្នកឲ្យជានិច្ចយកក្តីសង្ឃឹមនាងប្រាប់ Kitty ថាគ្រាន់តែចង់អួតប្រាប់ Elliot ពីអ្វីដែលនាងចូលចិត្តទៅបានហើយរួចគិតលុយជោគនីគ្រួសារ Grey Wolf ក្នុងនាមជាអ្នកការពារក៏មានការណែនាំខ្លះវូដដែរតែកំពុងដើរទិញអីវ៉ាន់បកតសម្គាល់ឃើញប្រូច័ន្ទខៀវត្រូវប្រញាប់ក្រាបចុះរួចរាប់ចយក្រោយពី100នៅក្នុងចិត្តគឺជាពេលវេលាក្របក្រន់សម្រាប់ទាហានចាប់ខ្លួនអ្នកណាដែលឈួតវង្វេងដោយសារកាប្រេះច័ន្ទពូនខៀវទៀតបើវិញគ្នាត្រូវចាំថាត្រឡូឡាដើម្បីប្រពីទីទាំងនាងទីប៉ុមភ្លៀបចំផ្លូវរួចបើទ្វាររទេះសេះនាងឥឡូវនេះអ្នកនាងអាចចាប់ផ្ដើមទិញអីវ៉ាន់បានហើយពេល
ដែលតើដឹកដៃគីទីចេញពីទេសៈធ្វើឲ្យវងមនុស្សផ្អើលឈូឆាមើលទៅអ្នកនាងតូចនេះពិតជាចុះសម្រងគ្នាល្អណាស់ជាមួយចៅវ័យនៃវ័យក្មេងទីវ័យក្មេងរបស់ត្រកូល VB ក៏នៅទីនេះដែរពេលនោះបរិសចំណាស់ម្នាក់រអូទាំងថានាងមិនមែនជាចចឹកទេពេលក្បែរនោះប្រញាប់យកតែទប់មាត់គាត់ភ្លាមទៅលោកភ្លេចទុកបញ្ជារបស់អ្នកនាង Caris ហើយមែនទេដើរតាមដងផ្លូវក្រោមក្រសែភ្នែកតាមដានរបស់វងមនុស្សគ្រប់គ្នាញឹមនឹងទិសដៃអបអរសាទរវត្តមានរបស់នាងពេលរំភើបគីទីក្រវីដៃដប់វិញដែលមិនដឹងថានេះជាការរៀបចំទុកមុនរបស់ Caris និង Zakarsa ពេលអំបោះរបស់នាងគឺហាងលក់អំបោះចាក់គ្រាន់តែឃើញដុំអំបោះចម្រុះពណ៌ដ៏ស្រស់ស្អាតជាច្រើនតែរបស់ Kitty ក៏ភ្លឺភ្លេចរួចនាងក៏លន់មាត់ដោយក្តីរំភើបភ្ញាក់ផ្អើលបំផុតពេលបងប្រុសសួរថាតើនាងចូលចិត្តវាទាំងអស់មែនទេ Kitty ងប់ក្បាលខ្នែកសម្លឹងមើលទៅដុំអំបោះទាំងនោះLibon Devon កងក្បាលដាក់ Elliot បន្តិចKitty រើបានដុំអំបោះមួយហើយរៀបចំជែកទៅ Elliot ទិញអីវ៉ាន់ក្នុងហាងនេះមើលដាច់ទាំងអស់បាត់ទៅហើយអ្នកនរគ្នាសង្កេតមើលកន្លែងនេះឲ្យច្បាស់មានក្រុមពាក់អាវខ្មៅកំពុងតាមដានក្របសកម្មភាពរបស់ពួកគេមិននឹកស្មានថាត្រកូលចុកបញ្ជូនទាហានច្រើនម៉ូតលេសដើម្បីការពារនាងតូចដ៏គួរឲ្យស្រឡាញ់នេះសោះយ៉ាងពិសេសចំពោះ Kitty បានទាក់ទាញចំណាប់អារម្មណ៍ស្ទ្រឹមណាក់នោះភ្លាមទាំងវត្តចម្លងរបស់ព្រះចន្ទង់ខៀវនៅក្នុងដៃបើអើងនឹងភាពឈួតវង្វេងរបស់ព្រះចន្ទង់ខៀវចូលទៅចិត្តសត្វឆ្មាមួយនោះវានឹងឈឺចាប់ខ្លាំងមិនខានបើទោះជានាងមិនទឹករងចាប់ចំឥទ្ធិពលក៏ត្រូវចាប់ចំពន្ធខៀវក្រុមពាក់អាវខ្មៅនោះកំពុងឈឺចាប់យ៉ាងខ្លាំងដោយគ្មានភ្លុបដសេតហើយឯនោះ Kitty និងបងរបស់នាងកំពុងតែត្រេកអរនឹងការដើរទិញអីវ៉ាន់របស់ពួកគេនៅឡើយពេលមិនដឹងខ្លួនសារក្រុមអាវខ្មៅកំពុងតែចូលមកចិត្តពីខាងក្រៅគឺ Kate ដែលបានដឹងមុនគេថាមានរឿងមិនស្រួលមានភាពឈួតវង្វេងចូលមកក្បែរពួកគេ Elliot ក៏ផ្ដល់សញ្ញាណធ្វើការមកភាពភ្លាមក្រុមអាវខ្មៅបានចូលមកចិត្តល្មមអាចធ្វើឲ្យ Kitty រងឥតពលបានតែអ្នកគ្រប់គ្នាសឹកទាយមើលនាងមិនត្រឹមតែមិនឈឺចាប់ទេថែមទាំងសប្បាយចិត្តទៀតផងElliot និង Kate កាំងស្ទប់ពួកគេមិនដែលលឺថាមានអ្នកសប្បាយចិត្តពេលស្ថិតក្រោមពូលនៃភាពឈួតវង្វេងនេះសោះElliot ក៏រកឃើញក្រុមអាវខ្មៅនៅកណ្ដាលវងមនុស្សពួកទាហានសហការជាមួយវេទមន្តរបស់ Kate បានបង្ក្រាបពួកគេម្បងមួយមេខ្លោងធំបានលួចបន្លំខ្លួនក្នុងចំណោមនោះនេះក្រោយឃើញទិដ្ឋភាពនេះនាងស្ទើរតែទប់សំណើចនៃភាពជោគជ័យរបស់ខ្លួនមិនបានមិនដែលឃើញឆ្មាណាមានប្រកម្មបែបនេះទេប៉ុន្តែត្រកូលចក Grey Wolf ច្បាស់ជាមិនយកឆ្មាធម្មតាមកចិញ្ចឹមឡើយយាយចប់នាងក៏ចាក់ចេញទៅដើម្បីរាយការណ៍ប្រមេរបស់នាងអ្នកការពាររៀបនិងពិនិត្យមើលអត្តសញ្ញាណពួកគេទៅហើយតែពេលបើកមុខឡើងគេក៏កង់ភឹងមនុស្សសត្វដែលត្រូវគ្រប់គ្រងដោយប្រចន្ទពន្ធខៀវសុទ្ធសឹងតែជាសត្វកញ្ច្រងទាំងអស់ការរាប់ជាក្រោយរបស់ Kitty បានបញ្ចប់ហើយរឿងដំបូងដែលនាងឃើញពេលបើកភ្នែកគឺ Kate កំពុងញោកខ្លួនជាមួយនឹងមុខស្លេកស្លាំងរឿងអ្វីកើតឡើងស្រាប់តែមនុស្សកញ្ច្រងម្នាក់បានរើបំរាស់រួចពីការចាប់ចងរបស់ Kate រួចស្ទុះម្ដាយមករកនាងយ៉ាងលឿនDevon ពេលដែលដឹងពីគ្រោះថ្នាក់នេះហើយព្យាយាមមកការពារនាងប៉ុន្តែយឺតពេលទៅហើយនោះចាប់ឆក់យក Kitty រួចលោតហោះឡើងទៅលើអាកាសឃើញបែបនេះ Elliot ប្រញាប់បញ្ជាទាហានឲ្យដេញតាមពីក្រោយភ្លាមជូនប៉ុន្តែគេជាមនុស្សកញ្ច្រងដែលប្រវេទមិនហោះហើរហើយគេក៏ហោះឆ្ងាយពីទាហានយ៉ាងលឿន Kitty ភ័យស្លន់ស្លោខ្លាំងណាស់បែបនេះទាហានច្បាស់ជារកនាងឃើញទេភ្លាមនោះនាងក៏នឹកឃើញសម្ដីរបស់ Clay ដែលប្រាប់ឲ្យ Lola ដើម្បីផ្ដល់សញ្ញាពិតតាំងរបស់នាងហាក់ដូចជាដឹងចិត្តនាងរួចសាច់ចំអាក់ថានាងចង់យំស្រែកមែនទេតែជាឆ្មានេថាដែលត្រូវគេដេញចេញប្រុសតែលួចចំណេញគេប៉ុណ្ណោះទោះគេនិយាយបែបនេះក្តី Kitty នៅតែស្រែកយ៉ាងខ្លាំងមិនធ្វើអ្វីម្យ៉ាងទេនាងច្បាស់ជាត្រូវគេចាប់មិនខានមួយរំពេចនោះបរិសនោះក៏ត្រូវគេវាយទម្លាក់ពីលើអាកាសស្រមោលមនុស្សពីរនាក់ក៏ដើរចេញពីក្នុងផ្សេងបន្ទាត់ចម្បងបើកភ្នែកឡើងឃើញខ្លួននៅក្នុងរង្វង់ដៃ Caris ហើយជឿខ្ញុំចោះសំស្រែករបស់នាងគឺពិតជាជួយសង្គ្រោះជីវិតនាងបានមែននឹងចូលទៅមើលសាច់រឿងទាំងអស់គ្នាប្រកាសជាក្លាហានជាងមុនហើយពេលអាយុ7ឆ្នាំនេះ Zaka អូសពួកមនុស្សកញ្ច្រងមកទីនេះប៉ុន្តែមិនដឹងម៉េចទេរោមរបស់គាត់មើលទៅរាងស្រាងជាងមុនបន្តិចទៅវាមើលទៅគួរឲ្យខ្លាចមែនទេ Kate ក្រួយក្បាលយ៉ាងញាប់ប៉ុន្តែទឹកមុខរបស់នាងបានបង្ហាញការពិតយ៉ាងច្បាស់កិនបងប្រុសរបស់នាងក៏មកដល់ពួកគេប្រញាប់ពិនិត្យមើលរាងកាយ Kate ភ្លាមថាទៅមានរបួសស៊ឺអត់Elliot សុំទោស Kate យ៉ាងខ្លាំងខ្ញុំនឹងសួរចម្លើយពួកកញ្ច្រងនេះឲ្យច្បាស់ហើយធានាថារឿងបែបនេះនឹងមិនកើតឡើងម្ដងទៀតទេរគុណដែលក្មួយស្រីបានស្រែកហៅយ៉ាងក្លាហានពេលនឹកឃើញពាក្យសម្ដីរបស់កញ្ច្រងដែលថានាងគ្រាន់តែជាឆ្មានេថា Kate មានអារម្មណ៍ឈឺខ្ទោកនៅក្នុងបេះដូងរបស់នាងភ្លាមតែខ្ញុំជាសើចចកទៅថៃហាក់បីដូចជាបៃស្លន់ស្លាប់បន្តិចការីជួនកន្សែងរោមចចកដល់កក់ក្ដៅទៅនាងទុកជាកាដូគប់កំណើតមួយថ្ងៃខេតពិតជានិយាយលេងចេញតែម្ដងពេលបានឃើញរោមចចកដ៏ស្រស់ស្អាតឥតខ្ចោះមួយនេះនៅចំពោះមុខបានពន្យល់ថាដោយសារតែឃើញខៃទីចង់បានវាខ្លាំងពេកនេះសម្រាប់ថ្ងៃគប់កំណើតរបស់នាងដែរម្ដងទៅទឹកខិតធីដឹងច្បាស់ថាអ្វីបានជារោមរបស់សកាក្លេជាងមុនតស្ដងរបស់កូននាងទប់ចិត្តមិនបានកទាញរោមចកដ៏ក្រាស់នៅលើស្មារបស់ខីថេអ៊ូដើរមកមានរឿងអីនឹងខីថេកូនមិនចូលចិត្តកាដូនេះទៅម៉ាំរបស់ខរិកបានបំបែកចិញ្ចាំងការពារចុងក្រោយរបស់ខីថេហើយទឹកភ្នែកក៏ហូរស្រកចុះមកពេញថ្ពាល់របស់នាង
មនុស្សដូចជាខ្ញុំមិនសឹកសឹងទៅបានការដូតល្អបែបនេះទេអ្នកគ្រប់គ្នាប្រញាប់លួងលោមនាងដោយព្យាយាមខាត់នាងមិនឲ្យនិយាយពាក្យបន្ទាប់ទៀតនោះទេគិតថៃដែលកំពុងតែយំស្រាក់ស្រាំនៅទីបំផុតបានប្រាប់ការពិតទាំងអស់នេះត្រៀមចិត្តស្ដាប់ឲ្យល្អនេះគឺជាពេលដែលនាងសារភាពការពិតដោយសាររស់នឹងរូបខ្ញុំក៏ជាឆ្មាដែរម្ដាយខ្ញុំមានផ្ទៃពោះហើយពួកយើងអត់បាយច្រើនថ្ងៃទើបខ្ញុំសម្រេចចិត្តលួចអាហារខ្លះពីរោងកញ្ចក់ចុងក្រោយពួកយើងត្រូវគេចេញទាំងពីអ្នកខ្ញុំសំទោសខ្លាំងណាស់ដែលបានបុកប្រាស់អ្នកគ្រប់គ្នាណោះគិតថាខ្ញុំជាសិទ្ធិទៅចុកនោះមិនស័ក្តិសមនឹងការដូរដ៏មានម្លៃនេះតទៅសោះខីធីបានបិទភ្នែកទាំងអារម្មណ៍អស់សង្ឃឹមបំផុតហើយនិយាយមួយយូរយ៉ាងច្បាស់ទោះបីជាពេលនេះខ្ញុំត្រាំគេដេញចេញក៏ដោយក៏ខ្ញុំមិនចង់បិណ្ឌក៏ហាក់សិតចចកដល់ចិត្តល្អដូចជាគ្រួសារអ្នកទាំងអស់គ្នាទៀតនោះដែរមិត្តជាមិនចង់បោកប្រាស់អ្នកទាំងអស់គ្នាគ្រាន់ដើម្បីសងសឹកឲ្យគ្រួសាររបស់ខ្ញុំនោះទេពេលរបស់ Haris ញរុនផឹកពេលហៅឈ្មោះខៃថៃស្របពេលដែលខៃទៅកំពុងតែទ្រង់ទទួលការស្ត្រីបន្ទូនឹងការបណ្ដេញចេញរឿងដំបូងដែលនាងមានអារម្មណ៍នោះគឺការឧបដកក្តៅរបស់ខារីកូនមិនចាំបាច់និយាយអ្វីទៀតទេយកកូនមកចិញ្ចឹមមិនមែនដោយសារតែកូនជាកូនចចកទេតែដោយសារតែកូនរោគយើងទាំងហត់នឿយខ្លាំងកាលពីថ្ងៃនោះម្ដាយរបស់ខីថៃមិនមានកំហុសអ្វីឡើយពុកកម្ដាយគ្រប់រូបសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីតែការពារកូនរបស់ពួកគេពេលនោះវាហួសពីការគ្រប់គ្រងរបស់គាត់ទៅហើយដូច្នេះកូនមិនបាច់មានអារម្មណ៍ខុសឆ្គងក្នុងចិត្តទៀតទេលួងលោមគិតថៃបញ្ហាផ្លូវចិត្តដែលលាក់ទុកអស់រាប់ឆ្នាំរបស់នេះក៏ចាប់ផ្ដើមរលាយបាត់ទៅមកពិតជាស្បែកចិត្តណាស់ដែលកូនមានសុវត្ថិភាពរីករាយថ្ងៃខួបកំណើតណាខិចក៏នឹងបង្ហាញស្នាមញញឹមដ៏ស្រស់បំព្រងពុកជនអក្រក់បានរកណាមកពលពិសេសរបស់ខិចថៃហើយនឹងគេចាប់ពង្រត់ខរឹកសកាក៏បានមកដល់តនពេលវេលាដើម្បីជួយសង្គ្រោះនាងលោមខេតថៃដែលកំពុងភ័យខ្លាចខរឹកបានប្រកល់ការដូរគប់កំណើតឲ្យនាងមុនថ្ងៃកំណត់ទង្វើដ៏ចិត្តល្អនេះបានធ្វើឲ្យខេតថៃពោពេញដោយវិបត្តិដសារីនិងក្តីកង្វល់ហើយនាងក៏សារភាព5អ្នកគ្រប់គ្នាថានាងគឺជាឆ្មាកំពុងគិតអ្វីប្រតិជាត្រូវគេដេញចេញហើយមែនទេប៉ុន្តែគួរឲ្យភ្ញាក់ផ្អើលណាស់គ្រូសារនេះមិនខ្វល់ពីអត្តសញ្ញាណពិតរបស់នាងតលតែសោះខារីបានពុកខីធីឲ្យបន្តលេងពេញតំបន់ទិញអីវ៉ាន់បងប្រុសទាំងពីរពិតជាមិនពេញចិត្តតលតែសោះដែលម្ដាយរបស់ពួកគេខ្សោបយកខីធីទុកតែម្នាក់បែបនេះខេថៃក៏ចាប់អារម្មណ៍នឹងសម្លេងរំខានពីក្រោយពេលងាកទៅមើលតាមសម្លេងនាងឃើញហ្សាកាកំពុងស្ដីបន្ទោសខ្លីចំពោះការធ្វេសប្រហែសរបស់គេជាពួកខ្លាចខិនបានប្រែខ្លីពួកមនុស្សកញ្ច្រងទាំងនោះឲ្យទៅជាកូនអុករបស់ពួកគេក៏ដោយកអត់បំពេញតួនាទីរបស់ឯងឲ្យបានល្អប្រសិនបើឯងនៅតែស្ទាក់តែរាល់ពេលដែលរឿងនេះកើតឡើងពួកយើងជាចប់ក៏មិនអាចជួយពួកកញ្ច្រងបានដូចគ្នារាល់សម្ដីរបស់ហ្សាកាសុទ្ធតែសង្កត់ធ្ងន់ទៅលើខេតយ៉ាងខ្លាំងមនុស្សកញ្ច្រងដែលកំពុងត្រូវគេប្រើប្រាស់នឹងធ្វើឲ្យឈួតលីលាទាំងនោះដែលត្រូវបានចាប់ខ្លួនកាលពីប៉ុន្មានខែមុនពេលជួយបិទបាំងការរត់គេជ្រប់ព្យាយាមសង្កត់អារម្មណ៍បន្ទោសខ្លួនយ៉ាងខ្លាំងដើម្បីជួយសង្គ្រោះសាច់ញារមួយពីសត្វចចកខ្ញុំសុំទោសខ្ញុំបានធ្វើឲ្យកូនស្រីលោកជួបគ្រោះថ្នាក់ហើយខ្ញុំនឹងខំប្រឹងប្រែងឲ្យជាងនេះនៅថ្ងៃមុខទៀតដើរទៅមុខដោយប្រុងប្រយ័ត្នដើម្បីជួយអង្រោជំនួសគេផ្សិនបង្ខេតទេពួកយើងក៏មិនអាចចាប់អារម្មណ៍ឃើញក្លិនអារ៉ាដ៏ឈួតលីលានោះបានទាន់ពេលដែរដីរបស់គេមិនអាចប្រូចាត់ការបានទេខេតថៃបានឃើញទឹកមុខរបស់ខេតច្បាស់ណាស់មើលទៅរាងកាចនឹងល្បិចច្រើនបន្តិចមែនតែតាមពិតគេពិតជាស្រឡាញ់ប្រជាជនគេគ្រប់គ្នាណាស់ខេតថៃបានសួរខារីសថាតើខេតនឹងត្រូវទទួលទោសអត់របស់ខារីពិតជារឹងមាំណាស់កូនស្ទើរតែមានរបួសទៅហើយរឿងនេះមិនអាចមើលរំលងបានងាយឈឹមនោះទេមួយសន្ទុះក្រោយមកសមួយក៏បន្លឺចេញពីរង្វង់ដៃរបស់នាងជាអង្រោដៃប្រាកែវភ្នែកដ៏ធំធេងរបស់នាងប៉ុន្តែថ្ងៃជាថ្ងៃខួបកំណើតរបស់ខ្ញុំមិនចង់ឃើញនរណាម្នាក់ទទួលទោសនោះទេពេលមើលខៃថៃមួយសន្ទុះធំរួចក៏ពុកនាងដែលរំរងទៅរកហ្សាកាដែលមានការជំរុញពីអេលៀតឯហ្សាកាសម្លឹងមើលមកខៃថៃទាំងអារម្មណ៍វង្វេងវង្វាន់ពេលមកដល់ការសាហាវរបស់គាត់ធ្វើឲ្យក្មេងស្រីតូចភ័យខ្លាចប៉ុន្តែខៃថៃនៅតែប្រមូលភាពក្លាហានដើម្បីអង្រោជំនួសខេតនេះមិនចង់ឲ្យគេទល់ទោសទីប្រុសខេតបានព្យាយាមអស់ពីសមត្ថភាពទៅហើយបើសិនជាមនុស្សដែលខ្ញុំប្រខ្វាយខ្លាចជាស្រូវរបស់ខ្ញុំក៏ច្បាស់ជាទាក់ស្ទើរដូចគ្នាសាក៏ងាកទៅមើលខេតពីក្រោយដោយទឹកមុខធម្មតាចាត់ទុកថាខ្ញុំមិនដែលនិយាយរឿងទាំងអស់នោះទៅចុះនិយាយចប់ពួកគេក៏ទុកខេតឲ្យនៅទីនោះម្នាក់ពេលខេតឈរកាំងស្ងៀមខីធីក៏អត់ពុកចេញមករួចខ្សឹបតិចថាអរគុណចឹងតើយើងអាចរៀនសូត្រអ្វីបានពីរឿងនេះសម្បីតែបេះដូងដ៏សែនត្រជាក់កម្រិតណាក៏អាចរលាយដោយសារឆ្មាតូចមួយនេះដែរជួបគ្នាពេលក្រោយណាចាប់ទាំងអស់គ្នាអ្នកដឹងទេក្លេតែងតែគិតថាអំពើល្អគ្រាន់តែជាការដោះដូររវាងកុលសម្ពន្ធប៉ុណ្ណោះហើយពេលនេះភាពចិត្តល្អរបស់គីទីពិតជាបានប៉ះទង្គិចបេះដូងគេមែនតែនដោយមិនដឹងខ្លួនត្រជាកញ្ច្រងរបស់ខ្លាយក៏លោតចេញមកហើយអ៊ិនដែលឈោមើលពីចម្ងាយមានអារម្មណ៍ថាទុញធប់យ៉ាងចម្លែកពេលលប់មកភូមិក្រេះចកុតចក្រវ័យលើឈុតគួរឲ្យស្រឡាញ់នេះគ្រប់គ្នារៀបចំពិធីខួបកំណើតភ្លាមនេះនាងតូចមិនធ្លាប់ឃើញនំធំបែបនេះទេភ្នែកក៏ភ្លឺភ្លេចតែម្លងនៃក្លិនដ៏សាមមួយបានតាក់ទាញនាងទីនេះឡើងពិសេសសម្រាប់តែខួបកំណើតសត្វឆ្មាប៉ុណ្ណោះជាអ្នកបញ្ជាចុងភៅធ្វើវាជាពិសេសចរមុខរបស់គិធាក៏ឡើងក្រហមងាង
ក៏ញ៉ាំស៊ុបឆ្មាដ៏សែនឆ្ងាញ់នោះយ៉ាងរពងរបស់នាងក៏កระดูกគប់កំណើតមកខាងក្នុងគឺជាកូនជ្រកសន្សំប្រាក់3នេះឲ្យភុនស្រីមានលុយផ្ទាល់ខ្លួនចាយបងបានលួចដាក់កាកមាសជាច្រើនទៅក្នុងកូនជ្រកនោះទុកជាមុននេះគីទីអត់ដឹងរឿងនេះទេកូនជ្រកអាចបង្កើតលុយបានមែនទេតឹងក៏ចាប់ផ្ដើមនិយាយលេង search តែនឹងខ្ញុំច្បាស់ជាគិតដូចគ្នាហើយគេប្រាំនាងថាជ្រកស៊ីតែធាត់លឿនដាក់ដូចវានឹងកន្លងនៅតែសង្ស័យក៏សួរអ៊ីដិនថាពិតឬអត់យាយអ៊ីនឹងកូនព្រុសនេះក៏ពិតមែនតែក៏សុកចិត្តលេងតាមសាច់រឿងយ៉ាងដុំរឿងចឹកទៅហើយបើកូនជ្រកតាំងនោះនឹងដឹងធំដដើម្បីលុយដោយខ្លួនអឹងមិនខាន កូនជ្រកកំពុងភ័យគិតទីរ៉ាប្រញាប់លួងលោមពួកវាថានេះសុទ្ធតែជាចកចិត្តល្អមិនបង្ខំលុយពួកវាទេពេលនោះអ៊ីដិនក៏ហុចកាដូរបស់គេដែរនេះវាគឺជាមុខមាត់ដូចគ្នាបាត់ពេលត្រូវគេចាប់ញឹមរិតអឹងប៉ាត់មួយកាលពីមុនមែនទេនេះរិចរេសប្បាយចិត្តខ្លាំងណាស់ក៏ពាក់មុខនោះភ្លាមមើលតែម្ដងឯពុកចចកគ្រូវិញបានសម្លក់មុខអ៊ីដិនយ៉ាងកាយដោយសម្រេចចិត្តថានឹងតាមដានគេឲ្យជាប់ពេលអាហារពេលល្ងាច Caris បានផ្លាស់សម្លៀកបំពាក់ថ្មីដ៏ស្រស់ស្អាតឲ្យគីទីហើយវិចិត្រគោរូបថតជុំគ្រួសារមួយផ្ទាំងគំនូរនោះត្រូវបានព្យួរនៅចំកណ្ដាលភូមិមួយគ្រឹះទូជាក្នុងរូបភាពនោះកូនចចកពីរនិងកូនឆ្មាមួយក្បាលក៏ពិតមែននេះនំចោះយើងទៅតែបានឃើញរូបភាពគ្រួសារដ៏កក់ក្ដៅនិងគួរឲ្យស្រឡាញ់បំផុត